សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជា Top ងុនពេញនេះមុនពេលទស្សនាវីដេអូសូមមេត្តាចំណាយពេល3វិនាទីដើម្បីចុច like វីដេអូនេះនិងចុច subscribe channel ផងដែរដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តផលិតវីដេអូឲ្យមានគុណភាពកាន់តែល្អជូនអ្នកទាំងអស់គ្នាហើយក៏អ្នកទាំងអស់គ្នាខ្លាំងណាស់សូមជម្រាបអ្នកទាំងអស់គ្នាមានថ្ងៃថ្មីដ៏រីករាយអ្នកទាំងអស់គ្នាកំពុងស្ថិតក្នុងកិច្ចប្រជុំមួយដ៏តានតឹងបំផុតគឺអ្វីនេះបាននិយាយព្រមគ្នាថាចំនួន Stara ជួនទៀតលេសម្លឹងមើលទៅដួងឡានដោយមិនដឹងថាគួរនិយាយអ្វីទៀតឡើយដួងឡានដាក់ដៃទាំងពីរនៅលើប្រដៅជាមានផែនការបំរុងទុកឲ្យមែនទេអញ្ចឹងប្រើអ្នកបំរុងទុកចំនួនទៅប្រើពេលវេលាឲ្យលឿនបំផុតដើម្បីជំនួសកុំឲ្យមានបញ្ហាអ្វីកើតឡើងឲ្យសះកែវ៉ែនតាហើយនិយាយថាការថតបានបញ្ចប់អស់ហើយហេតុអ្វីស្រាប់តែចង់ដូរមនុស្សយើងក៏បានចុះកញ្ចក់ជាមួយហួរលីមរួចហើយដែរបើយើងជាអ្នកផ្ដាំតួមនុស្សកណ្ដាលទីដោយសារតែមូលហេតុខាងយើងនោះយើងនឹងត្រូវទទួលខុសត្រូវរឿងរំលោភកុសលកិច្ចសញ្ជាត្រូវសងលុយច្រើនណាស់និយាយចប់គាត់ក៏មើលទៅហ្គាងគីងងត់គាត់កំពុងតែអង្គុយគិតយ៉ាងជ្រៅសងលុយឬប្រកលលុយអាមនោះស្មោកគ្រោះនោះសបិនទៅចោះបើខ្លាំងឲ្យតែត្រីងាប់សំណាញ់ដាច់ទាំងអស់គ្នាទៅចោះបើក៏កាយឲ្យឃើញមុខពិតរបស់វាតែអ្នកនៅខ្លាចអ្នកណាទឹកមុខរបស់ដងលួនប្រែជាស្លេកស្លាំងដោយក្តីបានប្រយ៉ាងខ្លាំងប៉ុន្តែបើសិនជាបកតាតនាងក៏នឹងរងផលប៉ះពាល់ដែរប្រានឆ្នាំមកនេះនាងក៏មិនដែលនិយាយអ្វីសោះបង្ហាញឲ្យឃើញថានាងមិនចង់និយាយរឿងនេះទេដងឡានគិតយូរបន្តិចទៅនិយាយថាសងក៏សងទៅធ្វើយ៉ាងណាក៏ដោយខ្ញុំមិនចង់ឃើញមុខរបស់វាបង្ហាញខ្លួននៅលើទស្សនៈដៃខែទឹកលាទេអ្នកទាំងអស់គ្នាសុទ្ធតែមានការផ្ចាប់អាលយ៉ាងខ្លាំងនៅពេលមើលមុខនាងអញ្ចឹងគេយល់ថាដូចជាដឹងមុននៅអ្វីដែលនាងនឹងនិយាយអគ្គដួងរៀបចំរបៀបនេះប្រហែលជាមានហេតុផលរបស់គាត់ហើយសូមអ្នកទាំងអស់គ្នាប្រញាប់ធ្វើតាមការស្នើសុំរបស់អគ្គនាយដួងទៅកុំផាសពតដល់ពេលវេលាចេញផ្សាយស្នេហ៍ដីឲ្យសះដួងលួងងាកមើលទៅគាត់ដោយការភ្ញាក់ផ្អើលប្រកាសណាស់គាត់ប្រហែលជាមិនយល់ថាវាបានជានាងចង់ដូរមនុស្សខ្លាំងម្ល៉េះប៉ុន្តែគាត់បែរជាមិនស្ទាក់ស្ទើរនៅក្នុងការគាំទៅការសម្រេចចិត្តរបស់នាងឡើយកិច្ចប្រជុំបានបញ្ចប់អ្នកទាំងពីរដើរចេញមកក្រៅជាមួយគ្នាសឿងលាន់បានសួរទៅកាន់គេថាបងមិនសុំខ្ញុំទៅថាហេតុដែលបានជាខ្ញុំធ្វើបែបនេះរឿងផ្លាស់ប្ដូរមនុស្សភ្លាមបែបនេះប្រកាសជាកម្រមានណាស់មែនទេបងហានមិនសួរនាងទៅថាប្រកាសជាមានហេតុផលហើយសឿងលាន់ក្តាប់ដៃចប់ដោយញោពិតណាស់ខ្ញុំពិតជាមានហេតុផលរបស់ខ្ញុំមែនជាងគីងូនកាន់តែប្រកាសដល់ចិត្តថែមទៀតចុះហេតុអ្វីបានជាខ្ញុំត្រូវសួរខ្ញុំជឿជាក់ថានាងនឹងមិនធ្វើការសម្រេចចិត្តអ្វីមួយដោយគ្មានមូលហេតុឡើយដែលបង្កឲ្យមានការខូចខាតដល់ផលប្រយោជន៍ជឿរបស់ក្រុមហ៊ុននោះដូច្នេះហើយខ្ញុំក៏ការសម្រេចចិត្តរបស់នាងសឿងលាន់រំជួលចិត្តយ៉ាងខ្លាំងពេលសម្លឹងមើលគេនាងគិតថាទោះបីជាត្រូវសងលុយច្រើនយ៉ាងណាក៏ដោយក៏គេមិនខ្វល់ដែរនាងយំយ៉ាងរីករាយរួចចាប់ដៃគេចប់អូដល់ពេលអាហារថ្ងៃត្រង់ហើយយើងទៅញ៉ាំបាយជាមួយគ្នាទៅក្នុងអាហារដ្ឋានមិនសូវមានមនុស្សទេសឿងលាន់កំពុងញ៉ាំឆាយ៉ាងគីងូនសម្លឹងមើលនាងមិនមែននាងកំពុងសម្រក់តំងន់ទៅនាងឆ្លើយថាបិទមែនប៉ុន្តែខ្ញុំត្រាំមិនបានទេតតែបានញ៉ាំបាយទៅខ្ញុំឲ្យចាប់បន្លំគេកាន់តែចាប់តាំងពីនាងនឹងខ្លួនមកមិនដែលឃើញនាងខឹងម្ដងណាឡើយតែវាបានមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដទៅគេនិយាយតិចបានតែក្រែមិនទៅថាធ្វើឲ្យអ្វីបានជាត្រូវជាពេលនេះទៅវិញកោហួយលើកថាសបាយមកឲ្យសឹងលាន់អ្នកពេជ្រមិនណានហើយវិញទៅរឿងនេះវាមិនមែនជារឿងតូចតាចទេណាវ៉ាក់ស៊ីនគឺជាតារាបីកំពុងតែមានប្រជាប្រិយភាពកម្លាំងប្រសិនបើរឿងនេះបែកធ្លាយចេញទៅក្រៅប្រកាសជាត្រូវវេរបស់គេគីកូនបញ្ចប់ជាចំខានសឹងលាន់នៅដែរមិនខ្វល់ខ្វាយអ្វីទាំងអស់អញ្ចឹងក៏ឲ្យពួកគេមកចោះបើហាននិយាយស្ដីមិនសម្រមក៏ចូលមកតតល់ផ្ទះទៅចាំមើលថាអ្នកណាខ្លាំងជាងអ្នកណាកោហួយមិនពេញចិត្តនឹងវិធីដោះស្រាយបញ្ហារបស់នាងឡើយទោះបីជាអ្នកមិនខ្វល់ពីវេធីរបស់គេក៏ដោយប៉ុន្តែការលុបចោលកិច្ចសញ្ជាឲ្យបដូរមនុស្សបែបនេះនឹងត្រូវបងលុយសងជំងឺចិត្តច្រើនណាស់លុយរបស់អ្នកក៏មិនមែនរកបានមកដោយងាយស្រួលម្ល៉េះដែរសឿងលាន់ជួនចិញ្ចើបន្តិចគ្មានអ្វីទេខ្ញុំគ្រាន់តែសក់គេខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចសម្រេចចិត្តបានដែរមិនមែនគ្រាន់តែសងលុយទេមែនទេនាងមិនខ្វល់នឹងលុយកាក់បន្តិចបន្តួចនោះទេនាងកំពុងគិតអំពីយ៉ាងគីងងឹនតាមពិតទៅផលប៉ះពាល់ទាំងនេះគេប្រហែលជាគិតដល់រឿងនេះរួចហើយមែនទេយ៉ាងគីងងន់ក៏កំពុងគិតពីនាងដូចគ្នាហើយប៉ុន្តែតាំងពីដើមដល់ចប់ទឹកមុខរបស់គេមិនបង្ហាញអារម្មណ៍អ្វីទាំងអស់គេពិតជាជួយចិត្តលើនាងដោយងល់មែនអ្វីជាធ្វើរឿងដែលមិនមានប្រយោជន៍ដល់ក្រុមហ៊ុនក៏ដោយពិតជាពិបាកយល់ណាស់កងឡានដាក់ចង្កេះលើចានរួចនាងក៏ក្រោកឈរឡើងខ្ញុំញ៉ាំឆ្អែតហើយខ្ញុំតែបន្ទប់ធ្វើការមុនហើយណាក៏ផ្វាយសម្លឹងមើលតាមគាត់របស់នាងទាំងអស់មកញាក់ផ្អើលយ៉ាងគីងនៃនិយាយឡើងអីនៅមិនតន់ទៅកំណត់ញ៉ាំបាយជាមួយខ្ញុំមែនទេហើយហេតុអ្វីបានជារងមិនពុំញ៉ាំបាយជាមួយនាងឥឡូវនាងមានតែការចងចាំត្រឹមអាយុ15ឆ្នាំប៉ុណ្ណោះប្រកាសណាស់នាងមិនអាចមានហេតុផលល្អដូចជាធម្មតាបានទេមនុស្សគ្រប់គ្នាគួរតែសួរយោបល់អីមែនទេយ៉ាងគីងងន់នៅតែអង្គុយផឹកតែយ៉ាងស្ងប់ស្ងាត់ខាងគីងងន់និយាយយ៉ាងស្រទន់
ការយល់ឯការសៃនេះគឺជាដួងចិត្តរបស់ទងលុនខ្ញុំជឿជាក់ថានាងនឹងព្រោះតែចំណូលចាប់តខ្លួនដែលមើលរំលងផលប្រយោជន៍ក្រុមអ៊ុនហើយដាក់ដូរមនុស្សចោលនោះទេកូនហើយក៏ស្រាប់តែនឹកឃើញថាពិតមែនហើយដួងលួនគឺជាចាំងវាងការផ្សាយនៃទស្សនីយដីនេះបើមិនមែនមានមូលហេតុដែលមិនអាចទទួលយកបានទេនោះនាងនឹងមិនផ្លាស់ប្ដូរមនុស្សតាមចិត្តបែបនេះឡើយទោះបីជានាងមានអាយុ18ឆ្នាំក៏នាងមិនធ្វើរឿងឆេវឆាវដល់ថ្នាក់នេះដែរយ៉ាងគីងងន់ដាកែតែចោះរួចនិយាយបន្តក្រៅពីនេះទោះបីជាដងលន់ឡានកាលពីមុនក៏សុទ្ធតែជានាងពិតប្រាកដខ្ញុំសង្ឃឹមថាថ្ងៃក្រោយអឹងកុំនិយាយពាក្យជាបែបនេះទៀតអីបាទនាងព្រោះតែសម្ដីទាំងនេះតែចាប់ផ្ដើមសង្ស័យលើខ្លួនអីខ្ញុំនឹងខឹងខ្លាំងណាស់បន្ទាប់ពីបានដឹកគម្រាមកំហែងនេះកូនហើយឈើស្ងៀមនិយាយមិនចេញបន្ទាប់មកយ៉ាងគីងងន់ក៏ដើរចេញរដ្ឋានដួងលាន់ឡើងទៅដំបូលដើម្បីស្រូបខ្យល់អាកាសនិងមើលទេសភាពស្ថានភាពនេះខ្វះតែស្រាបៀរមួយកំប៉ុងមែនទៅតែគិតចប់ភ្លាមស្រាប់តែមានមនុស្សម្នាក់នៅក្បែរនាងហើយស្រាបៀរមួយកំប៉ុងមកឲ្យគឺជួទៀតលេសឿងលាន់អរគុណនាងជួទៀតលេបើកមកនិយាយមើលតែអ្នកដែលគួរតែនិយាយអរគុណគឺរូបខ្ញុំទៅត្រូវសម្ដីដែលខ្ញុំបាននិយាយដាក់គេនៅថ្ងៃនោះអ្នកបាននោះអស់ហើយមែនទេសឿងលាន់គ្រាន់តែឆ្លើយដល់6ម៉ាត់ថាឈូទៀតលេសួរទៀតថាហេតុអ្វីបានជាអ្នកជួយខ្ញុំយើងមិនមែនជាគូប្រជែងនឹងគ្នាទេសឿងលាន់សាច់ឆៃនិយាយថាអ្នកណាថាខ្ញុំកំពុងជួយអ្នកបើមិនមែនកំពុងជួយខ្ញុំចោះហេតុអ្វីបានជាអ្នកចង់ទទួលខុសត្រូវចំនួនហុកលៀមអ្នកដឹងទេថាការធ្វើបែបនេះនឹងនាំមកនូវផលវិបាកអ្វីខ្លះសឹងឡាញងាយកឹងមកឆ្លើយមិនមែនគ្រាន់តែជាការសងសំណងជាប្រាក់សម្មិញនោះទេខ្ញុំដឹងហើយមានគេប្រាប់ខ្ញុំរួចហើយប៉ុន្តែរឿងនេះបានសម្រេចចិត្តរួចហើយមិនឲ្យដកក៏ថយបានទៀតទេការដែលខ្ញុំធ្វើបែបនេះក៏មិនមែនចង់ឲ្យអ្នកមកដឹងកូនខ្ញុំដែរគ្រាន់តែចង់បង្រៀនអាមនុថកទៀវម្នាក់នោះឲ្យចេះមេរៀនខ្លះប៉ុណ្ណោះអ្នកគិតក្នុងចិត្តថាត្រូវតែឲ្យគេដឹងខ្លួនកុំចេះតែគិតថាខ្លួននឹងល្បីហើយចង់ធ្វើអ្វីក៏ធ្វើបានតាមចិត្តគេគិតថាប្រពលនេះទាំងមួយជាម៉េចគឺគ្រប់យ៉ាងត្រូវតែតាមចិត្តគេទាំងអស់ឬយ៉ាងណាជួទលេសម្លឹងមើលសឹងលាន់ទាំងទឹកកភ្នែករលែងរលោងសឹងលាន់មើលទៅហាក់ដូចជាអណ្ដែតអណ្ដូងដៃកាន់កំប៉ុងស្រាបៀនខ្ញុំនិងគេធ្លាប់ជាមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យជានឹងគឺជាស្នេហាដំបូងរបស់គ្នាទៅវិញទៅមកបន្ទាប់ពីរៀនចប់ក៏ត្រូវក្រុមហ៊ុនកំសាន្តមួយចាប់អារម្មណ៍ពេលជែកចៃសន្យាក្នុងនោះមានលក្ខខណ្ឌថាមិនអនុញ្ញាតឲ្យមានស្នេហាឡើយយ៉ាងហោចណាស់ក៏ក្នុងរយៈពេលដ៏យូរមួយដែរមិនអាចឲ្យអ្នកដតីដឹងបានទេថាពួកយើងកំពុងតាក់ទងគ្នាខ្ញុំមិនចង់បានបែបនេះទេដូច្នេះទៅដាសេតប៉ុន្តែគេបែរជារំចាយចិត្តសញ្ជេនោះទៅវិញបែបនេះហើយនឹងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនក៏ទេទោះបីជាពេលនោះខ្ញុំនិងគេបានឆ្លោះគ្នាយ៉ាងខ្លាំងក៏ដោយប៉ុន្តែខ្ញុំនៅតែនៅក្បែរគេខ្ញុំត្រូវតែកភ្នែកនឹងពាក្យសម្ដីផ្អែមល្ហែមរបស់គេបាំងភ្នែកអស់ហើយរហូតដល់ថ្ងៃមួយខ្ញុំបានរកឃើញថាគេលួចក្បត់ចិត្តខ្ញុំទៅមានស្រីក្រៅធ្វើជាសហាយស្មន់ឲ្យស្ដីអ្នកមានម្នាក់ខ្ញុំពិតជាមិនអាចទទួលយកបានឡើយចាប់ពីពេលនោះមកពួកយើងងាកមើលហើយនិយាយថារឿងរ៉ាវគឺបែបនឹងអឹងទោះជាយ៉ាងណាក៏ដោយទោះបីជាអ្នកចំនួនគេដើម្បីជួយខ្ញុំមើលក៏អត់ក៏ដោយខ្ញុំសុទ្ធតែត្រូវអរគុណអ្នកនៅមានរឿងមួយទៀតដែលខ្ញុំចង់និយាយប្រាប់អ្នកយ៉ាងលួនតែចូលទៅចិត្តជួសឺលីខ្ញុំមិនបានចូលចិត្តលោកនេះយ៉ាងដូចដែលអ្នកគិតមែនទេកាលពីមុនខ្ញុំធ្វើបែបនោះគ្រាន់តែដោយសារការចរណៃឈ្នះនេះប៉ុណ្ណោះគឺចង់ឲ្យអ្នកស្អប់ខ្ញុំតែប៉ុណ្ណោះអ្នកខ្ញុំមានអាយុស្មើគ្នាប៉ុន្តែអ្នកមានគ្រួសារដែលមានសុភមង្គលហើយការងារក៏ជោគជ័យទៀតចាប់ពីពេលនេះទៅខ្ញុំនឹងព្យាយាមទប់ចិត្តខ្លួនឯងនាងដោយកំប៉ុងស្រាបៀរពីដៃយ៉ាងលួនរួចក៏ដល់ចេញទៅធម្មជាតិនៃការច្នៃរបស់ស្ដីពិតជាគួរឲ្យខ្លាចណាស់ខ្ញុំមិនហ៊ានធានាថាខ្ញុំអាចធ្វើបានឬអត់ទេណានេះហើយទៅជាជួសឺលីដែលខ្ញុំស្គាល់នៅក្នុងការចងចាំគ្រាដែលក្រៀមក្រំពីមុននោះមិនមែនជាខ្លួននាងតតែសោះយ៉ាងលួនញញឹមតែហាក់ដូចជាបាត់បង់គូប្រជែងស្នេហាម្នាក់ទៅហើយមែនទេនាងក្តោបមាត់សាយតិចចាំសិនចុះហេតុអ្វីបានជាជែងស្នេហាទៅវិញឬមួយនាងទៅតែដឹងខ្លួនក៏ភ្ញាក់ព្រឺហើយក៏ឈប់គិតទៀតឡើងគិតទៀតហើយធ្វើការទៅបញ្ញប់ធ្វើការពេលដែលយ៉ាងលួនដើរចូលទៅក្នុងបន្ទប់ក៏ស្រាប់តែឃើញយ៉ាងជីងអៀនឈរនៅពីមុខហេតុអ្វីបានជាអ្នកនៅទីនេះគេកំពុងតែអង្គុយមើលលេខកសារឃើញនាងក៏ក្រោកឈរឡើងហើយដើរចូលទៅជិតនាងជាងមុនគេអត់មកស្រង់ក្លិននៅលើខ្លួនរបស់យ៉ាងលួនអ្នកផឹកស្រាយ៉ាងលួនភ័យរហូតដល់ញើសចូលខ្លួននាងងាកមកទៅមើលកន្លែងផ្សេងចេះយ៉ាងជីងអៀនសំលេងទាំងរងអត់ន័យរបស់អ្នកគឺអ្នកមិនបានផឹកមែនទេយ៉ាងលួនអោនក្បាលចុះគ្មានទេខ្ញុំមិនបានផឹកទេប្រហែលជាអ្នកដតីផឹកទៅពេលនិយាយគ្នាវិញឆ្លងក្លិនមកហេតុអ្វីអ្នកសម្លឹងមើលខ្ញុំបែបនោះខ្ញុំភ្លេចប្រាប់អ្នកក្រុមហ៊ុនមិនអនុញ្ញាតឲ្យបុគ្គលិកផឹកស្រាក្នុងម៉ោងធ្វើការឡើយបុគ្គលិកដែលផឹកស្រាក្នុងម៉ោងធ្វើការនោះបានរំលោភទៅបញ្ជារបស់ក្រុមហ៊ុនហើយប្រាប់ខ្ញុំមកទៅអ្នកឈ្មោះអ្វីនាងមានការងឿងឆ្ងល់ក្នុងចិត្តតែការផឹកស្រាខុសច្បាប់មែនទេហេតុអ្វីបានជាជួទលេមិនប្រាប់ខ្ញុំពីរឿងនេះតែនាងក៏ផឹកដែរចាំសឹកហេតុអ្វីបានជាពេលនេះខ្ញុំស្រាប់តែខ្លាចក៏ខ្លាំងម្លេះវាប៉ັດជាមិនដោយពេលទៅរៀនប្រស័យសោះយ៉ាងគីងូនដាក់ដែលលើស្មារបស់នាងតែអ្នកចង់ធ្វើអ្វីនេះហាក់ដូចជាមិនជាក្លិនស្រាដែលខ្ញុំធ្លាប់ធំលើអ្នកដតីនោះទេ
តើអ្នកជាអ្នកផឹកស្រាមែនទេចម្ងាយចិត្តបែបនេះធ្វើឲ្យDươngលាន់ទុកចិត្តមិនបានក៏ឡើងមកក្រហមហេតុអ្វីបានជារាងកាយរបស់គាត់ក្តៅម្លេះវាខុសពីរាងកាយរបស់ខ្ញុំរាងកាយរបស់ខ្ញុំត្រជាក់ណាស់ខ្ញុំពិតជាចង់អប់ដើម្បីឲ្យគាត់ក្តៅខ្លាំងណាស់នឹងខ្លួនឡើងកុំឲ្យភាពបងងល់មកធ្វើឲ្យបាត់បង់ស្មារតីឲ្យសះនាងបានរំភើយក៏ព្រមសារភាពថាមែនហើយគឺខ្ញុំដែលផឹកស្រាខ្ញុំមិនដឹងទេថាក្រុមហ៊ុនមានច្បាប់បែបនោះលើកក្រោយខ្ញុំនឹងមិនហានទៀតទេតើអ្នកកុំតាមដានរឿងនេះបានទេគាត់ដកដៃចេញពីស្មារបស់នាងរួចបែរខ្នងដកដងហើមធំខ្ញុំនឹងជួនអ្នកត្រឡប់ទៅវិញមុនសារភាពរបស់អ្នកបែបនេះក៏ឲ្យអ្នកដតីឃើញនឹងល្អជាងអ្នកទៅសម្រាប់ពីការងារមុនចុះខ្ញុំនឹងប្រាប់អ្នកមិញងឲ្យធ្វើអ្វីមួយសម្រាប់ដោះស្រាយចិត្តស្រ័យនេះDươngលាន់មិនយកសោះទៅតាមពិតតែគាត់មានន័យដូចចំណេចគាត់ហាក់ដូចជាមានការសោកស្ដាយខ្លាំងណាស់តែគាត់សោកស្ដាយរឿងអ្វីបន្ទាប់ពីញ៉ាំអាហាររួចDươngលាន់ក៏ជួយរៀបចំចានឆ្នាំងនាងប្រមូលចានខ្វក់រួចនិយាយដោយរីករាយថាខ្ញុំជួយអ្នកមិញលេងចានណាអ្នកមិញងក៏ឆ្លើយដល់យ៉ាងរីករាយថាអគុណច្រើនខ្ញុំស្មានថាពេញមួយជីវិតនេះគាត់ប្រហែលជាមិនដែលលេងចានម្ដងណាឡើយមើលដៃគាត់ចេះអ្នកទាំងដៃស្រីទឹកទៀតពួកគេទាំងពីរអ្នកក៏ជួយគ្នាឡើងចានអ្នកមិញងតម្លៃថាលោកយ៉ាងធ្លាប់លេងចានពីមុនមកហាក់ដូចជាក្នុងអំឡុងពេលនេះតែកាលពីឆ្នាំមុនថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរលោកយ៉ាងថែមទាំងជួបផ្ទះបាយចំបំភពនឹងលេងចានដោយខ្លួននឹងទៀតផងDươngលាន់ភ្ញាក់ផ្អើលបែរក្រោយមកស្រែកយ៉ាងខ្លាំងពិតមែននេះគាត់មិនត្រឹមតែចេះលេងចានទៅសូម្បីតែចេះចំបំភពទៀតផងអ្នកមិញងលឹកក៏ដែលឡើងសរសើរស្នាដៃធ្វើមុខរបស់លោកយ៉ាងគឺមិនធម្មតាឡើយអ្នកមិញងមិញនេះអ្នកមិញនិយាយថាថ្ងៃខួបអាពាហ៍ពិពាហ៍គឺខ្ញុំនឹងគាត់មែនទេមែនហើយបើជាចិត្តដល់ថ្ងៃនោះហើយឆ្នាំនេះអ្នកទាំងពីរមានគម្រោងរៀបចំយ៉ាងម៉េចដែរDươngលាន់ឈឺស្ងៀមដូចជាត្រូវក៏នៅនឹងកន្លែងខួបអាពាហ៍ពិពាហ៍របស់នាងនឹងយ៉ាងគិងូនអីនាងអង្គុយលើក្រែហើយគិតក្នុងចិត្តថាត្រូវធ្វើម៉េចទៅមិនបានជាមិនតែលំមិតទុំភ្នាក់យ៉ាងមិនជាប្រាប់សោះនឹងចុះពីលើក្រែរួចក៏ប្រញាប់រត់ចេញទៅនាងក៏មិនទៅកន្លែងរបស់គាត់ដែរតែវាជារឿងយ៉ាងម៉េចទៅវិញនឹងដើរចូលទៅក្នុងបន្ទប់ឃើញយ៉ាងគិងូនកំពុងអង្គុយនៅលើក្រែនាងសម្លឹងមើលគាត់ដោយភ្ញាក់ផ្អើលស្រាប់តែឃើញគាត់កំពុងតែដេកឡុកនាងមានអារម្មណ៍ថាទឹកមុខមួយនេះគឺខុនភ្នែកខ្លាំងណាស់កាលពីសម័យរៀនឲ្យតែពេលចាប់ផ្ដើមមេរៀនគាត់តែនៅអព្យាភៅដេកឡុកជានិច្ចដូចជាពេលនេះអញ្ចឹងនាងក៏កកឡើងពីរបីដងប្រកាសជាគាត់នឹងភ្ញាក់ឡើងដោយការតក់ស្លុតជាមិនខានកាលពីមុនរៀននៅជាមួយគ្នានាងធ្លាប់ចង់ធ្វើបែបនេះយូរមកហើយរាល់ពេលឃើញគាត់មិនព្រមរៀនអ្វីទាំងអស់ឃើញតែដេកឡុកគឺនាងចង់ដាស់គាត់ឲ្យភ្ញាក់ខ្លាំងណាស់លើកនេះនាងអាចសម្រេចបំណងបានហើយនាងញីភ្នែកមួយផ្លែតដោយការភ្ញាក់ផ្អើលគីងូនបើកភ្នែកឡើងហើយនិយាយថាលើកក្រោយពេលចូលមកត្រូវចាំគាត់ធ្វើអាសិននាងឆ្លើយតបដោយភាពអៀនខ្មាសថាដឹងហើយរួចដាក់សៀវភៅចុះក៏អាចមិនចាំបាច់កោះដែរនាងមិនអាចលក្ខការងឿងឆ្ងល់បានឡើយថាហេតុអ្វីព្រោះថាអ៊ុនជាប្រពន្ធរបស់បងDươngលាន់មុខឡើងក្រហមសម្លឹងមើលគាត់ប្តីប្រពន្ធនឹងគ្នាមិនគួរធ្វើក៏ជារឿងធម្មតាដែរនេះក៏មិនមែនជាពាក្យសម្ដីសារភាពស្នេហ៍អ្វីនោះទេតើខ្លួនឯងកំពុងតែមានរឿងអីហ្នឹងបេះដូងរបស់នាងលោតញាប់ខុសចង្វាក់នាងប្រាប់ខ្លួនឯងថាត្រូវតែស្ងប់ចិត្តណារួចហើយនាងក៏ប្រាប់គាត់ថាយើងមកមើលកូនជាមួយគ្នាទៅយ៉ាងគិតងំភ្ញាក់ផ្អើលថាមើលកូនហើយខ្ញុំឃើញម៉ាស៊ីនបញ្ចាំងកូនមានរឿងច្រើនណាស់ពេលវេលានៅតាំងមើលជាមួយគ្នាទេគាត់គិតក្នុងចិត្តថានឹកស្មានថាគឺនៅខាងក្នុងផ្ទះម៉ាស៊ីនបញ្ចាំងកូននៅបន្ទប់គេងគឺនៅបន្ទប់ដែលនាងកំពុងតែដាច់ខ្ជាប់បននេះដូច្នេះនាងគ្រាន់តែចង់មើលកូនសុទ្ធសាធឬក៏នាងកំពុងតែអញ្ជើញខ្លួនឲ្យធ្វើអ្វីមួយគិតដល់ត្រង់នេះគាត់ក៏មុខឡើងក្រហមអស់ហើយឃើញបែបនេះDươngលាន់ក៏និយាយដោយមិនពេញចិត្តថាបើបងមិនចូលចិត្តមើលក៏មិនបាច់បង្ខំដែរខ្ញុំអាចមើលម្នាក់ឯងក៏បានដែរគាត់ភ័យស្លន់ស្លោដែលមិនដឹងថាត្រូវធ្វើបែបណាពេលឃើញនាងខ្ងក់ងើដួងឡានក៏ដើរចេញទៅទាំងបែបនោះត្រឡប់ទៅបន្ទប់របស់នាងដួងឡានកំពុងអង្គុយរើសឌីសកុនសម័យកាលនេះផ្ទះដែលនៅមានម៉ាស៊ីនបញ្ចាំងកូនពិតជាមិនសូវមានប៉ុន្មានទេអ្នកណាទៅដឹងថាគាត់ទៅរកឌីសកុនអស់នេះមកពីណានាងងាកមើលទៅមាត់ទ្វារដោយភ្ញាក់ផ្អើលគឺចាំងកញ្ញូនកំពុងដើរចូលមកគាត់និយាយដោយសុភាពថាមើលជាមួយគ្នាទៅភាពអៀនខ្មាសរបស់គាត់ទៅធ្វើឲ្យនាងសើចចក្អឹកដូច្នេះហើយអ្នកទាំងពីរក៏អង្គុយមើលកូននៅលើក្រែជាមួយគ្នាគាត់លួចកន្លែងមើលដួងលិននឹកដល់រឿងការពីអតីតកាលក៏មិនដឹងថាថ្ងៃទាំងនោះថ្ងៃខែទាំងនោះតើនៅមានទៀតអត់ទឹកមុខរបស់គាត់ចាប់ផ្ដើមស្រពោនថ្ងៃដែលខ្ញុំសំនៀងរៀបការយើងទាំងពីរបានទៅរំកុនជាមួយគ្នាបានមួយកូនហើយរឿងមួយនោះគឺរឿងនេះឯងគាត់ងើយមើលចំណងជើងរឿងដោយភ្ញាក់ផ្អើលលិនអូនកំពុងគិតអីហ្នឹងខ្លួននឹងពិតជាមើលមិនដាច់សោះរឿងគាត់នៅតែបន្តដំណើរទៅមុខប៉ុន្តែគំនិតជាច្រើនបានផុសឡើងក្នុងក្បាលរបស់នាងស៊ីសាមិនចាំសុនអូកងប៉ុន្តែសុនអូខុងនៅតែចាំនាងដួងលិនអង្គុយត្រារិះមើលរឿងកូនប្រៀបដូចជាខ្លួននឹងមិនអាចចាំអ្វីបានសោះចំណែកចាំងកញ្ញូនវិញគឺចាំរាល់គ្រប់យ៉ាងគាត់ស្រឡាញ់ខ្ញុំខ្លួនខ្ញុំនៅអាយុ25ឆ្នាំដែលជាប្រពន្ធរបស់គាត់ដូច្នេះហើយទៅពេលគាត់ដឹងថាខ្ញុំនឹងកវាយកើតរឿងអ្វីមួយទៅគាត់ខឹងខ្លាំងដល់ថ្នាក់នេះចុះហេតុអ្វីបានជាឥឡូវគាត់ធ្វើល្អដាក់ខ្ញុំដល់ថ្នាក់នេះក៏ប្រែខ្ញុំនៅអាយុ25ឆ្នាំមិនមែនខ្ញុំនៅអាយុ18ឆ្នាំដែលតែងតែតោះតែងជាមួយគាត់ជានិច្ចនោះទេប៉ុន្តែខ្លួនខ្ញុំពេលនេះចាំបានថាខ្លួននឹងមានអាយុ18ឆ្នាំប៉ុណ្ណោះ
ហេតុអ្វីបានជាត្រូវមកគិតរឿងទាំងនេះទៅវិញខ្លួនខ្ញុំអាយុ18ឆ្នាំជាមួយខ្លួនខ្ញុំអាយុ25ឆ្នាំមិនមែនសុទ្ធដែលជាខ្លួនខ្ញុំទាំងអស់ទៅហេតុអ្វីបានជាអ្នកអក្បាលខ្លួននឹងបែបនេះមើលទៅខ្ញុំប្រហែលជាស្រឡាញ់គាត់ទៅហើយទៅបានជាមានអារម្មណ៍ភ័យរំភើបបែបនេះប្តីដែលល្អបែបនេះអ្នកណាទៅដែលមិនញាប់ញ័រចិត្តបានសុទ្ធតែមកពីខ្ញុំនឹងដែលមិនគួរឲ្យគាត់មើលកនសះខែជាមួយនាងហើយចូលទៅបាត់ម៉ាស៊ីនឌីសរួចចូលគេងឲ្យលប់ស្រួលទៅតែគេមើលនឹងហើយមែនទេថាខ្ញុំកំពុងតែញាប់ញ័រចិត្តដោយសារគេជាឆ្លាតដល់ថ្នាក់នេះជាងយានគិតក្នុងចិត្តថានឹងបាក់កមាត់និយាយទូរស័ព្ទរបស់យ៉ាងលងក៏រឡើងគឺមកនេះជាអ្នកខាលមកលន់អូនមើលពុនមីងទៅនេះទៅវ៉ាក់លីងចាប់ផ្ដើមបង្កចម្លោះឲ្យក្រុមហ៊ុនកាត់ដេ Icon បែរជាត្រឡប់មុខត្រឡប់ក្រោយក្រុមហ៊ុនកាត់ដេ Icon ចាប់ផ្ដើមយកថតឲ្យវ៉ាក់លៀនមកគុំមិនគោទៅតាមសញ្ជាចាប់ដល់ខ្លួនចេញពីវិស័យ Fashion ទៅក្រុមហ៊ុនកាត់ដេ Icon អាមនោះឈ្មោះវ៉ាក់លៀនម្នាក់នេះហែនមកបង្កាហេតុដល់កន្លែងធ្វើការទៀតគេស្មានថាធ្វើបែបនេះហើយខ្ញុំនឹងខ្លាចមែនទេនាងក្តាប់ទូសំនៅក្នុងដៃជាងសួរនាងថាមានរឿងអ្វីកើតឡើងឬเปล่าនាងខ្ញុំមិនខំឆ្លើយតបថាមិនទេខ្ញុំអាចដាស់ស្រាយបានខ្លួននឹងគួរតែរៀនដោះស្រាយបញ្ហាដោយខ្លួននឹងខ្លះមិនអាចទុកឲ្យគេបារម្ភពីខ្លួនរហូតបែបនេះបានទេព្រឹកថ្ងៃបន្ទាប់នៅឲ្យក្រុមហ៊ុនកាត់ដេ Icon នៅក្នុងរប្រជុំថ្មីនេះខ្លឹមសារនៃការថែរក្សាអន្តរជនមានការផ្លាស់ប្ដូរជាងយានសម្លឹងមើលទៅទូរស័ព្ទមកនេះផ្ញើសេះសមុខមានរឿងហើយវ៉ាក់លៀនរត់មកដល់ក្រុមហ៊ុនដើម្បីរកលន់តូនឡនកំពុងសួរនាំកំហុសរួចអានសារនោះបណ្ដាគេក៏ជ្រួញចិញ្ចឹមបន្តិចអ្នកទាំងអស់គ្នាប្រជុំបញ្ចុះខ្ញុំសុំចេញទៅក្រៅមួយផ្លែតការប្រជុំបន្តឲ្យលោកអ្នកទទួលបន្ទុកទៅដើរចេញពីបន្ទប់ប្រជុំគេក៏ឡាប់ភ្លាមទៅរកមកនេះជាដំបូងនាងចលេខារបស់ក៏ដាក់ការសង្ស័យលើមកនេះលេខារបស់យ៉ាងឡនទៅខាងផ្នែកនពន្ធធានរឿងអ្វីកើតឡើងទៀតឬយ៉ាងណានៅបន្ទប់ធ្វើការរបស់យ៉ាងឡនគាត់លៀនកំពុងបង្កការរញ៉ៃចង់ដឹងថាភេទអ្វីបានជាអ្នកនាងឡនចង់ដូរតំណែងខ្ញុំយើងសុទ្ធតែបានចុះកេកសិនជារួចហើយរូបថតក៏ថតរួចច្រើនពេលនេះក៏ដឹងអស់ហើយខាងអ្នកគ្មានហេតុផលអ្វីសោះបែរជាមកដូរមនុស្សសួរថាហ្វេតអ្វីបានជាហ្វេនរបស់ខ្ញុំទួយកមិនបានយ៉ាងឡនតបទៅវិញថាក៏ព្រោះតែមានកិច្ចសន្យាបានជាខ្ញុំឲ្យកូនចេះរៀបចម្រឿងសងសំណងរួចរាល់ហើយលោកវ៉ាក់មិនបាច់បារម្ភទេមិនខ្វះលុយជន់លោកឡាយចំណែកកាយហេតុផលតែក្នុងចិត្តលោកវ៉ាក់មិនដឹងអ្វីសោះមែនទេនាងសម្លឹងមើលទៅគេយ៉ាងមុតមមដោយក្រសែភ្នែកខាងសម្បាដែរនៅក្តៅណាអ្នកទាំងអស់គ្នាក៏មិនមានបញ្ហាអ្វីដែររំតែលោកហាក់ក៏គួរតែគិតឲ្យបានដល់ផងដល់ពេលនោះអ្នកដែលត្រូវបាត់បង់មុខមាត់គឺជានរណារឿងដែលខ្ញុំនឹងនាងនិយាយគ្នានៅថ្ងៃនោះអ្នកសុទ្ធតែបាននៅអស់ហើយមែនទេយ៉ាងលូនតបដោយស្ងប់ស្ងាត់ថាមិនខ្វះសំបីតែមួយម៉ាត់ហាក់លៀមក៏ញុះញង់ហើយសារបញ្ហាអារ៉ាមផ្ទាល់ខ្លួនរបស់បុគ្គលិកក្រៅមកវៀនទៅធ្វើឲ្យប៉ះពាល់ដល់ការសហការរបស់ក្រុមហ៊ុនលោកស្រីយ៉ាងមិនបានគិតដល់ផលវិបាកទៅរឿងរ៉ាវឈានមកដល់កម្រិតនេះហើយវេះបុកផ្លូវការរបស់ក្រុមហ៊ុនលោកក៏ពិបាកនឹងដោះស្រាយហើយមែនទេសំបីតែខមមិនបាក់ឲ្យគេដែរឬទៅមានអារម្មណ៍យ៉ាងណាដែលពេលត្រូវគេជាប្រតិចបែបនោះនាងនៅតែឆ្លើយតបដោយស្ងប់ស្ងាត់ខ្ញុំមិនត្រឹមតែចង់ទាមទារយុទ្ធធរឲ្យបុគ្គលិកក្រៅមកវេតែប៉ុណ្ណោះទេគឺថែមទាំងដើម្បីដល់អ្នកដៃវេសិន Icon ដាច់ឆាននឹងមិនប្រើប្រាស់សិល្បៈដែលមានប្រវត្តិមិនល្អឡើយគាត់ខាងឡើងញោខ្លួននៅយ៉ាងលួននិយាយបន្តខ្ញុំជឿជាក់ថាជាមួយនឹងចរិតរបស់លោកហាក់របៀបនេះមិនយូរមិនឆាប់ក៏នឹងដួលរលំដែររងចាំដល់ពេលនោះទៅនឹកស្ដាយក្រោយដែលបានប្រើប្រាស់រូបថតក៏មុខទស្សនាវដ្តីរបស់លោកដែលនឹងចេះពលអាក្រក់យ៉ាងខ្លាំងសូមមិនប្រើតាំងពីដំបូងទៅវិញប្រសើរជាងក្រៅពីនេះទោះបីជាលោកប៉ុន្តែ Vision Icon ក៏ជាក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះរឹងមាំយូរឆ្នាំដែរថ្ងៃក្រោយលោកក៏នៅតែត្រូវការថតធានការងារទៅទៀតបើធ្វើឲ្យមើលទៅមិនល្អទស្សនាវដ្តីទៅគេនឹងហាន់ប្រើលោកទីទេលោកក៏ត្រូវតែគិតដល់ផលវិបាកនេះដែរគាត់ខ្លាំងណាស់តែមិនអាចធ្វើអ្វីបាននាងហានគៀបសង្កត់គាត់ខ្លាំងម្ល៉េះទោះបីជាខ្លួនមិនចង់ឲ្យរឿងនេះខ្លាយជារឿងធំប៉ុន្តែយ៉ាងណាក៏ដោយក៏ត្រូវតែទាមទារយកផលប្រយោជន៍មកវិញខ្លះដែរគាត់និយាយថាចុះលោកស្រីយ៉ាងមកចង់មកជាមួយខ្ញុំមែនទេនាងរាប់ថានិយាយត្រង់ចោះមនុស្សដូចខ្ញុំមិនចូលចិត្តការឆ្លោះប្រកែកគ្នាទេប៉ុន្តែប្រសិនបើលោកហាក់មិនដឹងថាកលអអ្វីអាក្រក់ខ្ញុំក៏មិនខ្លាចក្នុងការបង្រៀនលោកពីរបៀបធ្វើនោះដែរចុះរឿងដែលត្រូវគេជាប្រតិចឡើងហាត់សឺតរហូតត្រូវគេទិញចេញពីវិស័យនេះលោកស្រីយ៉ាងមិនខកបន្តិចសោះមែនទេទីមិនបានមានអារម្មណ៍ក្រៀមក្រំអ្វីបន្តិចឡើយប្រសិនបើរឿងរបស់លោកហាក់ត្រូវបែកធ្លាយចេញទៅប្រាជ្ញាគេជាប្រតិចយ៉ាងវេទនាជាងខ្ញុំទៅទៀតចុះតើខ្ញុំមានអ្វីដែលត្រូវខ្វល់ទៀតទៅហាក់លឹមអប់ដែលរួចសួរថាតើអ្នកមិនបន្តដើរដែរឬទេក៏មកគិតថាខ្លួននឹងខ្ពស់តដែតឲ្យសោះមេធាវីនិងក្រុមការងាររបស់ខ្ញុំក៏មិនមែនជាអ្នកកាន់សើស៊ីបន្លៃដែរណាការដែលនាងចោលប្រកាន់ទាំងបើហានធ្វើឲ្យវាជារឿងធំមែនប្រយ័ត្នខ្ញុំដឹងឲ្យតឡេការទាំងមូលរបស់នាងសងសំណងឲ្យខានតែបាននាងចោលដៃលើតបែបនេះឬរួចនាងក៏ក្រោកឈរដើរតម្រង់ទៅរកគេព្រមទាំងស្លឹងមើលទៅគេមិនដាក់ភ្នែកឲ្យប្រុសចរិតស្រីដែលចូលចិត្តកក់បន្លំកំពូលម្នាក់នេះឥឡូវនេះប្រញាប់ហៅវងអ្នកកំត្រខួរក្បាលតូចតាចរបស់លោកឲ្យប្រញាប់វេត្រឡប់ទៅវិញឲ្យអស់ទៅបន្តមកសុំទោសជូរទៅលេឲ្យខ្ញុំ
នេះគឺជាការសម្របសម្រួលចុងក្រោយរបស់ខ្ញុំហើយចំណែកបើលោកនៅហានព្រឹកពីទៀតខ្ញុំនឹងធ្វើឲ្យលោកមិនបានប្រាក់សំបីតែមួយរៀលគេជាសញ្ជីទៅវកលៀមក៏មានអារម្មណ៍ភ័យខ្លាចចំពោះភាពអង់អាចរបស់នាងដែរប៉ុន្តែនៅតែរឹងតឹងនិយាយបន្ទៀតតែអ្នកណាសិតឲ្យនាងមានទំនុកចិត្តនិយាយជាមួយខ្ញុំនេះហាសេជូទៅលេទៅបាក់ទ្វារចូលមកខ្ញុំនឹងឲ្យជាប់ផ្ដាល់ទំនុកចិត្តឲ្យនាងសារផ្អែមល្ហែមរវាងលោកនិងស្រីម្នាក់នោះរូបថតដែលលោកទៅផ្ទះនាងដើម្បីណាត់ជួបគ្នាទាំងសម្លេងថតដែលខ្ញុំទៅចាប់កំហុសរូបភាពអ្នកទាំងពីរនៅលើក្រៃខ្ញុំសន្តិខ្សែទុកយ៉ាងច្បាស់ណាស់ទាំងអស់បើលោកចង់ធ្វើជារឿងធំខ្លាំងណាស់មែនទេខ្ញុំជាមុខសម្រាប់មុខលោកឲ្យអស់មិនយល់សល់ឡើយវ៉លលីមស្រែកខ្លាំងនាងហានស្រាប់តែមានសម្លេងមនុស្សម្នាក់និយាយថាបានហើយខ្ញុំនៅខាងក្រៅស្ដាប់បានខ្លះទៅហើយគឺកេញងួនមកដល់ហេតុអ្វីបានជាគេមកដល់ទីនេះមិនមែនថ្ងៃនេះសន្តាការមានការប្រជុំបន្តទៅសួស្ដីវ៉កលីមស្ងាត់មាត់រួចលោកទៅចាប់ដៃជាមួយកេញងួននិយាយដោយរីករាយថារីករាយណាស់ដែលបានជប់លោកអាមនុស្សអាក្រក់យើងលិនភ្ញាក់ផ្អើលហើយបិទមាត់សើយវ៉កលីមមកវិលក្បាលមកនិយាយថាតើលោកប្រធានយើងកំពុងតែសេចចំអាកឲ្យខ្ញុំមែនទេភ្លាមបីនោះកេញងួនក៏ខាត់ភ្លាមកុំដើរទៅមុខទៀតឲ្យសោះលោកវ៉កលោកប្រធានយ៉ាងលោកយល់ច្រឡំហើយវាគ្រាន់តែជាការយល់ច្រឡំពិតមែនខ្ញុំអាចបញ្យល់ពីរឿងនេះបានយ៉ាងច្បាស់ស្លាស់មែនទេលោកប្រធានយើងមើលទៅកេញងួនដោយទុនភ្លន់រឿងនេះខ្ញុំអាចដោះស្រាយដោយខ្លួននឹងបានយ៉ាងល្អតាមពិតលោកមិនចាំបាច់មកដល់ទីនេះក៏បានដែរវ៉កលៀមសួរថាចុះលោកប្រធានយើងចង់គិតគូរយ៉ាងម៉េចដែរក៏ប្រាប់ណាថាលោកប្រធានយើងហើយលោកប្រធានយ៉ាងមកដើម្បីគម្រាមខ្ញុំនាងឆ្លើយតបថាខ្ញុំមិនដែលគិតចង់ប្រើគេមកគម្រាមលោកសំបីតែបន្តិចតែការមានវត្តមានរបស់ខ្ញុំនៅទីនេះមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកខ្លាចទៅអីក៏មានអារម្មណ៍មិនសប្បាយចិត្តចំពោះនាងដងលាន់សាច់បាត់មន់មិនចិត្តពិតណាស់នៅមានទៀតនៅមានជួទុយលេរបស់ខ្ញុំទៀតជួទុយលេមិនថាទៅអ្វីក៏ពូកែខ្លាំងណាស់ដែរធានាថាពេញមួយជីវិតនេះអ្នកនឹងគ្មានថ្ងៃងើបមុខរួចឡើយជួទុយលេនៅស្ងៀមមិននិយាយអ្វីទាំងអស់រីដងលាន់ក៏បន្តនិយាយទៀតដូច្នេះបញ្ហារបស់អ្នកហួរខ្ញុំចង់សងឡប់ទៅឲ្យអ្នកវិញតើអ្នកគិតយ៉ាងណាដែរអ្នកដែលចប់ហើយមើលទៅថ្ងៃនេះតំណងជាមិនអាចទៀមទាអ្វីបានទេយ៉ាងគីងងនដែលឈរនៅពីក្រោយកំពុងសង្កេតមើលនាងយ៉ាងយកចិត្តទុកដាក់ទង្វើបែបនេះរបស់នាងគឺពិតជាខុនភ្នែកណាស់ទោះបីជានាងមិនចង់ចាំអ្វីទាំងអស់ក៏ដោយប៉ុន្តែនាងនៅតែចេះការពារខ្លួនឯងបានយ៉ាងល្អសូម្បីតែពេលដាស់ស្រាយជាមួយហួលៀមដោយគ្មានវត្តមានខ្លួននាងនៅតែចាក់គ្រប់គ្រងស្ថានភាពបានយ៉ាងងាយស្រួលទោះបីជានាងឲ្យនៅមិនត្រូវការក៏ដោយប៉ុន្តែខ្ញុំនៅតែចង់នៅទីនេះដើម្បីការពារនាងហួលៀមបែកក្បាលមកវិញបើអញ្ចឹងក៏តាមចិត្តនាងចុះខ្ញុំនឹងទៅសម្រួលជាមួយខាងក្រុមមុនចំណាយកិច្ចរឿងសងសំណងកិច្ចសន្យាក៏សូមឲ្យខាងអ្នករੂស្រន់ផ្ញើប្រាក់មកឲ្យបានឆាប់ផងនៅគង់លូនដួងលាន់តែបើខ្ញុំតូចចិត្តហើយតែទៅនេះមិនត្រឹមតែចង់ចំនួនកន្លែងអ្នកប៉ុណ្ណោះទេថែមទាំងមិនឲ្យប្រាក់1 សេនទៅអ្នកទៀតផងនាងមានសិទ្ធិអ្វីមកមិនឲ្យប្រាក់នាងជាអ្នករំលែកកិច្ចសន្យានាងដឹងខ្លួនដែរឬទេពីចឹងហើយចុះហេតុអ្វីខ្ញុំត្រូវឲ្យប្រាក់ទៅមនុស្សអាក្រក់ដូចជាអ្នកដើម្បីឲ្យអ្នកយកលុយទៅកេងប្រវ័ញ្ចក្មេងស្រីផ្សេងទៀតទៅគាត់ដាប់វិញទាំងកំហឹងនាងពិតជាមិនខ្លាចច្បាប់ទម្លាប់មែនក្នុងកិច្ចសន្យាបានចែងច្បាស់លាស់អ្នកនឹងទេផ្លេចប្រាប់អ្នកមួយរឿងលោកយ៉ាងគឺជាស្វាមីរបស់ខ្ញុំគាត់យល់ច្បាស់រឿងច្បាប់កិច្ចសន្យាណាស់ខ្ញុំឲ្យគាត់ព្រៀងឯកសារថ្មីមួយភ្លាមឯនៅទីនេះចុះហាត់លេខាហើយអ្នកអាចទៅបានគាត់មកស្លេកស្លាញ់ញើសចូលខ្លួននិយាយលេងចេញតាមពិតទៅខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះបើអ្នកចង់មិនអាចជីពុកក្នុងវិស័យសិល្បៈនេះគឺត្រូវចង់ហាត់លេខខ្លះកិច្ចសន្យាថ្មីនេះគ្នាភ្លាមរួចបាត់មកទៅបើមិនចង់ធ្វើបន្ទាប់ទេឥឡូវនេះអ្នកអាចដកខ្លួនចេញបានភ្លាមតែម្ដងកិច្ចសន្យាថ្មីត្រូវបានរៀបចំរួចរាល់យ៉ាងឆាប់រហ័សតើខ្ញុំធ្វើអ្វីខុសទៅគឺតែពីរឿងឲ្យខ្លួននឹងស្រួលចិត្តប៉ុណ្ណោះមិនខ្វល់ពីអារម្មណ៍របស់ពុទ្ធtuyếtលេបន្តិចសោះឡើយទោះយ៉ាងណាក៏ដោយហុកលៀមក៏ធ្លាប់ជាមនុស្សដែលtuyếtលេស្រឡាញ់ដែរបងធ្វើបាបអ្នកដតីបែបនេះជីងទៅលងលំនាងថានាងមិនបានធ្វើអ្វីខុសឡើយបើមិនធ្វើដល់កម្រិតនេះទេនាងនឹងតែពឹងលើអនុស្សាវរីយ៍ទាំងនោះជារៀងរហូតនឹងមិនអាចកាត់ចិត្តពីអតីតកាលបានឡើយទើបអាចបន្តមុខទៀតបានគាត់ចាប់ដៃទុនល្មើយរបស់សឿងលាន់អូនចាំបានទេថាថ្ងៃស្អែកជាថ្ងៃអ្វីសឿងលាន់ឆ្លើយទាំងមិនដឹងខ្លួនថាណាថ្ងៃកូនរបស់ខ្ញុំនៅមានថ្ងៃខួបអាពាហ៍ពិពាហ៍ទៀតម៉ែដាស់ងមកឆែកមើលរួចរាល់ដែរអូនគិតយ៉ាងម៉េចបានជាសួររឿងនេះបងចាំបានគឺល្អហើយបងទៅដោះស្រាយការងារផ្សេងសិនហើយពេលចេញពីធ្វើការបងនឹងទៅទទួលអូនដោយឈុតឆាកសឿងលាន់ឈើនៅមុខចន្ទាយន្តគិតក្នុងចិត្តថាថ្ងៃខួបអនុស្សាវរីយ៍អីតែពេលនេះខ្លួននឹងមិនចាំអ្វីសោះអ៊ីចឹងគួរតែរៀបចំយ៉ាងម៉េចទៅចន្ទាយន្តបាក់ឡើងស្រាប់ពេលដែលកោហើយនៅខាងក្នុងនោះយ៉ាងម៉េចហើយមុខបានជ្រាវជ្រួញអស់ហើយនាងឆ្លើយតែងភ្ញាក់ផ្អើលថាខ្ញុំមិនទេរួចក៏ចុចប៊ូតុងបិទទ្វារចន្ទាយន្តវិញកោហើយឈើមើលនាងចាក់ចេញពីក្រុមមុនទាំងងឹងឆ្ងល់ក្នុងចិត្តនាងមិនឈប់គិតថាខ្លួននឹងកំពុងខ្លាចមែនទេខ្លាចការចាំរឿងវិញមួយមែនទេហេតុអ្វីត្រូវខ្លាចការចងចាំបានឡើងវិញមិនមែនជារឿងល្អទេអីទឹកមុខរបស់នាងទាំងព្រួយបារម្ភនឹងរងតុកយ៉ាងគិញទៅឈើចាំនាងយ៉ាងម៉េចហើយហេតុអ្វីទឹកមុខស្លេកស្លាំងម្លេះប្រសិនបើយើងអាចចងចាំបានគាត់ប្រាកដជាស្បាយចិត្តខ្លាំងណាស់ព្រោះមនុស្សដែលគាត់ស្រឡាញ់បានត្រឡប់មកវិញហើយតែពេលនេះខ្ញុំក៏ស្រឡាញ់គាត់ខ្លាំងណាស់ដែរ
ទៅគាត់ដឹងទេណាគាត់ចង់បានទៅពិតជាខ្លួនអាយុ18ឆ្នាំឬមួយក៏អាយុ25ឆ្នាំគ្នាគាត់ហៅយើងលាន់តែក្តីបារម្ភស្រាប់តែយើងលាន់ងាកមកធ្វើមកគាត់ធ្វើឲ្យគាត់ឈើស្ងៀមមួយភៀមមិនគួរឲ្យជឿសោះបងមកទល់ល្មើនោះប៉ះនឹងម៉ាត់គាត់ដៃរបស់នាងដាក់លើស្មាគាត់មើលទៅដូចជាចាប់បានចង្វាក់ហើយគាត់លើកដៃដាក់លើកញ្ចឹងករបស់យើងលាន់ក្នុងការធ្វើដល់ផ្អែមល្ហែមនោះយ៉ាងរស់រាលយើងលាន់បាក់ភ្នែកទំភៃដោយភាពភ្ញាក់ផ្អើលនាងមិនយល់ថាខ្លួនកំពុងធ្វើអ្វីឡើយក៏រុញគាត់ចេញភ្លាមពិតជាឈួតហើយឈួតមែនតែនហើយទូរស័ព្ទរបស់ជើងងិនស្រាប់តែរត់ឡើងបាទថាញ់មានរឿងអីបញ្ហាដោះស្រាយរួចអស់ហើយតើនាងមិនចាំបាច់បារម្ភទេយ៉ាងលួនចាប់ផ្ដើមគិតផ្ដេសផ្ដាសគាត់ប្រាប់នៅថានាងមិនចាំបាច់បារម្ភនាងបារម្ភរឿងអីគាត់ចុចបទូរស័ព្ទដូចជាមុននិយាយថាប៉ាថៃនឹងហើយព្រឹកមិញខ្ញុំស្រាប់តែដើរចេញពីបន្ទប់ប្រជុំទាំងកំរោលធ្វើឲ្យគាត់បារម្ភនោះអីនៅខាងការិយាល័យកសែនមានរឿងអីមែនទេមិនអីទេយើងត្រឡប់ទៅផ្ទះវិញទៅត្រឡប់ដល់ផ្ទះនាងពេកលើក្រែតានតឹងក្នុងចិត្តខ្លាំងណាស់ជាគាត់មែនទេតើគាត់មកដើម្បីនិយាយជាមួយនាងថាថ្ងៃស្អែកគួររៀបចំថ្ងៃខួបអាប៉ាពិពាហ៍ដោយរបៀបណាមែនទេទោះយ៉ាងណាមុននេះនាងទៅតែថាគាត់ហើយទ្វារក៏មិនបានអញ្ចាក់កន្លះទៀតគាត់មិនមានអីចង់និយាយជាមួយនាងទេឬជាងចង្ងិនកំពុងឈរនៅមុខបន្ទប់របស់នាងនេះវារឿងអីទៀតហើយឬមួយកុំទៅរំខានគាត់ល្អជាងរឹកថ្ងៃបន្ទាប់ពេញមួយយប់យ៉ាងលួនដេកមិនឡុកសាបើគាត់ភ្ញាក់ឡើងគួរនិយាយថាម៉េចទៅមីងអូហើយនាងកញ្ញាយ៉ាងតោះមកញ៉ាំអាហារពេលព្រឹកទៅក្មួយជាងព្រឹកព្រលឹមឧទូស័ព្ទរបស់កញ្ញាបានថាញ់ក៏ទៅសន្តាគាររួចក៏ជាបានថាញ់នឹងទៀតមានរឿងអីបានជាព្រឹកព្រលឹមអញ្ចឹងត្រូវទៅសន្តាគារទៅវាចោះទូយ៉ាងណាក៏ជាថ្ងៃខួបអាពាហ៍ពិពាហ៍ដែរត្រូវតែរីករាយទៅបាននាងទំពាអាហារបណ្ដើគិតបណ្ដើប៉ុន្តែថ្ងៃនេះគួររៀបចំបែបណាទៅតែញកាដូឲ្យគាត់មែនទេប្រហែលជាមិនខុសទេដឹងនិយាយចប់នាងក៏យកកន្ត្រកចេញដំណើរមិនទាន់អ្វីផងក៏ដល់ពេលល្ងាចយ៉ាងលួនត្រឡប់មកផ្ទះវិញអត់បានតែញអីសោះមានអារម្មណ៍ថាទោះឃើញអ្វីក៏គិតថាសមនឹងគាត់ប៉ុន្តែក៏មានអារម្មណ៍ថាអ្វីសុទ្ធតែមិនសមនឹងគាត់មួយនេះឬមួយនោះតើខ្លួនមានបញ្ហាផ្លូវចិត្តមែនទេនេះហួសម៉ោងចេញពីធ្វើការហើយគាត់នៅមិនទាន់មកផ្ទះទៀតទេឬតើគួរសួរគាត់ថាគាត់នៅឯណាទេដឹងបើបងចោលទៅខ្លួននឹងគួរតែចេញទៅខាងក្រៅស្រើបយកខ្យល់អាកាសល្អជាងនាងដាក់ទូសាប់ចូលក្នុងកាបូបដើរលេងតាមផ្លូវរួចដោយកាត់សកលវិទ្យាល័យចាំងហេតុអីខ្ញុំមកដល់ទីនេះបានងាកក្រោយភ្លាមក៏ប្រថាឃើញគេអ្នកនោះគឺជាងជំនាញគេមកទីនេះក៏ពោះតែនាងខ្ញុំមិនដឹងទេថាថ្ងៃនេះអូនមិនទៅធ្វើការខ្ញុំនៅចាំនៅខាងក្រោមក្រុមហ៊ុនរងចាំអូនចេញពីធ្វើការទៅត្រឡប់ទៅផ្ទះយឺតយ៉ាវខ្ញុំគិតថាប្រហែលជាអូននៅទីនេះនាងមកឡើងក្រហមប្រឹងពីរួចអន់មកចោះអូគឺបែបនេះសោះខ្ញុំគ្រាន់តែប្រាប់មកនេះថាខ្ញុំមិនទៅក្រុមហ៊ុនទេមិនបានប្រាប់ឲ្យគាត់ដឹងឡើយមិននឹកស្មានថាខ្លួនឯងគិតច្រើនពេកសោះគេចាប់ដៃនាងរួចនិយាយថាទៅតាមខ្ញុំមកទៅណាទៅសាលារៀនយ៉ាងលួនភ្ញាក់ផ្អើលទៅសាលារៀននេះពួកគេទាំងពីរអ្នកចាប់ដៃគ្នាចូលទៅក្នុងសាលាតាំងបែបនេះហើយយ៉ាងលួនសួរថាមិនមែនថាគេមិនអនុញ្ញាតឲ្យចូលទៅជាងជង្យានដល់លើកមុននេះមិនអាចលេងបាល់បោះបានទេខ្ញុំបានពឹងពាក់ថ្នាក់ដឹកនាំសាលាដែលខ្ញុំស្គាល់ឲ្យគេសម្របសម្រួលឲ្យខ្ញុំគិតថាអឿនប្រហែលជាចូលចិត្តមកទីនេះហើយពួកយើងក៏បានរំខានសកម្មភាពក្នុងសាលាដែរតើពួកគេប្រយ័ត្នថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកយើងតាមឡៃខ្ញុំចង់នាំអូនមកទីនេះលេងឆ្ងល់តាមឡៃចង់នាំពួកខ្ញុំមកទីនេះឬបានហើយគេដាក់ហៅពេលនេះកន្លែងនេះប្រហែលជាកន្លែងដែលនាងคุ้នឃើញបំផុតក៏ជាកន្លែងដែលនាងគិតថាខ្លួននឹងគួរតែនៅការមកប្រារព្ធថ្ងៃខួបនៅទីនេះនាងប្រហែលជាមានអារម្មណ៍កក់ក្ដៅជាងខ្ញុំគិតបែបនេះតែត្រូវទេពេលដឹងរបស់យ៉ាងលួនលោតទុកអ្នកមិនឈប់អូនប្រកាសជាបីខ្លាចខ្លាំងណាស់បន្ទាប់ពីដឹងខ្លួនឡើងមកអ្វីគ្រប់យ៉ាងសុទ្ធតែប្រែជាចម្លែកទីកន្លែងចម្លែកការងារចម្លែកសម្បីតែប្តីដែលមិនមានមនោសញ្ចេតនាចំពោះនាងដូចជាខ្ញុំទៀតតាមពិតទៅខ្ញុំក៏ភ័យខ្លាចដែរខ្ញុំខ្លាចថាជីវិតរបស់អូននឹងត្រូវចាប់ផ្ដើមថ្មីពីសូន្យគឺជាជីវិតដែលគ្មានវត្តមានរបស់ខ្ញុំនាងប្រាប់ខ្លួនឯងក្នុងចិត្តថាមិនមែនទេមិនមែនថាមិនមានមនោសញ្ចេតនាអ្វីនោះទេបងពិតជាសង្ហារូបរាងក៏ល្អចំណេះដឹងជ្រៅជ្រះសមត្ថភាពលេចធ្លោនោះដែលការពីមុនខ្ញុំធ្លាប់មានគំនិតមិនល្អចំពោះបងតាមពិតទៅបងជំនួសទៀងត្រង់ណាស់ពិតជាបរិបទតែចំណុចខ្វះខាតមែនអ្នកចង់នាំខ្ញុំទៅណាយ៉ាងគីងួនលោកដែរតែចាប់កាន់ដៃរបស់នាងពួកគេទាំងពីរនាក់ដើរទៅដល់ទីលានបាល់បោះសឿងលាន់សួរថាអ្នកចង់លេងបាល់បោះមែនទេគាត់ឆ្លើយថាមិនមែនទេថ្ងៃនេះមិនលេងបាល់បោះទេភ្លើងនៅទីលានបាល់បោះទៅបានបើកឡើងភ្លើងចិញ្ចាញនឹងឈើស្ងៀមមករួចសម្លឹងមើលតាមនោះបន្ទាប់មកនាងស្រាប់តែចាប់ក្បាលខ្លួននឹងដោយមិននិយាយអ្វីមួយម៉ាត់នេះហត់ហើយមែនទេតើវាសម្រាប់នៅទីនោះបន្តិចទៅ
តំតត្រាការចងចាំហាក់ដូចជាកំពុងផុសឡើងនៅក្នុងក្បាលរបស់នាងវាយសម្រុកទៅកម្លាំងលេងអ្នករកអ្នកស្រែកហៅរូបភាពយុវជនម្នាក់កំពុងប្រកួតបាល់បោះយ៉ាងស្វិតស្វាញបានលេចឡើងនៅក្នុងខួរក្បាលរបស់នាងឡានមានរឿងអីតើអីនៅឃើញរឿងអ្វីខ្លៅប្លោនាងស្រាប់តែដឹងខ្លួនឡើងវិញទាំងខឹងសម្បារយ៉ាងខ្លាំងមកតែអ្នកនាំខ្ញុំមកទីនេះមិនមែនព្រោះតែចង់ឲ្យខ្ញុំនឹកឃើញរឿងកាលពីមុនមែនទេតើអ្នកស្អប់រូបខ្ញុំក្នុងពេលបច្ចុប្បន្ននេះខ្លាំងណាស់មែនទេអ្នកចង់ឲ្យខ្ញុំត្រឡប់ទៅជាមនុស្សដែលអ្នកធ្លាប់ស្រឡាញ់មែនទេអ្នកមិនអាចត្រាំមើលរូបភាពខ្ញុំពេលនេះបន្ទាបបានហើយមែនទេខ្ញុំមិនមានរឿងបែបនោះទេនឹងងាកខ្លួនដើរចេញទៅទាំងខកចិត្តតោះខ្ញុំមិនបាននឹកឃើញអ្វីទាំងអស់ក្រៅពីការឈឺក្បាលដោយគេកញ្ញូមកវាយក៏គ្មានអារម្មណ៍អ្វីផ្សេងទៀតដែរខ្ញុំក៏មិនចង់នឹកឃើញដែរបើអ្នកមិនអាចទទួលយកខ្ញុំនៅពេលនេះបានទេអីជាចឹងក៏ឈប់ត្រូវការខ្ញុំទៅគេងូនឈើស្ងៀមនៅទីនោះសម្លឹងមើលតាមក្រោយនាងគាត់ប្រញ័ររត់តាមចេញទៅក្រៅមនុស្សតណៅហើយឬមួយនឹងរត់ចេញទៅក្រៅបាត់ហើយក៏ងាកក្បាលរកមើលគ្រប់ទេសទីពេលនោះសឹងលានបានដើរចូលទៅក្នុងបន្ទប់ផ្លាសសម្លៀកបំពាក់ទីនេះគឺជាបន្ទប់ផ្លាសសម្លៀកបំពាក់មែនទេហេតុអ្វីរូបភាពយុវជនម្នាក់នោះស្រាប់តែលេចឡើងមកវិញពេលនេះមនុស្សម្នាក់នោះកំពុងអន់ក្បាលអង្គុយនៅលើកៅអីដោយទឹកមុខក្រៀមក្រំកាលនោះនឹងបានរត់ទៅរកគាត់ផតតាមពីអ្នកនៅទីនេះសោះខ្ញុំរកអ្នកយូរណាស់ហើយពេលនោះយុវជននោះក៏ឆ្លើយចម្លែងស្ងប់ស្ងាត់ចេញទៅក្រៅទៅវាមិនតាក់ទងអ្វីនឹងអឹងទេខ្ញុំជាអ្នកគ្រប់គ្រងក្លាប់បាល់បោះហេតុអ្វីបានជាមិនតាក់ទងនឹងខ្ញុំទៅវិញប៉ុន្តែធម្មតាតែងតែបង្ហាញមុខម៉ាត់មើលងាយអ្នកដទៃបែបនេះមិននឹកស្មានថាអ្នកបែរជាប្រុសតែសមាជិកក្នុងក្រុមរងរបួសដែលហានទៅវេដប់ជាមួយគូប្រកួតទៅវិញពេលនេះតើបនាងមើលឃើញច្បាស់ថាគឺលោកយ៉ាងគីងូនពិតមែននាងអសសគាត់ថាវាបានល្អណាស់រូបភាពរបស់ដងលាន់កាលពីអតីតកាលបានដើរចេញមកស្រាប់តែដើរកាត់ខ្លួននាងធ្វើឲ្យដងលាន់ឈើស្ងៀមថ្មឹងគីងូនសួរថាហេតុអ្វីកូនចូលចិត្តមករវីរបស់រឿងខ្ញុំម្ល៉េះអ្នកណាថាខ្ញុំជាអ្នកគ្រប់គ្រងរបស់លោកបើខ្ញុំមិនរវល់រឿងលោកទៅលោកនឹងទៅជាយ៉ាងណាទៅខ្ញុំក៏មិនអាចច្បល់តែរឿងលោកដែរខ្ញុំនៅមានអ្នកផ្សេងត្រូវគ្រប់គ្រងទៀតលើកនេះមិនមែនដល់វេនលោកទៅលោកមកអាសកាជាមួយខ្ញុំបន្តិចបានទៅគាត់ទៀនទ្វារដើរចេញទៅដោយទុកឲ្យដងលាន់នៅទីនោះហេតុអ្វីក៏លោកតែងតែធ្វើឲ្យអ្នកដតីស្អប់បែបនេះនឹងចង្អុលដែរទៅរកចង្គីងងន់អីគេក៏មិនឃើញធ្វើឲ្យគេចូលចិត្តបានដែរហ្នឹងដងលាន់នៅពេលបច្ចុប្បន្នកំពុងអប់មុខចំយ៉ាងខ្លាំងពេលនោះចង្គីងក៏ដាំឃើញនាងកំពុងចំបែបនេះព្រាមនោះនាងក៏ងើបមុខឡើងចង្គីងក៏ដកដង្ហើមញ័រព្រួយហើយឈ្មោះនាងគាត់អប់នាងចូលក្នុងទ្រង់ហើយនិយាយថាអូនធ្វើឲ្យបំភ័យស្លាប់ហើយនាងណប់ថាក្បាលខ្ញុំឈឺខ្លាំងណាស់សុទ្ធតែព្រោះលោកទៅខ្ញុំពិបាកក្នុងខ្លួនបែបនេះចំណែកលោកគ្រាន់តែភ័យស្លតែប៉ុណ្ណាបានហើយអូនចង់ធ្វើអ្វីក៏ធ្វើទៅចោះឲ្យតែអូនមិនពិបាកក្នុងខ្លួនមិនឈឺក្បាលអូនចង់ធ្វើអ្វីក៏បាននឹងឲ្យបងភ័យយ៉ាងណាក៏បានដែរទោះជាយ៉ាងណាបងក៏នឹងរកអូនឃើញជានិច្ចលួងលាន់សួរដោយភ្ញាក់ផ្អើលថាលោកប្រកាសជានឹងរកខ្ញុំឃើញមែនទេគាត់និយាយយ៉ាងកក់ដាស់ថាទៅជារូតនៅទីណាក៏ដោយបងច្បាស់ជានឹងរកអូនឃើញលួងលន់អត់មកចោះដោយក្តីសោកសៅពេលនេះខ្ញុំចង់ត្រឡប់ទៅផ្ទះវិញបងតាមចិត្តអូនចោះអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញហើយឲ្យដងលាន់តេកលើក្រៃដើម្បីសម្រាកយ៉ាងគីងូននៅក្បែរមិនឈប់បារម្ភថែរក្សានៅយ៉ាងយកចិត្តទុកដាក់ខ្លួនឯងពិតជាអៀមនឹងអវេសែនមែនហេតុអ្វីបានជារំលំនាងទៅសាលារៀនបែបនេះហេតុអ្វីត្រូវសង្កឹមថានាងអាចចាំរឿងរ៉ាវអ្វីមួយបានមិនបានសម្រេចចិត្តរួចហើយតេថាគ្រាន់តែនាងត្រឡប់មករាប់អានស្រឡាញ់ខ្លួនវិញគឺគ្រប់គ្រាន់ហើយហេតុអ្វីនៅតែព្យាយាមសាក់លបងយ៉ាងអេតណៃរហូតធ្វើឲ្យនាងពិបាកចិត្តបែបនេះទៅវិញគាត់ក្រោកឈរឡើងស្រាប់តែដួងលាន់លោកដៃមកចាប់ដៃអាវរបស់គាត់មើលទៅនាងដោយក្តីភ្ញាក់ផ្អើលដួងលាន់បាក់ភ្នែកឡើងរួចពោលប្រាប់គាត់កុំឲ្យទៅណាដោយនាងមានអារម្មណ៍ស្ដីបន្ទោខ្លួនឯងសម្ដីដែលនាងបាននិយាយនៅក្នុងបន្ទប់ធីឡានោះប្រហែលជាធ្វើឲ្យគាត់កាន់តែស្អប់នាងហើយតើពិតមែនទេសួស្ដីទាំងណាក្តីនាងទៅវិញគាត់បែរមកវិញទឹកមុខបង្ហាញយ៉ាងច្បាស់នៅក្តីបានខ្ញុំមិនទៅណាទេនឹងញ៉ាំអំចាស់យ៉ាងគីងួនតែកនៅម្ខាងក្រេមើលមកនាងដែលរបស់គាត់លើកទៅប៉ះនឹងសក់របស់នាងឡានអើយពេលនេះនាងរមើលមាត់និយាយរហូតមិត្តរួមថ្នាក់យ៉ាងសម្បីតែនៅក្នុងសបិនក៏នាងនៅតែហៅឈ្មោះគាត់ជានិច្ចលោកប្រធានចាំងក៏ញឹម10ទៅវិញចាស់ប្រធានព្រឹកថ្ងៃបន្ទាប់នៅពេលដែលដួងលាន់ភ្ញាក់ឡើងក៏ឡើងឃើញវត្តមានរបស់គីងងូននៅក្បែរខ្លួនទៀតនាងឡើងមើលទៅលើក៏ឃើញกระดาษមួយសន្លឹកឲ្យខ្ញុំទៅដោះស្រាយរឿងនៅសន្តាគារសិនអូនសម្រាប់នៅផ្ទះឲ្យបានស្រួលណាស់កុំភ្លេចញ៉ាំបាយផងប្រហែលជាគាត់ចង់ឲ្យនាងបានសម្រាប់បន្ថែមបានជាគាត់សុខចិត្តចេញទៅខាងក្រៅតែម្នាក់ឯងធ្វើបានល្អដល់ម្លឹងយកចិត្តទុកដាក់ដល់ម្លឹងប៉ុន្តែដល់បានជាខ្លួននៅកំណាក់សบายចិត្តបានទៅវិញនឹងថាខ្លួននឹងគឺជាយ៉ាប់អសកប៉ុន្តែនាងគ្រាន់តែចង់ដឹងថាទៅគាត់ស្រឡាញ់ខ្លួននាងនៅពេលបច្ចុប្បន្ននេះឬក៏ស្រឡាញ់ខ្លួននាងមុនពេលដែលបាត់បង់ការចងចាំច្រើនជាងព្រោះថាខ្លួននាងបានលងសស្រឡាញ់គាត់បាត់ទៅហើយមានតោសាប់ជួបពីមេនីវ៉ាន់អាយថ្ងៃខាងស្អែកនេះមានកម្មវិធីជួបជុំមិត្តភ័ក្តិដល់សម័យមហាវិទ្យាល័យកាលពីមុននឹងគីងូនតែវល់ជានិច្ចពេលនេះខ្ញុំគិតថារងច្បាស់ជាចង់ចូលរួមមែនទេខ្ញុំបានផ្ញើការអញ្ជើញទៅដល់ផ្ទៃហើយណា
នាងក៏ថាខ្លួននឹងប្រកាសជាទៅប៉ុន្តែចោះគាត់វិញតើនាងគួរតែអញ្ជើញគាត់ទៅជាមួយដែរឬទេឬក៏ចាំគាត់ត្រឡប់មកវិញសឹមសួរយកច្រឡំម្លេះហើយហេតុអ្វីគាត់នៅមិនទាន់ត្រឡប់មកវិញតើមានរឿងអ្វីកើតឡើងមែនទេដួងលាន់មើលតែទូរស័ព្ទរបស់នាងរហូតនាងក៏ទូរស័ព្ទទៅគាត់សម្លេងនេះគឺលោកពុទ្ធិញមែនទេនាងមានអារម្មណ៍មិនល្អភ្លាមទៅដួងលាន់មែនទេនៅសន្តាគារកំពុងតែមានរឿងបន្តមិនដាច់ជាបន្ទាច់លោកប្រធានតែណាស់ស្អីរឿងនោះនៅឡើយតើវាជារឿងអ្វីទៅឲ្យប្រាប់ទៅគាត់រវល់ដល់ថ្នាក់មិនបានយកទូរស័ព្ទតាមខ្លួនសោះមែនទេទៅដល់សន្តាគារซึ่ងលាន់កម្រើកដើរទៅដល់សន្តាគារក៏ស្រាប់តែឃើញលោកថាញ់តាមខ្ញុំមកខ្ញុំនឹងនាំអ្នកទៅជួបលោកយ៉ាងអ្នកប្រធានដើរចូលទៅរកលោកយ៉ាងគេងងងាក៏ភ្នែកមើលមកមិនបានជាអ្នកមកទីនេះលោកហ្វឿមប្រាប់ថាលាន់ទូរស័ព្ទតូកអ្នកហើយទូរស័ព្ទរបស់អ្នកក៏ធ្លាក់នៅតាមច្រករបៀងទៀតពេលនេះក៏យប់ជ្រៅដែរຕົកពេលសិនទៅអ្នកទាំងពីរទៅបើបន្ទប់សម្រាប់ទៅរឿងផ្សេងទៀតចាំនិយាយគ្នានៅថ្ងៃស្អែកក៏ទៅដូចជាលោកថៃចង់និយាយអ្វីមួយប៉ុន្តែគាត់ក៏ឈប់ទៅវិញក្នុងបន្ទប់ពេលនេះនៅសល់តែdươngលាន់នឹងគីងនអ្នករងរបួសហាឈឺទេឲ្យខ្ញុំមើលបន្តចំមកគាត់ឆ្លើយតបមានអតិថិជនម្នាក់ប្រាប់ថាពេលមកចោះឈ្មោះចូលសន្តាគារក៏បានបាត់បង់របស់សំខាន់យើងឆែកកាមេរ៉ាហើយអតិថិជនក៏ហៅគេមកបង្កើតចម្លោះមិនអីទេយើងមានអារម្មណ៍មិនល្អហើយមានអារម្មណ៍អយុត្តិធម៌ជំនួសគាត់រឿងនេះពិតជាហួសសាច់ពេកហើយបានហៅប៉ូលីសមកហើយឬនៅរឿងបែបនេះមិនមែនតែតែកាត់ឡើងលើកទី1ទេហើយក៏មិនមែនជាលើកចុងក្រោយដែរមានបទពិសោធន៍ក្នុងការដោះស្រាយហើយក៏សម្របសម្រួលគ្នាបានហើយមិនបាច់បារម្ភទេគាត់គិតក្នុងចិត្តហើយក៏មានអារម្មណ៍រីករាយនាងកំពុងបារម្ភពីខ្លួនគាត់មែនទេនាងអោនមកចុះហើយនិយាយការប្រកួតបាល់បោះថ្ងៃនោះខាងគេឈ្នះហើយថែមទាំងមកអត់អាងហើយរុញមនុស្សខាងយើងទៀតគេខាងខ្លាំងពេកក៏វាយកបាត់ទៅវិញធ្វើឲ្យគេបាក់ធ្មេញមុខទៀតផងយ៉ាងគេងុំភ្ញាក់ផ្អើលហើយមើលមុខនាងសឿងលាន់ខ្មាស្អីនខ្ញុំក៏ស្ទុះទៅអបសឿងលាន់ដោយក្តីរីករាយអ្នកចាំរឿងបានចាំអ្វីទាំងអស់ខ្ញុំគ្រាន់តែវាចប់ជ្រើហើយខ្ញុំសូមត្រឡប់ទៅផ្ទះវិញសិនប្រសិនបើអ្នកនៅតែមិនចប់ការងារទេចឹងសម្រាប់សន្តាគារទៅសម្លេងបទ្វារូសូយ៉ាងខ្លាំងសឿងលាន់ក៏ចាក់ចេញពីសន្តាគារទាំងបែបនេះនាងក្រោយមកមើលគេមិនបានរត់តាមមកទេមើលតែហាក់ដូចជាមិនចង់ត្រឡប់ទៅផ្ទះសោះនាងក៏ងាកក្រោយឲ្យដើរចេញទៅថ្ងៃប្រជុំធំមុខដល់ហើយមនុស្សម្នាក់រីករាយសួរសុខទៅគ្នាទៅវិញទៅមកសឿងលាន់មែនហើយយូរហើយដែលមិនបានជួបគ្នាពិតជាខុសគ្នាមែនម្នាក់ដែលជោគជ័យក្នុងអាជីពបែរជាសួរនាងបែបនេះចោះយ៉ាងម៉េចបានជាយ៉ាងគីងនមិនមកជាមួយនាងខ្ញុំថារវល់ណាស់ថ្ងៃនេះមកមិនទាន់ទេខ្ញុំមានតែមកម្នាក់ឯងប៉ុណ្ណឹងនាងគិតក្នុងជីចិត្តអ្នកនេះតាមស្រឡាញ់យ៉ាងគីងនតាំងពីឆ្នាំទី1កំឡះឯងចុងក្រោយគេបែរជាមកគឹកនាងធ្វើជាប្រពន្ធទៅវិញនាងអ្នកនោះច្បាស់ជាខឹងខ្លាំងណាស់ហើយនាងនិយាយឡើងថាមិនមែនអ្នកទាំងពីរឆ្លោះគ្នាទៀតទេមែនទេឬមួយក៏អ្នកទាំងពីរឬមួយក៏នាងមានបំណងចង់តាក់ទងអ្នកមានតែប្លុកស្ដាំផុតតាំងពីឆ្នាំទី1មកកំឡេះសួរហើយកាត់បត់ថាគ្រប់ណើចាហានបើថ្ងៃនេះដើម្បីញ៉ាំអាហារជួបជុំគ្នាអញ្ចឹងសូមអង្គុយញ៉ាំដោយស្ងៀមស្ងាត់ទៅតែបើមិនមែនទេនាងត្រឡប់ទៅវិញបានហើយដួងលន់អាកូនកត់នឹងដងលាន់លើកកែទឹកឡើងអើថាខ្ញុំជាអ្នកចង់តាក់ទងអ្នកមានប្រពុះមែនទេពេលរៀនខ្ញុំកំប្រឹងរៀនសូត្រណាស់រាល់ពេលប្រឡងលផ្លោរបស់ខ្ញុំក៏សដៃខ្ពស់ជាងនាងមិនចម្លែកទេដែលនាងទទួលយកមិនបាននាងមិនបាច់មកធ្វើជាអួតអាងទេព្រោះតែពិបាកទៅបានរៀបការចូលត្រកូលអ្នកមានតែគិតថាខ្លួននឹងបានឡើងកោកជាម៉ាស្ប្រាក់ហើយឬមើលទៅមនុស្សដូចជាយ៉ាងគីងនមិនប្រកាសថាគេមានតែនាងម្នាក់នោះទេដួងឡានក៏មិនខ្លាចជាញើតដែលនឹងងាប់ថានាងប្រហែលជាអៀនរឿងប្រឡំលោកស្នេហាបរិសុទ្ធអ្នកមានច្រើនពេកហើយហេតុអីបានចេះតែអង្គុយគិតរឿងអេតប្រយោជន៍បែបនេះចាប់តាំងពីខ្ញុំមកដល់ថ្ងៃនេះនឹងចេះតែបង្ហាញភាពចំណៃឆ្នាំនេះតែនាងឡតតែគ្មានឬយ៉ាងម៉េចបានជាជួចចត់ម្លេះថានខឹងសម្បារយ៉ាងខ្លាំងខ្ញុំគិតរឿងអេតប្រយោជន៍មែនទេអញ្ចឹងហេតុអ្វីបានជាគាត់មិនព្រមមកចូលរួមការជួបជុំជាមួយនាងវាមិនតាន់ផុតពីម៉ាត់ផងយ៉ាងគីងងនក៏ដើរចូលមកតាមទ្វារសុំទើផងខ្ញុំមកយប់បន្តិចថ្ងៃនេះរវល់ខ្លាំងណាស់អ្នករៀនយ៉ាងអង្គុយត្រង់នេះមកខ្ញុំប្រកល់ប្រពន្ធជូនលោកវិញហើយយ៉ាងគីងងនដាវមអ្នកទាំងពីរមើលមុខគ្នាហើយញញឹមដាក់គ្នាទិដ្ឋភាពមួយនេះកាន់តែធ្វើឲ្យសៃទីបំអ្នកនោះមិនពេញចិត្តនាងព្យាយាមបៀតជាទៅចិត្តគីងងនអ្នករៀនយ៉ាងមិនបានជួបគ្នាយូរហើយណាដួងលយបង្ហាញទឹកមុខមិនសប្បាយចិត្តពីមុនពេលនៅសាលាក៏នាងធ្លាប់ធ្វើបែបនេះដែរអ្នករៀនយ៉ាងកំតនរត់កេចអីមកដល់ហើយទាំងមូលថ្ងៃនេះមានតែនាយម្នាក់ទេដែលមកយឺតអីចឹងនេះច្រៀងមួយតែពួកយើងស្ដាប់ទៅអ្នកគ្រប់គ្នាជួយកមទៅស្រែកថាមែនហើយច្រៀងមួយបទទៅគាត់ងាកកុំមើលនាងរួចនិយាយថាច្រៀងឲ្យច្រៀងចោះតែខ្ញុំអាចអញ្ជើញភរិយារបស់ខ្ញុំមកក្រុមជាមួយខ្ញុំមួយបន្ទាប់បានគាត់លោកដៃទៅរកដួងលន់នាងភ្ញាក់ផ្អើលរួចមកឡើងក្រហមពេលសម្លឹងមើលគាត់មិត្តរួមថ្នាក់របស់ចោហ្វនម្នាក់នោះក៏សម្លឹងមើលតាមពួកគេមិនដាក់ភ្នែកគូស្វាមីភរិយាគីងងននិងដុល្លារកំពុងតែរំជាមួយគ្នាហេតុអ្វីបានជាអ្នកមកទីនេះអ្នកដាក់សម្បត្តិអញ្ជើញនៅកន្លែងដែលច្បាស់ម្លេះមិនមែនរងចាំឲ្យខ្ញុំខេតនាងងាកមុខទៅកន្លែងផ្សេងរឿងនៅសន្តាគារការពីយប់មិញធ្វើឲ្យអ្នកមិនសប្បាយចិត្តមែនទេ
ខ្ញុំក៏មិនបាននិយាយរឿងទៅចូលរួមជប់ជាមួយរំថ្នាក់ដែរទៅទុកសម្បត្តិនៅទីនោះខ្ញុំគិតថាបើអ្នកត្រឡប់ទៅផ្ទះហើយឃើញវាប្រកាសថាអ្នកនឹងមកតាមរកខ្ញុំទេអ្នកមិនបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តទេតើមិនថាចង់គេចវេឬចង់ប្រឈមមុខទេសុទ្ធតែជាការជ្រើសរើសរបស់ខ្លួនឯងទាំងនោះគាត់ឆ្លើយថាខ្ញុំគោរពការសម្រេចចិត្តរបស់អ្នកលោកលាន់មានអារម្មណ៍រំជួលចិត្តចំពោះពាក្យសម្ដីដែលគាត់បាននិយាយទៅកាន់នាងនាងអត់ក្បាលយ៉ាងមានក្តីសុខគាត់គោរពពោលការជឿរបស់នាងប៉ុន្តែនៅក្នុងចិត្តរបស់គាត់ប្រហែលជាមានការគិតទុករបស់គាត់ដែរដូច្នេះហើយទឹកនេះស្រឡាញ់ដែលគាត់មានឲ្យនាងកាលពី25ឆ្នាំមុនអាយុសាទុកបានយូរប៉ុណ្ណាជាមួយនាងកាលពី18ឆ្នាំមុនអ្នកទាំងពីរចាប់ដូចគ្នាជាប់នាងសង្កឹមថាវាអាចនឹងស្ថិតស្ថេរយូរជាងនេះបន្តិចក្នុងចំណោមវងមនុស្សមានកសែភ្នែកមួយគូដែលកំពុងតែស្រឡឹងមើលតាមមិនដាច់ហើយដាក់ដៃមួយលើស្មារបស់គាត់សុទ្ធតែមកពីខ្ញុំកាលពីឆ្នាំនោះដែលចូលចិត្តនិយាយលេងសើចនឹងអ្នកមិនមែនអ្នកគិតនឹងប្រាប់ការពិតទៅដួងលាន់ទេហេតុអ្វីអ្នកមិនប្រាប់នាងគាត់ឆ្លើយថាចាត់ទុកថាដូចជាមិនទាន់បាននិយាយចោះផ្លេចវាទៅកុំលឹកជាកប់និយាយទៀតអីគាត់ដដងហើមភុំរត់និយាយថាបើដឹងតាំងពីដំបូងថាមិនគួរលេងសិចបែបនោះបើអាចបញ្យល់បានតាំងពីដំបូងរឿងដែលវត្តទាំងអស់ក្រោយមកក៏មិនមែនខ្លាចជាបែបនេះទេទោះបីជាដួងលាន់រៀបការទៅហើយក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏គួរតែដោះស្រាយការយល់ច្រឡំនេះដែរឆ្នាំនោះគាត់ដើរចូលទៅហៅដួងលុនខ្ញុំមានរឿងចង់និយាយជាមួយអ្នកនាងងាកទៅមើលមុខហាក់ដូចជាកំពុងសុំយោបល់ពីយ៉ាងគីងូនគាត់ងាកគុំខ្ញុំនៅទីនេះចាំអូនខ្ញុំមិនមែនជាមនុស្សចេះចង្អៀតដល់ថ្នាក់នឹងទេអ្នកទាំងពីរចេញទៅនិយាយគ្នានៅជ្រុងម្ខាងទៅសួស្ដីអ្នកទាំងខ្លំកក់អ្នកកាលនោះមានសិស្សស្រីជាច្រើនមកសារភាពស្នេហ៍ជាមួយគោហួយគេមានកែនខ្មាស់ហើយមិនចង់ដសេកំពេចទេពួកយើងក៏នាំគ្នាទៅប្រាប់គេថាគេជាគេទៅប៉ុន្មានឆ្នាំមកនេះគេនៅតែស្រឡាញ់អ្នកជានិច្ចតែគេមិនដែលនិយាយប្រាប់អ្នកឲ្យដឹងឡើយពេលដឹងការពិតមួយនេះDươngលាន់មានអារម្មណ៍មកញាក់ផ្អើលជាខ្លាំងនាងជិះស្ងៀមទាំងឆ្ងល់ហើយនឹកឃើញពេលដែលគោហួយណាត់នឹងចេញទៅនិយាយគ្នាតាមពិតទៅខ្ញុំស្រឡាញ់អ្នកខ្ញុំធ្លាប់គិតថានឹងរកឱកាសល្អដើម្បីនិយាយប្រាប់អ្នកឲ្យច្បាស់ពីចិត្តខ្ញុំតែមិននឹកស្មានថាអ្នកបែរជាទៅស្រឡាញ់យ៉ាងគីងូនបាត់ទៅហើយខ្ញុំដំបូងឡើយក៏មិនចង់រំលឹកពីរឿងនេះទៀតដែរឥឡូវអ្នកក៏រៀបការរួចហើយបាននិយាយរឿងទៅនេះទៅក៏មានតែធ្វើឲ្យអ្នកកាន់តែពិបាកចិត្តតែប៉ុណ្ណោះតែថាប្រហែលជាខ្ញុំមិនអាចបានធ្វើជាមនុស្សល្អស្បល់ស្ទល់ទៀតបានទេខ្ញុំចង់ប្រាប់អ្នកពីរឿងនេះចាត់ទុកថាជាការនិយាយពេលលាទៅការអតីតការរបស់ខ្លួននឹងចោះចាពីពេលនេះតទៅពួកធ្វើជាមិត្តចិនតភៈនឹងគ្នាអស់មួយជីវិតនេះចោះបើមិនធ្វើជាមិត្តក៏មិនអីដែរក្រសែភ្នែករបស់គូហួយមើលមុខនាងយ៉ាងស្មោះត្រង់Dươngលាន់ស្រាប់តែអើជើងដួលធ្លាក់ចូលទៅក្នុងស្រះទឹកនឹកឃើញហើយនេះហើយជាមូលហេតុដែលខ្លួនធ្លាក់ទឹកគូហួយអាយរឿងនេះពិតជាគួរអត់ស្មានជាការលេងសើចមួយឃើញនាងយកដៃតបមុខគេក៏មានអារម្មណ៍ព្រួយបារម្ភរលូនអូនមិនទេមែនទេដៃមួយដាក់លើស្មារបស់នាងយ៉ាងគីងូនដើរចូលមកគ្រានាងលន់អើមិនអីទេមែនទេយប់នេះត្រឡប់ទៅដល់ផ្ទះវិញសង្ឃឹមថារកស្រាវជាងនេះណាលើកទៀនរត់គួរដល់និយាយអ្វីខ្លះទៅកាន់អូនDươngលាន់លើកដៃមកក៏គាត់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលសុំទោសិនណាមុនអូនមិនចង់ចាំអ្វីសោះហើយថែមទាំងខឹងស្អប់បងទៀតតែរយៈពេលនោះបងបានខំប្រឹងចំណេះក្របពាក្យចោចចាំអារាមទាំងអស់បងមិនដែលខឹងអូនឡើយនាងអបគាត់ចំណែនដោយអារម្មណ៍បន្ទោមនឹងសក្ក្នុងចិត្តឃើញងមិនយល់ថាមានរឿងអ្វីក៏សួរនាងថាកាត់អីនឹងគ្មានអ្វីទេនាងមិនចង់និយាយឡើយបងនឹងមិនសួរទៀតទេអូនសម្រាប់ទៅបងនៅទីនេះមិនតាណាទេចាប់ពីពេលនេះទៅនៅទីនេះជាមួយបងណាយ៉ាងឃើញងួនមើលមុខនាងដោយភាពទំផ្លន់ហើយសួរថាគិតច្បាស់ហើយមែនទេយ៉ាងលួនគ្រាន់តែដើរចូលទៅអបគាត់ចំណែនចាំបាច់ត្រូវឲ្យអូនឆ្លើយទៀតមែនទេអូនស្មានតែបងអាចដឹងដោយខ្លួននឹងទៅទៀតគាត់សាច់តែរសួរថានៅរឿងអ្វីទៅទីបំផុតយ៉ាងលួនក៏ព្រមនិយាយចេញមកនៅពាក្យសារភាពស្នេហ៍អូនឡងស្រឡាញ់បងម្ដងទៀតហើយស្រឡាញ់ខ្លាំងឡើងរាល់ថ្ងៃយ៉ាងលួននឹងឃើញងួនតេកជាមួយគ្នាពេលនេះគាត់កំពុងតែអានសៀវភៅនៅឡើយនាងប្រាប់គាត់ថាយប់ជ្រៅហើយឆាប់សម្រាប់ទៅកុំអានអីបងហួញញើសស្អស់ហើយប៉ុន្តែភ្លើងតាណាគាត់ក៏លោកដៃទៅបិទភ្លើងហើយត្រឡប់ខ្លួនមកវិញភ្នែកក៏នាងចាំចាញ់នាងគិតថាបើខ្លួនធ្វើបែបនេះគាត់ប្រហែលជាមិនដឹងខ្លួនឡើយងាកកាក់មកខាងនេះមែនទេក្នុងចិត្តនាងចង់ចាប់ដៃគាត់ខ្លាំងណាស់មើលទៅយ៉ាងខីងួនដែលកំពុងដៃក្បែរនាងក៏ប្រាប់ខ្លួនអញថាមិនបានទេរើតែអត់ថ្មត់មិនអាចចាប់ជាយល់ចឡំហើយប៉ុន្តែនាងដេកមិនឡុកសោះនាងដកដងហាមធំខីងួនក៏បាក់ភ្នែកឡើងសួរថាដេកមិនឡុកទេអីបើអញ្ចឹងយើងនិយាយពីរឿងការងារគ្នាលេងទៅនាងងើងឆ្ងល់ថារឿងការងារមានអីត្រូវឲ្យអូនធ្វើទៅអាចจะមានរឿងខ្លះនៅសន្តាការពាក់ព័ន្ធនឹងការយល់ៃសារព័ត៌មានប៉ុន្តែវានឹងមិនមានអ្វីអាក្រក់ឡើយគ្រាន់តែជាការតាក់ទងនឹងប្រធានបដិជាមួយចំណុចប៉ុណ្ណោះអូនត្រៀមចិត្តទុកមុនតបានហើយនឹងហាក់មិនយល់សោះតើនឹងមានរឿងអ្វីទៅរឿងនៅសន្តាការមុននេះដែលមានភ្ញៀវម្នាក់ធ្វើឲ្យបាត់បង់ក្បាលកំណត់ចំណែកឯការយល់ៃសារព័ត៌មានក៏គឺជាវកលៀមទើបតែគិតដល់ត្រឹមនឹងនាងក៏គេងឡុកបាត់ទៅទាំងមិនដឹងខ្លួនខីងួនក៏ងើបអង្គុយឡើងរួចចោលអត់ថានឹងគេងឡុកហើយប្រសិនបើមិនគេងឡុកទេ
ខ្លួនខ្ញុំតក៏មិនប្រាប់អាចដែរថានឹងធ្វើរឿងអ្វីបន្ទៀតខ្ញុំខំប្រឹងខ្លាំងណាស់ទៅអាចស្ងប់បានបែបនេះនៅដល់ពេលដែលនាងនិយាយថាបងនៅទីនេះទៅមិនទៅណាទាំងអស់ក្រោយនេះសូមនៅទីនេះជាមួយអូនណាបែបតុងបងរីករាយខ្លាំងណាស់រៀបរាប់មិនអស់ឡើយវ័យតើទាំងអស់គង់តែវិវត្តទៅក្នុងផ្លូវដ៏ល្អប្រសើរថ្ងៃថ្មីមួយទៀតបានឈានចូលមកដល់ហើយចាស់ឈ្មោះហ្គាងគីងួននេះវិញទៅតែព្រលឹមស្រាងសោះបាត់ទៅណាហើយអ្នកភ្ញាក់ផ្អើលពេលឃើញអ្នកអាស្រ័យថាងលេចមកនៅក្នុងផ្ទះម្ដងទៀតទៅតែព្រឹកព្រលឹមសោះមកទីនេះមានរឿងអ្វីបន្ទាន់មែនទេគីងួនតបថាជារឿងនៅសន្តាគារសន្តាគារនឹងទទួលភ្ញៀវពីស្នាក់ទៅតែទូបានដំណឹងយកមិញនេះអីបងក៏បាត់ទូរស័ព្ទចោលដូច្នេះហើយបានជាអ្នកស្រីថាងមកតាំងពីព្រឹកព្រលឹមបែបនេះដើម្បីរៀបចំឯកសារទុកឲ្យបងซึ่ងលន់បាននៅបងពញ្ញល់ដូច្នេះក៏មានអារម្មណ៍ធ្វើរស្រាក្នុងចិត្តនាងក៏សួរអ្នកស្រីថាងដោយរីករាយថាបានក្តោលហើយតែចង់ញ៉ាំអាហារពេលព្រឹកជាមួយពួកយើងទេគីងួនគាត់វិញថាមិនទេបងកំពុងតែប្រញាប់ទៅសន្តាគារវិញអ្នកស្រីថាងនិយាយដោយសុភាពទៅកាន់លន់ឡានថាខ្ញុំឃើញកញ្ញាផ្លាត់ដូរទៅច្រើនណាស់ឯងមានការប្រជែកប្រជែងជាមួយខ្ញុំទៀតហើយซึ่งលន់ឆ្ងល់ថាហេតុអ្វីបានជាខ្ញុំត្រូវប្រជែងជាមួយអ្នកស្រីថាងមកវាយរឿងនិយាយថាអញ្ចឹងខ្ញុំសូមទៅមុនហើយអ្នកទាំងពីរក៏ឡើងឡានចេញទៅពេលនោះក៏ទូរស័ព្ទទៅមកនាងមិនមានរឿងខ្លះដែលអញចង់សួរឯងណាអូរឿងវាបែបនេះសោះនៅទីស្នាក់ការកណ្ដាលសន្តាកាំងឌីងซึ่ងលន់កំពុងតែដើរចូលទៅក្នុងចន្ទាយន្តអ្នកគ្រប់គ្នាកំពុងតែខ្សឹបគ្នាថាពួកឃើញអ្នកស្រីថាងទេគាត់ពិតជាក្មេងហើយស្អាតមែនថែមទាំងជាអនុប្រធានអគ្គនាយកទៀតផងពិតជាគួរឲ្យគាត់សរសើរមែនទៅពួកយើងដល់ពេលណាទៅឯងឡើងដល់តំណែងនោះទៅរកប្រធានក្រុមហ៊ុនណាដែលស្ដាប់សមនឹងចិញ្ចឹមទៅរឿងនេះមិនមែនងាយស្រួលទេហើយអញថានាងប្រកាសជាមានទំនាក់ទំនងវ័យជាមួយលោកប្រធានយ៉ាងហើយលោកប្រធានយ៉ាងមានប្រពន្ធរួចហើយតើអញ្ចឹងនាងក៏ជាស្រីតូចស្រីក្រៅពិតជាខ្មានគេតខ្មាស់មែនซึ่งលន់មានអារម្មណ៍មិនល្អពេលលោកពាក្យសម្ដីដែលគ្មានមូលដ្ឋានបែបនេះម៉ៃនេះបានប្រាប់រឿងរ៉ាវរបស់អ្នកស្រីថាងឲ្យនាងដឹងតាមពិតទៅពួកយើងនិងអ្នកស្រីថាងធ្លាប់ស្គាល់គ្នាពីមុនមកស្ថានភាពគ្រួសាររបស់គាត់មិនសូវល្អទេទៅពេលរៀននៅសាលាគាត់តែត្រូវបានគេធ្វើបាបជានិច្ចលោកជាងជំងន់ថែមទាំងជួយដោះស្រាយបញ្ហាឲ្យនាងទៀតផងបន្តមកនាងជួយធ្វើការនៅសន្តាគារក៏មានសម្ភារខ្លាំងដែរកាលពីមុនអ្នកតែងតែកោពនាងណាគ្រាន់តែបន្តពីអ្នកនឹងលោកជាងជំងន់ស្រឡាញ់គ្នាទៅចិន្តាយន្តទៅតែមកដល់ជាន់ទី7នាងច្បួនបាក់ទ្វារចិន្តាយន្តយ៉ាងលួនមានអារម្មណ៍មិនពេញចិត្តហើយបែកក្រោយទៅនិយាយទាំងកំហឹងថាអ្នកទាំង3អ្នកមិនបានរៀនពីតបញ្ជាផ្ទៃក្នុងរបស់បកកលឹកទៅអាយ៉ាហាននិយាយតាមពីទំនាក់ទំនងរវាងនាងប្របាត់តតនិងអ្នកគ្រប់គ្រងជាន់ខ្ពស់យ៉ាងនេះខ្លាចប៉ះពាល់ដល់កណ្ដាលឈ្មោះសន្តាគារទៅពួកយើងនិយាយគ្នារឿងអីវាពាក់ព័ន្ធអីនឹងអ្នកទាំងពីរនិយាយដល់មនុស្សម្នាក់គឺជាប្តីរបស់ខ្ញុំម្នាក់ទៀតគឺជាកូនចៅក្រៅបង្គាប់ប្តីរបស់ខ្ញុំចុះហេតុអ្វីបានជាមិនពាក់ព័ន្ធនឹងខ្ញុំទៅវិញខ្ញុំនឹងប្រាប់ប្តីរបស់ខ្ញុំពីអាកបកិរិយារបស់អ្នកទាំង3ឲ្យបានដឹងដើម្បីឲ្យគាត់ជំនួសដោះស្រាយរឿងនេះអ្នកទាំង3ភ័យខ្លាចយ៉ាងខ្លាំងនឹងគឺជាលោកស្រីជាងមែនទេចុះបែបនេះទៅពួកយើងនឹងត្រូវគេឡាយអอกទេហឹកយ៉ាងលួននឹងពិតជាខ្លាំងមែនស្រាប់តែចង់ចងន់នៅចំពោះមុខនាងគាត់មើលនាងរត់ញញឹមទៅបង្កអស់ប៉ុនមានហើយជាងគាត់ញញឹមហើយនិយាយថាចោះយ៉ាងម៉េចដែរការដែលនាងពឹងផាយលើគាត់ការពីអំបញ្ញមិញគាត់បានឃើញទាំងអស់ហើយតើវាគួរឲ្យស្អប់ណាស់មែនទេចោះពាក្យសម្ដីដែលខ្លួនបាននិយាយចេញទៅទៀតតើគាត់នឹងមានអារម្មណ៍មិនល្អទេដឹងដើម្បីបញ្ចប់ការគិតដល់វឹកវែងនៅក្នុងចិត្តនាងជាងន់ក៏បាននិយាយឡើងបងសប្បាយចិត្តណាស់បងពិតជាសប្បាយใจខ្លាំងណាស់អូនអាចការពារបងបានញ៉ាំបាយទេមែនទេបងនាំអូនទៅកន្លែងមួយគាត់ក៏នាំនាងទៅហាងអាហារមួយកន្លែងមិនក៏មើលទៅគុណភ្នែកកំឡេះគាត់បញ្យល់ថាការពីសម័យរៀននៅសាកលវិទ្យាល័យយើងតែងតែមកញ៉ាំបាយនៅទីនេះអូនចូលចិត្តម្ហូបនៅហើយណាទៅតែងតែបួបងមកញ៉ាំបាយនៅទីនេះអូអីចឹងតើបានជាហាងអាហារធម្មតាបែបនេះគាត់ព្រមមកញ៉ាំដែរប្រហែលជាចង់ទៅមកឲ្យខ្លួននឹងហើយទោះជាយ៉ាងណាក៏ដោយការពីសម័យរៀនខ្លួននឹងអីណាក៏មានលទ្ធភាពទៅញ៉ាំនៅកន្លែងថ្លៃពេកបានយ៉ាងលួនសុទ្ធតែចម្ងល់ថាហេតុអ្វីបងនាំអូនមកទីនេះបងគិតថាពួកយើងគួរតែនិយាយគ្នាច្បាស់លាស់កន្លែងនេះអាចធ្វើឲ្យអូនមិនអាចគេចវេបានបងបានជួបសុកតូយិនហើយដួងលន់សម្លឹងមើលមកគាត់ដោយកសែភ្នែកពោពេញដោយភាពភៀមងឿងឆ្ងល់តែបងចង់និយាយអ្វីឲ្យប្រកបបងស្អែកក្រោយខ្លាំងណាស់ដែលលើកទី1យើងជួបគ្នាបងធ្វើបានមិនល្អសោទោះបីជាបងធ្លាប់ព្យាយាមកែប្រែស្ថានភាពក៏ដោយប៉ុន្តែចង់បងនៅតែមានអារម្មណ៍ស្ដាយក្រោយដដែលនេះឆ្ងល់មុខសំទឹកកន្លែងផ្សេងដោយការគិតគោរួចហាក់ដូចជានឹកឃើញអ្វីមួយនាងមើលរូបថតនៅលើចិញ្ចើមទេប្រើឲ្យថាត់ពេលយើងរៀនឆ្នាំទី2សម្រាប់នាងនៅពេលនោះក៏ច្បាស់ជាមនុស្សម្នាក់ដែលស្និទ្ធស្នាលខ្លាំងណាស់បើមិនដូច្នោះទេនាងប្រហែលជាមិនមានស្នាមញញឹមបែបនោះទេស្រាប់តែកិញ្ញងន់ហើយនាងលន់នាងភ្ញាក់ខ្លួនងាកមកកប៉ះចាំចង្ការរបស់គាត់អ្នកណាឲ្យបងចូលមកក្បែរខ្ញុំចិត្តបែបនេះមកនិយាយស្ដីបន្តប៉ុន្តែក្នុងចិត្តនាងវិញមានការព្រួយបារម្ភតើគាត់ឈឺត្រង់ណាផ្លោអូននិយាយមិនខុសទេគឺជាបងខ្លួននឹងទេដែលចង់ចូលមកក្បែរអូនបែបនេះ
បងសួរថាសុកទៀនបាននិយាយអ្វីខ្លះជាមួយអូននៅយប់នោះបងនឹងអស់ហើយមែនថើយរវាងអូននិងកូវ៉ៃមានការច្រឡំគ្នាហើយក៏មានរឿងដែលគេនៅតែលួចស្រឡាញ់អូនទៀតតាមពិតទៅប៉ុន្មានឆ្នាំមកនេះមនុស្សតែម្នាក់គាត់ដែលមិនធ្លាប់ដឹងខ្លួនថាគេស្រឡាញ់អូនប្រហែលជាមានតែអូនម្នាក់នេះហើយចុះហេតុអ្វីបានជាបងនៅតែមិនដោយឲ្យអូននិងកូវ៉ៃធ្វើការជាមួយគ្នាបើមិនជឿទេថាបងចិត្តតូលេដល់ថ្នាក់ទុកឲ្យមនុស្សដែលស្រឡាញ់ប្រពន្ធខ្លួននៅក្បែរនាងរហូតបែបនេះវាទៅជាដូចជាគាត់សួរនាងដូចជាអ្វីទៅដូចជាគូនមិនចូលចិត្តឃើញបាក់ថៃនៅក្បែររបងដែរគ្រាន់តែបងគិតដល់នាងគ្រាន់តែបើកទ្វារកាយនៅទីនោះសំបីតែមួយថ្ងៃមាន24ម៉ោងក៏ដោយពេលវេលាដែលនាងនៅក្បែររបងគឺស្មើនឹងពេលវេលាដែលអូននៅក្បែររបងដែរពេលនោះហើយដែលអូនមានអារម្មណ៍មិនសប្បាយចិត្តមិនបានបងមិននិយាយអ្វីសោះចឹងកេងងន់ឈើស្ងៀមក្នុងស្ដាំនាងនិយាយគាត់មិនដឹងថាគួរនិយាយបែបណាទេគាត់មិនដឹងថាគួរគិតបែបនេះឬអត់អូនបានលោកស្រឡាញ់បងម្ដងទៀតហើយមែនទេនាងឆ្លើយថាអូននឹកស្មានថាបងដឹងខ្លួនតាំងពីយូរមកហើយទៅទៀតបងដឹងទេថារូបថតនេះថតក្នុងកលៈទេសបែបណាមិននឹកស្មានដល់ថាវាភ្ញាក់ផ្អើលដល់ថ្នាក់នេះបងប្រាប់អូនថាពេលនោះអូនបានសារភាពស្រឡាញ់បងម្ហូបអាហារក៏ត្រូវបានគេលើកកុំដាក់នៅលើអូនក៏និយាយដោយមិនគិតអ្វីច្រើនថាធ្វើជាសង្សាររបស់អូនទៅពេលនោះបងភ្ញាក់ផ្អើលយ៉ាងខ្លាំងបងស្ដាប់ច្រឡំមែនទេបងមិនបានស្ដាប់ច្រឡំឡើយអូនចង់ស្រឡាញ់គ្នាជាមួយបងអូននឹងមើលថែបងឲ្យបានល្អជាញ៉ាំភ្ញាក់ផ្អើលរហូតដល់និយាយអ្វីមិនចេញគ្រួសាររបស់អូនមិនសូវជាល្អដោយគ្រួសារបងទេរាល់ពេលប្រឡងអូនតែងតែឈរនៅពីក្រោយបងជានិច្ចកាលពីមុនអូនក៏ធ្លាប់មានគំនិតមិនល្អចំពោះបងដែរក៏ធ្លាប់បានធ្វើរឿងមិនសម្រុំមួយចំនួនប៉ុន្តែពេលនេះអូនបានតែឃើញរឿងមួយតាមពិតទៅបងមិនអាក្រក់ដូចអ្វីដែលអូនធ្លាប់ស្រមេឡើយបងជាបុរសម្នាក់ដែលល្អខ្លាំងណាស់បើបងមិនសក់អូនទេចោះយើងសាកបងស្រឡាញ់គ្នាទៅមើលអញ្ចឹងយ៉ាន់ឲ្យឃើញអូនស្មោះត្រង់ដល់តាមថ្នាក់នេះបើបងមិនមានមកអ្វីទេនោះអញ្ចឹងយើងសម្រេចចិត្តតាមនឹងចោះត្រឡប់មកកាន់បច្ចុប្បន្នវិញបន្ទាប់ពីស្ដាប់រឿងនេះចប់នាងក៏រដាក់រដោសួរថានេះអូនសារភាពស្រឡាញ់បែបហ្នឹងមែនទេចុះបងវិញបងឆ្លើយដល់បាត់ទៅអូនថាម៉េចចឹងជាញ៉ាំបែបបានសួរថាអូនគិតថានាងជ្រួញចិញ្ចាំដោយក្តីអន្ធាសាកុំប្រាប់ណាថាបងបាត់ដាសេឡូនបងក៏ឆ្លើយដោយចិត្តត្រជាក់ថាធ្វើមិននឹងអាចទៅរួចបងលើស្រឡាញ់អូនយូរមកហើយយូរជាងអ្វីដែលអូននឹកស្មានដល់ទៅទៀតបងគ្រាន់តែមានរឿងខ្លះដែលចង់និយាយប្រាប់អូនតែប៉ុណ្ណោះពេលស្ដាប់អ៊ូបែននេះចិញ្ចឹមរបស់យ៉ាងលឿនក៏ចាប់ផ្ដើមធ្វើស្រាលនាងសម្លឹងមើលបងដោយខ្សែភ្នែកទន់ភ្លន់ហើយញញឹមយ៉ាងពេញចិត្តអូនដឹងហើយថាវាពិតជាកំរនហាតែមានឱកាសទំនេរបានអង្គុយញ៉ាំអាហារជុំគ្នាដោយភាពស្និទ្ធស្នាលបែបនេះឆ្លៀតឱកាសនេះនាងក៏ចង់និយាយត្រង់ជាមួយបងមួយដងដែរចាត់ទុកថាជាការដាក់ស្រាយចម្ងល់នៅក្នុងចិត្តចោះបើបងនិយាយថាចង់និយាយគ្នានៅច្បាស់ស្លាស់តែចឹងយើងនិយាយគ្នានៅច្បាស់ទៅតាមពិតទៅអូនតែងតែគិតថាអ្នកដែលបងស្រឡាញ់នៅក្នុងចិត្តតែចុងក្រោយគឺជារូបអូនកាលពីមុនឬក៏ជារូបអូននៅពេលបច្ចុប្បន្ននេះអូនធ្លាប់ប្រាប់បងរួចហើយបើបងមិនអាចទទួលយកអូននៅពេលបច្ចុប្បន្ននេះបានបើអីចឹងបងអូនចង់ទៅឲ្យហើយទៅដួងលិននិយាយទាំងអូនដើមមកតាមពិតទៅអូនសង្ឃឹមថាបងអាចទទួលយកអូននៅពេលនេះបានក៏អាចស្រឡាញ់អូននៅពេលនេះបានដែរនាងអៀនខ្មាស់រួចលើកដៃបាំងពាក់កណ្ដាលមុខសម្លេងនាងញ័រតិចជុះអូនមិនដឹងថាគួរនិយាយបែបណានោះទេអូននឹងថាតាំងអស់សុទ្ធដែលជាអូនជាមនុស្សតែម្នាក់អូនមិនគួរប្រច័ណ្ឌនឹងខ្លួនឯងទេក៏ពឹងគួរប្រកាន់ទ័រស្អប់ដំណើរជាមួយខ្លួនឯងដែរប៉ុន្តែអូនមិនអាចទប់អារម្មណ៍នេះបានទេម្យ៉ាងទៀតរឿងដែលអូនធ្លាក់ទឹកហើយមានរឿងរ៉ាវពាក់ព័ន្ធជាមួយកូវ៉ៃនោះតាមពិតទៅអូនគ្រាន់តែចាត់ទុកគេជាមិត្តភក្តិចិត្តស្និទ្ធបដោះហោះបន្ទាប់ពីមានភាពក្លាហាននិយាយអស់ពីចិត្តក្នុងអារម្មណ៍មកនាងងើបមុខសម្លឹងមើលបងដោយក្តីព្រួយបារម្ភក្នុងចិត្តអ្វីដែលគួរនិយាយគឺនិយាយអស់ហើយតែពេលងើបមកឡើងវិញក៏មិនឃើញវត្តមានគេទៀតដួងឡានទៅឧទានថាតើគេទៅណាហើយស្រាប់តែនៅក្បែរនោះក៏អូសំលេងដល់គុណធ្លាប់កំពុងហៅនាងមិនដឹងថាយ៉ាងកេងងំពីពេលណាទេបងប្រាក៏ស្ភ្នែកស្មោះត្រង់សំលេងទន់ភ្លន់និយាយពីពេកចេញពីបាតបេះដូងបងអាចទទួលយកគ្រប់រូបភាពរបស់អូនបានហើយតែជាអូនបងសដែរទួយកទាំងអស់បងសំណាងណាស់ព្រោះក្រោយពីមានរឿងរ៉ាវមិននឹកស្មានដល់នេះកើតឡើងអូននៅតែអាចស្រឡាញ់បងម្ដងទៀតបានបើអូនប្រាប់បងឲ្យលឿនជាងនេះបងច្បាស់ជាធ្វើឲ្យអូនមានអារម្មណ៍សុវត្ថិភាពលឿនជាងនេះមិនខានមនុស្សដែលបងស្រឡាញ់គឺអូនទាំងអស់នឹងអើងយ៉ាងកេងងួនលើកដៃប៉ះសក់នាងថ្នមរួចនិយាយបន់ទោះជាពីមុនឬបច្ចុប្បន្ននេះបងសុទ្ធតែស្រឡាញ់ទាំងអស់អារម្មណ៍គឺដូចគ្នាស្មើភាពគ្នាក្រោយទៅកុំគិតច្រើនរឿងតូចតាចទាំងនេះទៀតអីទទួលបានចម្លើយដែលលើពីការរំពឹងទុកនាងញញឹមឬក៏បបខ្លួនចូលក្នុងទ្រង់គេដោយមិនដឹងខ្លួនបន្ទាប់ពីអាហារពេលល្ងាចដល់បើកចំហនោះទាំងពីរនាក់ក៏ត្រឡប់ទៅផ្ទះនាងឡើងក្រែងដេកមុនចំណែកគេទៅតែងើបឡើងតាមក្រោយហើយទៅតែលើកភួយឡើងគ្រប់ដួងលិនក៏ស្រាប់តែងើបអង្គុយមុខឡើងក្រហមងាមនិយាយស្ទាក់ស្ទើរថាបងអូនយ៉ាងកេងងួនឃើញបែបនោះក៏តបចិត្តមិនបានចង់លេងសើចបងខាត់ជួទៅជានាងរួចញញឹមបែបកំប្លុកកំ pl ាញ់កើតអីនឹងមុខក្រហមម៉េះកំពុងគិតអីនឹងនាងប្រញាប់ដល់សេថ្លាមអូនអត់បានមុខក្រហមអីផងអូនមិនបានគិតអីទាំងអស់
តែនាងម្នាក់នោះនៅតែអាចនិយាយចេញមកដោយមិនចេះខ្មាស់ស្អៀនសំបីតែបន្តិចអូនប្រហែលជាមិនបានគិតអ្វីទេប៉ុណ្ណេះនាងសម្លឹងមើលទៅគាត់រួចសួរថាគាត់កំពុងតែគិតអ្វីទៅឆ្លើយដប់ទៅនឹងសំណួររបស់នាងគឺការថើបយ៉ាងផ្អែមល្ហែមមួយដំបូងឡើយដងឡាននៅមានភាពអ៊ីជាខ្លួនបន្តិចប៉ុន្តែមិនយូរប៉ុន្មានក៏ចាប់ផ្ដើមទម្លាប់ខ្លួនបានយ៉ាងលឿននាងលើកដៃអាប់ចង្កេះរបស់គាត់ពីក្រោយក៏បានរុញនាងទៅកាន់ក្រែយ៉ាងសោះជំនីងដងឡាននិយាយទាំងអឹមអៀនមុខខ្លាំងក្រហមថាបងអាយអូនភ័យណាស់អូនយ៉ាងគិញងន់លងលោមដោយការអង្អែលថ្ពាល់នាងធំមិនអីទេប្រកល់ឲ្យបងចោះណាដៃរបស់គាត់ចាប់ផ្ដើមរំកិលទៅមុខមិនឈប់ឈរលោកអង្អែលពីថ្ពាល់ចោះទៅដល់កញ្ចឹងដ៏ស្អាតរបស់នាងបន្ទាប់មកលែវគ្រាប់ទី1ក៏ត្រូវរបូតចេញនាងមានភាពអៀនខ្មាស់ជាខ្លាំងយកដៃខ្ទប់មាត់ហាក់ដូចជាមិនចង់ឲ្យមានសម្លេងអ្វីប្លែកបន្លឺចេញមកហើយឈ្មោះគាត់ទាំងពិបាកចិត្តថាបងសម្លាញ់នៅរាត្រីនោះឯទាំងពីរក៏បានឆ្លងកាត់រាត្រីដ៏ផ្អែមល្ហែមជាមួយគ្នាព្រឹកថ្ងៃបន្ទាប់ព្រះតេជច្រោះឡើងផុតត្រង់ក្បាលទៅហើយលងលួនតែងបាក់ទៅវាតិចនាងភ្ញាក់ដឹងខ្លួនឡើងក៏ប្រញាប់ក្រោកអង្គុយហើយស្រែកឡើងយ៉ាងខ្លាំងមីងងបានយកដៃខ្ទប់មាត់ហើយញញឹមបែបកំ pl ែងអើយថ្ងៃត្រង់ទៅហើយឃើញទ្វារបន្ទប់អ្នកទាំងពីរនៅតែបិទជិតនឹកស្មានថាអ្នកទាំងពីរមិននៅក្នុងបន្ទប់ទើបចង់ចូលមកសម្អាតសុំទោសដែលរំខានហើយបន្តមកគាត់ក៏ដើរចេញទៅយ៉ាងរហ័សពីក្នុងបន្ទប់ហាសអៀនពេកក៏លាក់មុខចូលក្នុងទ្រង់របស់គាត់អូនឡើយមានមុខមកទៅជួបអ្នកដតីទៀតហើយគាត់មើលទៅនាងហើយសើចយ៉ាងខ្លាំងមានអ្វីត្រូវអៀនទៅបន្ទាប់មកពេលកន្លែងមើលទៅអេក្រង់ទូរស័ព្ទអារម្មណ៍របស់គាត់ក៏ធ្លាក់ចុះភ្លាមឃើញទឹកមុខគាត់មិនល្អដងលន់ក៏សួរឡើងថាមានរឿងអ្វីទៅព័ត៌មាននៅក្តៅជាច្រើនបានលោតឡើងលើអេក្រង់ទូរស័ព្ទសន្តាការយ៉ាងឌីងកំពុងជួបអាបត្តិយ៉ាងធ្ងន់ធ្ងរយ៉ាងគិញងន់ហើយនិយាយទៅកាន់នាងថាសន្តាការមានរឿងបន្តិចបន្តួចបងត្រូវតែទៅមើលឲ្យឃើញផ្ទាល់ភ្នែកឃើញគាត់ដើរចេញទៅដងលន់ប្រញាប់ចាប់ដៃគាត់ຕົកយើងជាប្តីប្រពន្ធនឹងគ្នាមានរឿងអ្វីក៏ត្រូវតែប្រឈមមុខជាមួយគ្នាដែរមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានទៅដល់សន្តាការដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីររឿងរ៉ាវក៏ចាប់ផ្ដើមមានដំណោះស្រាយល្អប្រសើរឡើងបន្ទាប់ពីស្ដាស់ស្រាយបញ្ហាសងយ៉ាងគិញងន់អស់កម្លាំងខ្លាំងណាស់ក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងគាត់លើកដៃបន្ទោក្បាលក្រវ៉ាត់បងសុំគេងមួយផ្លែតសិនសឹងឡានប្រញាប់ក្រោកឈរឡើងហើយនិយាយបានចាស់អញ្ចឹងអូនទៅធ្វើបន្តិចឲ្យបងណាបន្ទាប់ពីសឹងឡានចេញទៅផុតបាក់ថៃបានឆ្លៀតការស្លុបចូលមកហើយឃើញគាត់កំពុងតែដេកលងលកអ្នកសម្លឹងមើលគាត់ដោយកែវភ្នែកពោពេញដោយដណ្ហារួចហើយនាងក៏ញញឹមចង់មកយ៉ាងមានន័យប៉ុន្តែមិននឹកស្មានថាសឹងឡានត្រឡប់មកវិញលឿនបែបនេះសានាងទៅតែបាក់ទ្វារដើរចូលទៅក្នុងក៏មានអារម្មណ៍ថាបរិយាកាសជុំវិញវាមានភាពមិនស្រួលបន្តិចសាបាក់ថៃកំពុងតែអានមុខរបស់គាត់ដោយកែវភ្នែកទន់ភ្លន់សឹងឡានក៏បើកមាត់និយាយឡើងមើលតែខ្ញុំមកមិនចំពេមែនទេពេលលើសំឡេងដែលធ្លាប់ស្គាល់ដោយសារតែប្រកម្មរហ័សបាក់ថៃក្រោកឈរឡើងភ្លាមរួចងាកទៅមើលទឹកដើមមាត់ទ្វារធំឃើញសឹងឡានកំពុងដើរសម្ដាំមករកនាងដោយកំហឹងពេញខ្លួនបាក់ថៃធ្វើអ្វីមិនត្រូវក៏មានអារម្មណ៍ភ័យខ្លួនហាក់បីដូចជាក្រិចជនដែលត្រូវគេចាប់បានក្នុងចិត្តនាងគិតថាមិនមែនចេញទៅបាត់ហើយទៅហេតុអ្វីក៏ត្រឡប់មកវិញតពីសឹងឡានបានទិញឲ្យគាត់ដាក់លើត្រួយក៏ងើបមកនិយាយជាមួយនាងយើងចេញទៅនេះគ្នានៅខាងក្រៅសាលធំទៅសឹងឡាននិយាយជាមួយបាក់ថៃដោយទឹកដមសម្លេងម៉ឺងម៉ាត់ខ្ញុំដឹងថាអ្នកស្រឡាញ់យ៉ាងគិងងូនប៉ុន្តែគាត់ជាប្តីរបស់ខ្ញុំអ្វីដែលអ្នកធ្វើថ្ងៃនេះវាហាក់ដូចជាមិនសូវសម័យសោះឡើយដឹងថាវាបានផ្ដល់ការអត់ធ្មត់របស់ខ្ញុំហើយបាក់ថៃអន់មុខចុះមុខមាត់មើលទៅទាំងឈឺចាប់ទាំងមិនខំចិត្តសំទោសនេះជាកំហុសរបស់ខ្ញុំមិនបានតាំងចិត្តទេខ្ញុំគ្រាន់តែមិនអាចទប់ចិត្តបានសឹងឡានជួយចិញ្ចាំនិយាយប៉ុនខ្ញុំមិនចង់ដោយសារតែបញ្ហាបេះដូងផ្ទាល់ខ្លួនរបស់អ្នកមកធ្វើឲ្យខ្ញុំត្រូវដាក់សេសមត្ថភាពការងាររបស់អ្នកនោះទេបើអ្នកនៅតែបន្តធ្វើបែបនេះទៀតខ្ញុំនឹងមិននិយាយហេតុផលហើយបង្ខំឲ្យប្តីខ្ញុំឡាយអ្នកចេញពិតមែនហើយពេលបែបនេះនាងមើលទៅហាក់មិនសុខចិត្តក៏ដបាត់វិញថាពេលនេះសន្តាការកំពុងត្រូវការមនុស្សទោះបីអ្នកនិយាយអ្វីក៏ដោយឬធ្វើអ្វីក៏ដោយក៏ខ្ញុំមិនបោះបង់គិញងន់ព្រោះតែរឿងនេះដែរសឹងឡានលើកចេញចាំឡើងពិតជាមិនដែលឃើញអ្នកណាដែលមានមុខក្រាតដូចនាងឡើយនាងអប់ដៃនៅពីមុខត្រង់កាយវិការនឹងទឹកមុខគម្រាមកំហែងយ៉ាងខ្លាំងអនុប្រធានបាក់ពិតជាអ្នកមានចិត្តតោះបោះស្មានប៉ុន្តែអ្វីដែលអ្នកគួរនិយាយនោះគឺអ្នកនឹងមិនចាក់ចេញពីសន្តាការនេះទេគឺនៅពេលនេះមិនមែនជាស្វាមីរបស់ខ្ញុំទេបន្តមកក៏ចាប់ផ្ដើមចំអាកនាងមិនឈប់អ្នកមិនដែលបាននៅក្បែរគាត់ផងចោះតម្រាំតែនិយាយរឿងចាស់ចេញពីគាត់ទៀតនោះខ្ញុំមិនមែនជាមនុស្សស្រីដែលចិត្តតូលេអ្វីទេប៉ុន្តែខ្ញុំក៏យល់ពីសិលធម៌ដែរខ្ញុំព្រមដល់ឱកាសស្អីអ្នកហើយក៏ព្រមជឿជាក់លើអ្នកមួយដងខ្ញុំដឹងថាអារម្មណ៍មនុស្សពិបាកនឹងបញ្យល់ណាស់ប៉ុន្តែខ្ញុំជឿថាអារម្មណ៍របស់មនុស្សអាចគ្រប់គ្រងបានហើយក៏អាចផ្លាស់ប្ដូរបានដែរខ្ញុំក៏ដឹងដែរថាប៉ុន្មានឆ្នាំមកនេះអ្នកឆ្លងកាត់រឿងរ៉ាវមិនងាយស្រួលប៉ុន្មានទេដូច្នេះខ្ញុំសង្កេតថាអ្នកនឹងគិតគូរឲ្យបានច្បាស់លាស់សំឡេងរបស់នាងច្បាស់សតននឹងមានភាពដឹងថឹងមិនមែនជាការរជាប្រមាថទេក៏មិនមែនជាការរកក្រយ៉ាងអត់ថយដែរប៉ុន្តែស្ដាប់ទៅបែរជាធ្វើឲ្យក្នុងចិត្តរបស់ម្ខាងទៀតហាក់ដូចជាមានទឹកភ្លៀងមកស្រោចស្រពមានអារម្មណ៍ថាស្រួលក្នុងចិត្តខ្លាំងណាស់
បាទថាញ់ហាក់ដូចជាយល់រឿងគ្រប់យ៉ាងហើយក៏លែងមានចិត្តរឹងរូសសតទៅទៀតនាងខ្លួនឯងក៏យល់ឃើញថាហៅថាញ់មិនហ៊ានសម្លឹងមុខយើងឡាន់ដោយផ្ដាល់ទៅខ្ញុំដឹងហើយតាមពិតទៅខ្ញុំក៏ដឹងដែរថាអារម្មណ៍មួយនេះមិនមានអនាគតទេអរគុណអ្នកដែលនៅតែលើកលែងទោសឲ្យខ្ញុំដែលឲ្យខ្ញុំបានបន្តធ្វើការនៅសន្តាការក្នុងស្ថានភាពបែបនេះចំពោះខ្ញុំអ្វីដែលខ្ញុំកំពុងធ្វើនេះមិនមែនគ្រាន់តែជាការងាររសាមិញទេវាហាក់ដូចជាកិច្ចការជីវច្រើនជាងខ្ញុំនឹងខំប្រឹងធ្វើការដើម្បីជួយគ្រួសារឲ្យឆ្លងផុតពីវិបត្តិមួយនេះបន្តមកខ្ញុំនឹងព្យាយាមមកកប់ទុកអារម្មណ៍របស់ខ្លួនឯងនឹងមិនធ្វើឲ្យខ្លួនឯងទៅស្រឡាញ់មនុស្សដែលមិនគួរស្រឡាញ់ទៀតឡើយតាមពិតទៅនៅក្នុងទំនាក់ទំនងណាមួយក៏គួរតែយល់ពីច្បាប់របស់វាដែរកុំសង្ឃឹមច្រើនពេកកុំស្រមើស្រមៃពីទីតាំងរបស់ខ្លួននៅក្នុងចិត្តអ្នកដទៃរួចហើយក៏ចេះតែបំពេញខ្លួននឹងថាខ្លួនមានសារៈសំខាន់មានការរំពឹងទុកទៅមានការខកបំណងប្រហែលជាយើងលឹងខ្លួនតែក៏យកពីចំណុចនេះដែរនាមផ្ទុយទៅវិញមិនចង់ឲ្យបាក់ថាញ់ដែលជាមនុស្សមានសមតភាពត្រូវមកខូចការព្រោះតែអារម្មណ៍ដែលមិនគួរមាននោះឡើយដូច្នេះនៅពេលដែលលោកពាក្យសម្ដីទាំងនេះពីបាក់ថាញ់ទីបំផុតនាងក៏អាចដងហើមធំដោយភាពសស្រាបានដែលយល់បានគឺល្អហើយប៉ុន្មានថ្ងៃរវល់ខ្លាំងណាស់អ្នកន័យហត់ច្រើនហើយគួរតែសម្រាប់ខ្លះទៅបន្ទាប់ពីដោះស្រាយគ្រប់យ៉ាងរួចរាល់ដួងលាន់ក៏ត្រឡប់ចូលទៅក្នុងបន្ទប់វិញជាងគីងន់កំពុងចូលចាំនាងនៅក្រោយទ្វារជាការពិតណាស់ការសន្ទនាការពីមិញគាត់បាននៅទាំងអស់នាងក៏សួរគាត់ថាបងភ្ញាក់ហើយឬយ៉ាងគីញញឹមហើយឆ្លើយតបពេលដែលអូននិយាយពាក្យថាមិនសម្រមគឺបងភ្ញាក់បាត់ទៅហើយតាមពិតបងគិតថាខ្លួននឹងចេញមុខនិយាយជាមួយនាងតែអូនជាអ្នកដោះស្រាយគឺល្អជាងយ៉ាងគីងឡុកដៃទៅចាប់កូនកំសៀតទៅហើយនិយាយបងបើបងជាអ្នកចេញមុខក៏អាចធ្វើបានត្រឹមតែដេញចេញពីការងារប៉ុណ្ណោះទឹកតែទៅចាក់បានពាក់កណ្ដាលកែដួងលួនក៏ប្រញាប់គាត់ហើយបងផឹកតែដេញទៅវាប៉ះបលការគេងណាបងមើលចោះគុណនៃការគេងរបស់បងឥឡូវនេះអន់ខ្លាំងណាស់ការនៅរៀនបងមិនជាបែបនេះទេថ្ងៃផ្ដេកតែឡប់បណ្ដៃពេលប្រឡងគឺតែធ្វើបានល្អជាងគេជានិច្ចបងពិតជាគ្មានហេតុផលអ្វីតតែសោះស្រាប់តែនាងលើកឡើងពីរឿងការពីអតីតកាលយ៉ាងគីងុនហាក់ដូចជាចោលអ្វីមួយទៅគាត់សួរត្រឡប់ទៅវិញដូច្នេះហើយទៅតាំងពីដំបូងមកអូនស្អប់បងខ្លាំងបែបនេះដោយសារតែរឿងនេះមែនទេនាងលើកដៃស្ទាបចង្ការហើយគិតយ៉ាងយកចិត្តទុកដាក់ក៏មិនមែនសុទ្ធតែដោយសារតែរឿងនេះទាំងស្រុងដែរតែភាគច្រើនគឺមកពីរឿងនឹងយ៉ាងគីងដណ្ដឹងហាមទៅមួយខ្សិតបើដឹងថាប្រោះតែរឿងនេះទោះបីជាបងអានសៀវភៅចប់អស់ហើយក៏ដោយបងក៏នឹងធ្វើជាមិនយល់ដែរដើម្បីបាននោះថាដឹងច្បាស់ថាគាត់កំពុងតែលេងសើចនឹងខ្លួនដួងលាន់ទុកមិនបានចង់តែស្ទុះទៅវេប្រស្នានេះមួយដែរបងនេះពិតជាផ្ទុយទៅវិញគាត់បែរជាពេញចិត្តខ្លាំងណាស់ហើយសើចយ៉ាងរីករាយហាគាត់ចាប់តែនាងហើយនិយាយយ៉ាងទន់ភ្លន់ប៉ុន្មានឆ្នាំក្រោយមកនោះបងក៏មិនគេងទៀតដែរ3ឆ្នាំមកនេះបងអង្គុយក្រោយអូនហើយលួចមើលអូនឆ្នាំមកនេះមានរឿងមួយទៀតដល់ពីគាត់ដែលនាងទៅតែដឹងពិតជាដូចគ្នាបេះដាក់មែនដងឡាំញាក់ផ្អើលហើយនិយាយថាបងអូនស្មានតែមានតែអូនទេដែលលួចមើលបងជានិច្ចយ៉ាងគីងន់ពន្យល់ថារវាងយើងទាំងពីរមិនមែនជាការស្រឡាញ់តភាគីនោះទេអូនចូលចិត្តបងក៏ចូលចិត្តអូនដែរពេលអូនមើលបងក៏កំពុងតែមើលអូនដូចគ្នាពាក្យសម្ដីផ្អែមល្ហែមរួមផ្សំជាមួយផ្ទៃមុខដល់ឥតខ្ចោះមួយនេះធ្វើឲ្យបេះដូងរបស់នាងលោតញ៉ោស្ទើរតែចេញមកក្រៅពិតជាមិនយុត្តិធម៌ខ្លាំងណាស់ដងលន់នៅសង្សៀមឆ្លៃដប់ដោយគិតថានឹងរំដាស់ខ្លួនចេញពីដៃរបស់គាត់ប៉ុន្តែត្រូវបានគាត់មើលដឹងតន់កំលាក់ខ្លួនទៀតអីឲ្យបងផ្អែសម្រាប់បន្តិចសិនបន្តមកគាត់ក៏និយាយបនអាកូនរឿងរបស់ពុទ្ធថៃដែលអូនដាក់ស្រ័យបានយ៉ាងល្អប៉ុន្តែអូននៅផ្លេចថានៅមានមនុស្សម្នាក់ទៀតដែលត្រូវដាក់ស្រ័យពាក្យសម្ដីនោះបានធ្វើឲ្យនាងខឹងយ៉ាងខ្លាំងដងឡានក្រោយឈរភ្លាមធ្វើមុខម៉ាត់ខឹងសម្បារសម្លឹងមើលគាត់បងនៅតែញ៉ៃស្រីនៅទៀតមែនទេយ៉ាងគីងន់ឆ្លើយដប់យ៉ាងត្រជាក់ល្ហែមមិនពាក់ព័ន្ធអ្វីនឹងបងទេប៉ុន្តែវាពាក់ព័ន្ធទៅនឹងអូនរឿងសម្ដីដែលគាត់និយាយក៏ដឹងភ្លាមថាជារឿងអ្វីរឿងការពីមុនគាត់នៅដាក់ក្នុងចិត្តភ្លាមផ្លៃនោះនាងមានអារម្មណ៍ក្តោកក្តួលបន្តិចក៏កិច្ចកាសែភ្នែកចេញបានហើយអូនដឹងហើយអូននឹងនិយាយឲ្យច្បាស់ស្លាស់ពេលលោកពាក្យនេះយ៉ាងគីងន់ក៏ញឹមពេញចិត្តបងមិនមែនមានបំណងបង្ខំអូនទេទោះបីជាអូនមិនដាស់ស្រាយជាចិត្តលើអូនដងលន់ឆ្លើយដប់យ៉ាងម៉ាំងម៉ាត់ថាមិនបានទេត្រូវតែនិយាយឲ្យច្បាស់អ្នកណាដឹងថាពេលនេះបងសប្បាយចិត្តទៅនិយាយបែបនេះពេលមិនសប្បាយចិត្តបងនឹងលើករឿងនេះមកនិយាយទៀតឆ្លៀតឱកាសនេះដាស់ស្រាយឲ្យចប់តែម្ដងទៅគឺជារឿងល្អបំផុតនិយាយឲ្យត្រូវតែធ្វើបន្ទាប់ពីចប់មកធ្វើការមនុស្សម្នាបានត្រឡប់ទៅផ្ទះអស់ហើយដងលន់ក៏ដើរទៅធ្វើការរបស់វាយហើយនិយាយថាបងមានរឿងខ្លាចជាយជាមួយបងរឿងហេតុដែលបងធ្លាក់ទឹកលើកអវ៉ៃនឃើញនាងស្ទាក់ស្ទើរទៅខ្វាយគាត់និយាយជាក្តីទេបងជួយចិត្តអូនគេប្រាប់អស់ហើយមែនទេគេលើកដៃដល់វ៉ែនតែចេញកសែភ្នែកពោពេញទៅភាពសោកសៅពេលនោះបងដឹងថាបាត់បងការចងចាំមានតែការចងចាំត្រឹមអាយុ15ឆ្នាំប៉ុណ្ណោះតាមពិតទៅបងសប្បាយចិត្តខ្លាំងណាស់ដោយគិតថាធានសោកបានផ្ដល់ឱកាសឲ្យបងម្ដងទៀតប៉ុន្តែមកដល់ពេលនេះមើលទៅកាស្លឹកនេះបងក៏មិនអាចចាំយកបានដែរឃើញហួយសោកសៅបែបនេះក្នុងចិត្តរបស់នាងក៏មានអារម្មណ៍មិនល្អដែរប៉ុន្តែមានរឿងមួយចំនួនដែលចាំបាច់ទៅតែនិយាយឲ្យច្បាស់ក៏ចាំបាច់ត្រូវតែបញ្ចប់ដងឡានបញ្យល់ថាកោហួយការពីមុនបងធ្លាប់ចូលចិត្តប្អូនពិតមែនប៉ុន្តែក្រោយពីដឹងថាអ្នកជាខ្ទើយ
ខ្ញុំក៏ត្រឹមតែចាត់ទុកអ្នកជាមិត្តភក្តិម្នាក់ប៉ុណ្ណោះខ្ញុំសង្ឃឹមថាអ្វីគឺទាំងអស់រវាងយើងទាំងពីរអាចបញ្ចប់នៅថ្ងៃនេះហើយចាប់ផ្ដើមជីវិតថ្មីទៅពាក្យអីសំដីទៅតែនិយាយចប់ស្រាប់តែមានសម្លេងប៉ះទង្គិចគ្នាមួយបន្លឺឡើងក្បែរត្រចៀកអ្នកទាំងពីររងាក្រោយទៅមើលយ៉ាងលឿនម៉ែនេះបានមកឈរនៅហើយគេបានលុយស្ដាប់ដល់ណាទៅហើយមើលទៅទឹកមុខរបស់នាងហាក់ដូចជាមិនសូវស្រួលប៉ុន្មានទេយើងហ្វាននឹងថាខ្លួនមិនអាចលាក់បាំងម៉ែនេះបានទៀតទេទើបសម្រេចចិត្តឲ្យនាងមកនិយាយគ្នាដោយឡែកមិនតន់នឹងបានបើកមាត់ផងម៉ែនេះក៏ប្រញាប់និយាយកាត់អញ្ចឹងមានន័យថាគេមិនមែនជិះទៅមែនទេយើងហ្វាននៅក្បាលទាំងពិបាកចិត្តម៉ែនេះមុខឡើងស្លេកស្លាំងហើយសួរទៅទៀតអញ្ចឹងមានន័យថារហូតមកដល់ពេលនេះគេនៅតែស្រឡាញ់អ្នកមែនទេទោះបីជាអ្នករៀបការយូរយ៉ាងនេះហើយក៏ដោយឃើញមកចិត្តស្នេហ៍របស់ខ្លួនខឹងសម្បារបែបនេះអ្នកចង់តែនិយាយលងលោមគេប៉ុណ្ណោះប៉ុន្តែពាក្យសម្ដីដែលចង់និយាយស្រាប់តែមានអ្វីមកចុះក្នុងកំពុងកនទាំងនេះនឹងបានត្រឹមតែឈ្មោះនឹងតែច្បាស់ថាម៉ាញ់នេះអារម្មណ៍របស់ម៉ាញ់នេះពេលនេះក្រៅភាពភិតភ័យគឺមានតែភាពអស់សង្ឃឹមនាងសុកចិត្តក៏ហត់ខ្លួនឯងថាកោវាយជាទៅយ៉ាងហោចណាស់ក៏មិនត្រូវគេមើលងាយថាទៅស្រឡាញ់មនុស្សដែលមិនគួរស្រឡាញ់ដែរប៉ុន្តែការពិតបែរជាមកបោកផ្ទប់មុខនាងយ៉ាងចាក់ដែរម៉ាញ់នេះពេលនេះដូចជាពិភពលោកទាំងមូលរលំរលាយនាងយកដៃខិតទៅមុខហើយទឹកភ្នែកក៏ហូរមិនឈប់តាមពិតទៅខ្ញុំរត់តែគិតថាថៃណាមួយគេនឹងបោះបង់នឹងដើរចេញមកហើយនឹងឃើញពីការណវត្តមានរបស់ខ្ញុំប៉ុន្តែនិយាយដល់ត្រាំនេះម៉ែនេះក៏ប្រញាប់រត់ចេញទៅខាងក្រៅបន្សល់ទុកឲ្យយើងផ្លាន់ឈរនៅទីនោះម្នាក់ឯងនាងហើយឈ្មោះថាម៉ានីយើងលហ្វានរត់តាមក្រោយនាងមកដល់ហាងស្រាមួយក្បែរនោះហើយក៏ចាប់ស្មារមិត្តបញ្ឈប់នាងស្ដីបន្សោខ្លួនទាំងពេលទីស្ដីជាកំហុសរបស់ខ្ញុំទាំងអស់ម៉ែនេះលើកដៃជូតទឹកភ្នែករួចគ្របក្បាលមិនមែនទេមិនមែនជាកំហុសរបស់អញទេគឺដោយសារខ្ញុំមិនល្អទៅគេមិនស្រឡាញ់ខ្ញុំបន្ទាប់មកដោយក្តីរំជួលចិត្តនាងបានអបយើងលួនយ៉ាងណែនហើយស្រែកឡើងថាប៉ុន្តែខ្ញុំត្រូវធ្វើបែបហ្នឹងទៅលវៀនឯក្នុងចិត្តខ្ញុំវាជាណាស់ការស្រឡាញ់មនុស្សម្នាក់វាពិតជាលំបាកណាស់យើងស្មានអត់មុខចុះដោយដៃយល់ចិត្តតោមែនហើយការស្រឡាញ់នរណាម្នាក់វាពិតជាលំបាកខ្លាំងណាស់ពិបាកនឹងស្រឡាញ់ពិបាកនឹងបំភ្លេចហើយពេលបែកគ្នាកាន់តែពិបាកទៅទៀតដួងលួនបណ្ដាយឲ្យនឹងអបខ្លួនអញមកនៅតែបន្ហាយឈ្មោះមិនឈប់ខំរឹងយូរហើយមិនដឹងថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាទេយ៉ាងគីងន់បែកជាបង្ហាញខ្លួនឡើងវិញនៅបាននោះដោយមិននឹកស្មានដល់តែទិញកាសាភ្នែករបស់អ្នកគ្រប់គ្នាដែលនៅជុំវិញនោះម្នាក់សុទ្ធដែលលន់មកសរសើរមិនដាច់ពីមាត់ថាគាត់សង្ហាខ្លាំងណាស់សង្ហាមែនតែនតែគួរឲ្យស្ដាយគាត់មិនខ្វល់ល្ងាភ្នែកមើលពួកគេសំបីបន្តិចគាត់ដើរទៅរបស់នាងដោយទឹកមុខប្រងើយកណ្ដាយទឹកមុខដែលធ្លាប់តែស្មើធេងមិញនេះទៅតែចាប់ផ្ដើមប្រែប្រួលយ៉ាងគីងន់ព្រួញចិញ្ចើមពិតជាឈួតមែនហើយឃើញនាងស្រវឹងជោគចម្លែកត្រងោលលើតគាត់មិនអាចទប់កំហឹងបានឡើយទោះជាយ៉ាងនេះក្តីក៏គាត់នៅតែអោបក្រៅមកអណ្ដប់ឲ្យនាងយ៉ាងស្រទន់មានអារម្មណ៍ថាខ្លួននឹងដូចជាមានអ្វីមួយមកគ្របពីលើដងឡានងើភ្នែកមើលមួយផ្លែតរួចក៏រែករេរហូតទៅអបគាត់ភ្លាមមកដល់ហើយឃើញនាងធ្វើបែបនេះយ៉ាងគីងន់ក៏មិនដាច់ចិត្តនឹងបន្តដែរគាត់ដកដងហាមទៅមួយខ្សែរួចនិយាយតិចចាត់ទុកថាអ៊ុននៅមានមុនស្ការខ្លះដែរប្រាប់មីងណូថាអ៊ុនមិនទៅហូបបាយល្ងាចទេគាត់សួរមីងងទៅដឹងរឿងបើបងមិនមកតាពីអ្នកនឹងត្រឡប់ទៅផ្ទះដោយរបៀបណាឃើញគាត់លងហោប៉ាខោចុកលេខទូរស័ព្ទក្នុងចិត្តនាងគិតថាតើគាត់ទូរស័ព្ទទៅរកអ្នកណាទៅពេលអ្នកម្ខាងទៀតទទួលទូរស័ព្ទយ៉ាងគីងន់ក៏និយាយដោយសំឡេងទាបោឥឡូវនេះតាមមកសោយឋានដែលខ្ញុំផ្ញើទៅឲ្យភ្លាមយឺតពេលគឺអីនឹងស្ដាយក្រោយឲ្យពេលនាទីឯងមកដល់ខ្ញុំនឹងទៅឃើញគាត់ជ្រុញចិញ្ចើមដងលំភៀមនោះក៏ធ្វើខ្លួនដូចជាកូនឆ្មាតូចរួចចុចដៃអង្កែថ្វាគាត់បងកំពុងតែខឹងមែនទេហេតុអ្វីត្រូវខឹងខ្លាំងម្ល៉េះអូននឹងថាបងនឹងមកបានជាអូនមិនសូវមានការប្រុងប្រយ័ត្នអ្វីច្រើនយ៉ាងគីងន់នៅតែឡងក្នុងភាពផ្អែមល្ហែមនេះមិនតាន់ដាច់សេចក្តីផងនាងក៏និយាយបន្តមុខបងមានរំហើយមុខបងចាក់គេហើយក៏ដល់វិធីក៏ឆ្លៃទាំងកំរួលថាត្រឡប់ទៅផ្ទះចាំកៅបន្ទាប់មកនាងក៏ផ្អៀងក្បាលញញឹមមិនបាច់ទេក៏ទៅក៏សង្ហាដែរមានអារម្មណ៍មកតាក់ទាមម្ចាំងដែលខុសពីសោះមួយដងសម្ដីផ្អែមល្ហែមបែបនេះមិនថាគាត់មិនធ្លាប់មនុស្សទេតែនៅពេលដែលបានចេញពីម៉ាត់របស់នាងយ៉ាងគីងន់ក៏មិនអាចរក្សាភាពស្ងប់ស្ងាត់បានមួយខណៈនោះឡើយអូនដឹងខ្លួនទេថាអូនកំពុងនិយាយអីហ្នឹងក្នុងចិត្តគេគិតថាដែលត្រវឹងគឺហានខ្លាំងមែនណាបើមិនមែនព្រោះតែនាងស្រវឹងទេនាងប្រកាសជាមិនហាននិយាយពាក្យសម្ដីបែបនេះមកឌឺដងដាក់គេឡើយរូបភាពដែលនៅចំពោះមុខគេពេលនេះមិនជាយើងលន់មនុស្សស្រែកតែតែងតែអៀនព្រៀនហើយតែមកពន្ធនៅពីក្រោយខ្នងគេទៀតទេតែគឺជានាងសឿនដែលហានខ្លាំងណាស់វិញគេមានភ្នែកសម្លឹងមើលទៅមនុស្សដែលកំពុងតែសាច់ចាក់ក្អឹកនោះហើយនិយាយថាអូនសរសើរថារົບគេតែការពិតគេពិតជាសង្ហាមែនតែមិនអាចឲ្យអ្នកដទៃមើលបានទេគេសួរចុះហេតុអ្វីបានជាអូនមានសមត្ថភាពខ្លាំងម្ល៉េះតែអាចបែកផ្លាស់ដល់តែជាចំដូចជាគេបានចោះយ៉ាងគេងន់អស់ពាក្យនឹងនិយាយចាំគេកាន់តែជួនចូលគ្នាជាតិរៀបនឹងអស់ការអត់ធ្មត់ទៅហើយគាត់ក៏សម្លឹងជេរក្នុងចិត្តថាកោហយអើមិនក៏មិនប្រញោមមកទៀតហាក់ដូចជាដឹងពីអ្វីដែលគេកំពុងកើតកោហយនៅខាងនេះកំពុងតែរត់ស្ទើរតែដាច់ខ្យល់ទើបតែមកដល់ក៏ឃើញមិនបឹងតេកសន្លប់បាត់ស្មារតីលើតយ៉ាងគេងុំបីនាងនៅលើដៃក៏ផ្ដាំថាមិននេះស្វឹងហើយឲ្យកូនជួយនាងត្រឡប់ទៅផ្ទះផងខ្ញុំមិនសូវស្រួលផ្លូវទេ
និយាយចប់គេក៏ងាកក្រោយរៀបនឹងដើរចេញក៏ទៅគោះហើយហើយឈប់សិនបើមិនអញ្ចឹងទេបើមិននេះពិតជាមានរឿងអ្វីកើតឡើងមែននោះខ្ញុំប្រកាសជាមានអារម្មណ៍ខកខ្លាំងណាស់ហើយមួយទៀតជួយប្រាប់ផងថាជាមួយសឹងលន់ខ្ញុំនឹងប្រញាប់កែសម្រួលខ្លួននឹងកុំឲ្យនឹងបានរំអីទោះបីជានិយាយបែបនោះក៏ដោយប៉ុន្តែយ៉ាងកិងងនៅតែមានអារម្មណ៍មិនសប្បាយចិត្តហើយនិយាយដោយត្រជាក់ស្រែបថាខ្ញុំមិនមែនមកព្រោះតែកោទេគឺមកព្រោះតែសឹងលន់ប៉ុណ្ណោះពួកគេទាំងពីរនាក់ក៏ឡើងឡានចាក់ចេញទៅភ្លាមហាក់ដូចជាដឹងថាអារម្មណ៍របស់គេមិនសូវល្អទោះបីជាកំពុងកងស្រវាំងនៅតែខំនិយាយលងលោមបងនៅតែខឹងអូនមែនទេអូនប្រាប់បងហើយតើអូនដឹងថាបងមកអូនបានជាហានធ្វើរឿងផ្ដេសផ្ដាសបែបនេះចាំងទៀតអូនពិតជាផឹកតែបន្តិចបន្តួចប៉ុណ្ណោះគេជួយចិញ្ចាំឲ្យស្រែកថាទៅដល់ផ្ទះចាំនិយាយគ្នាក៏មកបង្កចម្លោះលើឡាននាងឯណានឹងទៅឋានទេតែគឺកំពុងតែប្រច័ណ្ឌនឹងទឹកខ្មីដែលខ្លួននៅមកកាត់ឡើងវិញទេទៅហាគួរឲ្យអស់សំណាយឆ្មែនសឹងឡានស្ដាប់បង្កប់យ៉ាងណាក៏ដេកលោះទៅទាំងម៉ាឌអូទាំងតៃពេកបានចាំតែផ្ទះចាំគោគ្នាទៀតទៅផ្ទះចាំគោគ្នាទៀតស្រាប់តែដងឡានមើលឃើញរូបភាពរបស់នាងនឹងគេកាលពីយូរណាស់មកហើយនាងមានទឹកមុខកាយសាហាវកំពុងតែស្លប់មកគេរួចស្រែកថាព្រោះតែខ្ញុំជាអ្នកគ្រប់គ្រងក្លឹបបាល់បោះលោកស្មានថាខ្ញុំចង់គ្រប់គ្រងលោកណាស់មែនទេរូបភាពអ្នកទាំងពីរមើលមុខគ្នាយ៉ាងរីករាយថតរូបបញ្ចប់ការសិក្សាបន្តមកគឺទឹកមុខដ៏ម៉ឺងម៉ារបស់នាងអូនអាចធ្វើបានលន់ស្រាប់តែភ្ញាក់ដឹងខ្លួនឡើងនាងបែរទៅមើលគេឃើញដងលួនបាក់ភ្នែកមើលខ្លួនគេញោមរួចសួរថាភ្ញាក់ហើយមែនទេមើលទៅដូចជាមានរឿងអ្វីក្នុងចិត្តបន្តិចនាងអោនរបស់ក៏ភ្នែកចុះរួចតបថាបន្តក៏មើលទៅក្រៅឡានដល់ផ្ទះហើយមែនទេសាអូននៅលើឡានបែបនេះមិនស្រួលខ្លួនបន្តិចសោះប្រហែលជាបងក៏ហត់ដែរយ៉ាងគីងងន់តបថាឃើញអូនគេងលោកស្រួលពេកក៏មិនដាច់ចិត្តដាស់អូនមើលទៅបរោះនៅចំពោះមុខដែលស្រឡាញ់ថ្នាក់ក្នុងម្នាក់ដល់ថ្នាក់នេះដងឡានក្នុងចិត្តមិនអាចចាប់ទប់អារម្មណ៍រំភើបបានឡើយរឿងនៅសន្តាគារធ្ងន់ធ្ងរដល់ថ្នាក់នេះគេច្បាស់ជាមិនបានគេងប៉ុន្មានថ្ងៃហើយតែនៅតែអាចតាមចិត្តនាងបានដល់ថ្នាក់នេះនេះហើយគឺសេចក្តីស្រឡាញ់ពិតជាសេចក្តីស្រឡាញ់មែនគ្រាន់តែទឹកមុខដ៏ទន់ភ្លន់និងផ្អែមល្ហែមបែបនេះក៏មានតែនាងម្នាក់ប៉ុណ្ណោះដែលអាចមើលឃើញបានចំណែកឯម្នាក់នោះវិញក៏ស្ទាបមុខនាងដោយថនត្រូវសួរថាមានរឿងអីមានកន្លែងណាជាចាប់មែនទេឬមួយយកសប្ដរពិតជាបត់តែត្រង់ពេកមែនធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ធុញថប់តែដងលូនដែលនឹងចាប់ដៃគេជាប់ទាឈាមចិត្តជ្រៀតឱកាសស្រវឹងធ្វើរឿងដែលចង់ធ្វើនិយាយជាមួយជីយ៉ាងគីងុន3ម៉ាត់ថាអូនស្រឡាញ់បងហាងគីងុនភ្ញាក់ផ្អើលដល់ថ្នាក់រឹងខ្លួនមួយសន្ទុះក្នុងចិត្តគិតថាយូរណាស់មកហើយដែលនាងមិនបាននិយាយពាក្យតែមួយនេះជាពិសេសគឺក្រោយពីលងទឹកបាត់បង់ការចងចាំមិនទាន់រងចាំឲ្យភេកគីម្ខាងទៀតប្រតិកម្មអ្វីដងក៏ថាប់ទៅលើមាត់ឃ្លៀមគីងកដោពីភ្ញាក់ផ្អើលទៅជាស្លន់ស្លោដំបូងនៅមានការស្ទាក់ស្ទើរខ្លះតែមិនយូរប៉ុន្មានក៏សម្របខ្លួនបានហើយដល់ស្នងការថាបរបស់នាងវិញភ្លាមក្នុងចិត្តលួចនិយាយថាបងក៏ស្រឡាញ់អូនដែរនឹកស្មានមិនដល់ថាអ្នកតែខ្លួនស្រឡាញ់ក៏ស្រឡាញ់ខ្លួនតបវិញបែបនេះតែមានអ្វីដែលពេញចិត្តជាងនេះទៅទៀតពេលមែនហើយសំណាងបំផុតក្នុងជីវិតនោះម្នាក់គឺពេលដែលយើងស្រឡាញ់គេហើយគេក៏ស្រឡាញ់យើងតបវិញក្នុងពេលតែមួយបងគ្មានចិត្តគិតដល់រឿងអតីតកាលទៀតទេហើយអូនក៏មិនងាកក៏ក្រោយមើលអតីតកាលដែរអ្នកទាំងពីរអបគ្នាណែនដើម្បីជ្រមុជខ្លួនក្នុងភាពសុខសាន្តនៃពេលនេះមួយសន្ទុះក្រោយមកទឹកដាច់ចិត្តខ្លាចចេញពីគ្នាអ្នកទាំងពីរក៏ត្រឡប់ចូលបន្ទប់វិញបន្ទាប់ពីហត់នៅអស់មួយថ្ងៃទើបតែដាក់ខ្លួនដេកក៏គេងលក់បាត់ទៅគេងលក់ស្កប់ស្កល់រហូតដល់ភ្លឺលុះព្រឹកឡើងយងជាញ៉ានក៏តែឡាយកំណត់ទៅដល់សាំទេបងលើកដៃមកម៉ាសាប្រាសាទភ្នែកសម្លឹងមើលទៅអេក្រង់ទូរស័ព្ទអូនដល់ទៅហើយខ្លួនគេនេះពិតជាបន្ទាប់មកក៏ប្រញាប់ចុចទទួលទូរស័ព្ទទៅបានហើយគេប្រជុំបន្តិចចោះខ្ញុំដឹងរឿងហើយយ៉ាងជាអ្នកភ្នែកមើលទៅកន្លែងក្បែរខ្លួនមិនឃើញមានមនុស្សម្នាក់ផងបងក៏សួរឡើងនាងទៅណាហើយបន្ទាប់ពីដាក់ទូរស័ព្ទចោះបងក៏ប្រញាប់រៀបចំខ្លួនរួចចោះទៅក្រោមមកដល់ឈប់ឬមួយទៅធ្វើការបាត់ទឹកហើយថានាងបានញ៉ាំអាហារពេលព្រឹកគឺនៅស្រាប់តែយ៉ាងមុខឡើងនៅចំពោះមុខភ្លាមក្នុងឈុតអាវកាក់ចុងភៅហើយដៃទាំងពីរពេញទៅចានម្ហូបនាងញ៉ាំរួចនិយាយអរុនសួស្ដីទៅគេងលក់ស្រួលទេនេះជាលើកដំបូងដែលបងបានឃើញនាងក្នុងសភាពបែបនេះទើបធ្វើឲ្យបងមានអារម្មណ៍ងឿងឆ្ងល់បន្តិចគេងលក់ស្រួលណាស់ប៉ុន្តែក្នុងចិត្តកំពុងតែឆ្ងល់រាប់រយរឿងព្រោះមិនដែលឃើញនាងបែបនេះពីមុនមកសើជាញឹមស្រក់បោះរួចហុចចានម្ហូបបងមុខបងអូនចេះតែសុំឲ្យมึงងួយឈប់សម្រាកមួយថ្ងៃដើម្បីឲ្យអូនចូលថ្មីធ្វើអាហារពេលដោយខ្លួនឯងឆាប់មកអង្គុយញ៉ាំមកឃើញបងអង្គុយញ៉ាំយ៉ាងឆ្ងាញ់មាត់យកដៃទាំងពីរមកទប់ចង្ការរួចសូត្រអំភើបថាឆ្ងាញ់ទេមិនឲ្យនាងក៏អំណងបងក៏ក្បាលឆ្លើយឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់ជាងមិញងោធ្វើទៅទៀតប៉ុន្តែមួយវិនាទីក្រោយមកបងក៏លួចក្អកខពី3ខមមិនឲ្យនាងដឹងទៅធម្មតានឹងអាចរួចផុតពីតាជារបស់នាងទៅបានដើម្បីកុំឲ្យខ្មាស់គេសឹងលាន់ជ្រើសរើសវិធីបដូរប្រធានបត់មែនទេបងញ៉ាំឲ្យលឿនទៅនៅមានរឿងនៅសន្តាការរើដាស់ស្រ័យទៀតទៅបែបនេះយ៉ាងគងួនក៏យកទូរស័ព្ទមករួចអូសមើលព័ត៌មានមួយចំនួនទៅតែនិយាយមិញឥឡូវដោះស្រាយចិត្តរួចរាល់ហើយ
គឺគូប្រជែងដែលចង់ដណ្ដើមយកទីផ្សារក្នុងស្រុករកបានជាបង្កើតរឿងនេះឡើងបន្ទាប់មកគេក៏ហុចទូរស័ព្ទទៅឲ្យនាងមើលយើងបានប្រមូលអភូតស្ដតាំងគ្រប់គ្រាន់ហើយកំពុងត្រៀមដឹងផ្ដាល់ព័ត៌មានក៏ចោះផ្សាយរួចរាល់ដែរសឹងឡានកាន់ទូរស័ព្ទអូសមើលរួចក៏ត្រាំមិនបានក៏ជេរតិចមិនក៏ឲ្យធ្វើបែបនេះហើយទៅចៃដននាងអូសទៅឃើញខមមិនមួយក៏ចាប់ផ្ដើមចង់ឃើញឡើងមកនាងសួរយ៉ាងគិងងន់រឿងនេះទំនាក់ទំនងរបស់ពួកយើងមិនបានប្រកាសជាសាធារណៈទេមើលទៅដូចជាគ្មានអ្នកណាដឹងថាបងជិបដីរបស់អូនសះជាងគិងងន់ឆ្លើយយ៉ាងប្រងើយកណ្ដាលអូននឹងបងសុទ្ធដែរមិនចូលចិត្តបាច់ចំហារឿងអីជន់ទេដូច្នេះទំនាក់ទំនងរបស់ពួកយើងក្រៅពីសាសនាថាជាអ្នកដតីបន្តិចគឺគ្មានអ្នកណាដឹងទាំងស្រុងគិតថាដោយសាររឿងនេះទៅនឹងព្រួយបារម្ភគេក៏ស្មារតីចេញមកដោះស្រាយមិនអីទេចាំបន្តិចទៀតបងឲ្យគេលុប search ចោលប៉ុន្តែគេមិនបានដឹងសោះថាសកម្មភាពមួយនេះរបស់គេកាន់តែធ្វើឲ្យយើងលាន់សង្ស័យរាល់ពេលដែលមានរឿងអ្វីកើតឡើងនាងតែងតែឆ្ងល់ទៅតាមពិតទៅរឿងទាំងនោះបណ្ដាលមកពីគេឬមកពីនាងព្រោះបើមើលតាមស្ថានភាពបច្ចុប្បន្នវាខុយពីអ្វីដែលនាងធ្លាប់គិតពីមុនទាំងស្រុងយើងលាន់ស្ងាត់មកមិនដប់ក្នុងក្បាលពោពេញដោយក្តីសង្ស័យដូច្នេះរឿងលាក់បានតំណាក់តំណងអាពាហ៍ពិពាហ៍នេះគឺបងជាអ្នកស្នើឬមួយក៏ខ្លួននឹងជាអ្នកអស្នើគ្នាទៅវិញមិនមែនខ្លួនឯងមែនទេខ្លួនអាយុ25ឆ្នាំហើយតើកំពុងគិតស្អីហ្នឹងបើស្រឡាញ់នរណាម្នាក់ក៏គួរតែឲ្យពិភពលោកទាំងមូលដឹងថាគេជាមនុស្សរបស់ខ្លួនមិនមែននេះតាមពិតទៅបើត្រូវគេតម្លៃក៏មិនមែនជារឿងវិធម្មដុំដែរប៉ុន្តែនៅតែគួរតែរមើលគេបន្តិចដើម្បីមើលថាគេមានអបកិរិយាយ៉ាងណាចំពោះការបើកចំណាក់តំណងគិតយូរគួរសំសឹងឡានក៏រទេះរទានិយាយមិនរួមថ្នាក់យ៉ាងអូនឃើញថាបងសួរវិញមើលហេតុអ្វីបានជាពេលនេះអ្នកមិនជាស្ទាក់ស្ទើរទៅវិញហើយគួរតែនិយាយយ៉ាងណាទៅនឹងពេលនេះនិយាយរឿងនេះតើវាបង្ហាញថាខ្ញុំកំពុងតែមិនប្រកបមែនទេខ្ញុំពិតជាចង់ផ្លាស់ប្ដូរណាស់ឃើញនឹងហាក់ដូចជាតានតឹងគេក៏ញឹមដាក់កុំតន់អាលខៃមុខម៉ាត់ក្តាត់ក៏តែមនុស្សអីដួងលក្ខកាន់តែខាងក្នុងចិត្តតែគេដឹងទេថាnàngចង់និយាយអ្វីហេតុអ្វីបានជានិយាយថាប្រញាប់ជាមួយមិនប្រញាប់ទៅវិញតាមពិតទៅរឿងសន្តាការក៏មិនឃើញគេព្រួយបានបំផុសប៉ុន្មានដែរពិតជាគួរឲ្យស្អប់មែនគិតបន្តិចរួចមកដួងលក្ខផ្អៀងក្បាលចង់សារកលបងចិត្តគេបន្តិចទៅបើសម្លឹងមើលគេយ៉ាងមើងមិនរួចនិយាយថាអ្វីដែលខ្ញុំចង់និយាយគឺមើលទៅសន្តាការកាត់រឿងក៏មិនបានប៉ះពាល់ដល់អ្នកខ្លាំងប៉ុណ្ណេះមើលតែអ្នកហាក់ដូចជាមិនសូវព្រួយបានអំពើក្តោកក្តួលអ្វីសោះជាងគីញងរួចឆ្លៃដោយស្ងប់ស្ងាត់ថាខ្ញុំក៏មានអារម្មណ៍មិនសុខដែរគ្រាន់តែខ្ញុំឆាប់ធ្វើចិត្តឲ្យស្ងប់បានសន្តាការជារបស់គ្រួសារខ្ញុំទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយអ្នកកាន់ភាគកូនផ្សេងទៀតក៏មិនអាចមករំខានខ្ញុំបានដែរខ្ញុំអាចមានចិត្តស្ងប់ក្នុងការដោះស្រាយបញ្ហាមិនមានអារម្មណ៍ភ័យស្លន់ស្លោអ្វីឡើយដួងលេខជួនចិញ្ចឹមញញឹមចង់មាត់ពេលឃើញគេនិយាយយ៉ាងមានមោទនភាពជាងកញ្ញន់មិនឆ្លើយលើកំរាមចង្អុលទៅមុខជាសញ្ញានាងចូលមកចិត្តទោះបីជាមិនយល់ថាគេចង់ធ្វើក៏ដោយប៉ុន្តែនាងក៏ធ្វើតាមពេលឃើញដួងលចូលមកចិត្តហើយជាងកញ្ញន់យកដៃច្រត់ចង្ការរួចនិយាយលេងសើចថាបើអូនមិនចង់ឲ្យបងមានមោទនភាពបែបនេះទេអូនអាចរៀបចំអ្នកកាន់ភាគហ៊ុនតូចចំណែកក្នុងក្រុមប្រឹក្សាភិបាលបានដល់ពេលនោះអូនអាចគ្រប់គ្រងអ្នកនោះឲ្យមករករឿងបងបានធ្វើឲ្យបងមិនអាចមានមោទនភាពបែបនេះបានទៀតលោកលេខមិនយល់ថាគេកំពុងនិយាយអ្វីធ្វើមុខឆ្ងល់សួរថាអ្នកកាន់ភាគហ៊ុនតូចអ្នកកាន់ភាគហ៊ុនតូចអីទៅប៉ុន្តែគ្រាន់តែមួយវិនាទីក្រោយមកមុខនាងក៏ឡើងក្រំព្រើងដោយកំហឹងមកចាប់ដើមនិយាយស្ទាក់ស្ទើរអ្នកណាទៅចង់រៀបចំអ្នកកាន់ភាគហ៊ុនអីឲ្យអ្នកក៏ច្រើនពេកហើយបន្តមកដោយភាពខ្មាស់ស្អៀននាងក៏ងាកក្រោយរៀបនឹងដើរចេញស្រាប់តែត្រូវគេចាប់ដៃទាញតុកជាងចិញ្ញែនមើលមុខនាងដោយទឹកមុខរីករាយនិយាយដែលមិនឃើញមានពាក់ព័ន្ធទៅនឹងការលេងសិចបន្តិចសោះបងមិនគិតថាបងគិតចក្រានពេកទេពួកយើងក៏ដល់អាយុត្រូវមានគ្រួសារហើយដែរមនុស្សជានេះក៏ល្អខ្លាំងណាស់ពិតជាគួរតែមានម្ចាស់ភាគអន្តយម្នាក់មកក៏ចូលរួមហើយនាមឆ្លៃដប់គ្រាន់តែនិយាយដោយខឹងសម្បារបងទីដឹងទេថាអូនចង់និយាយពីអ្វីឃើញគេគ្មានចិត្តស្មោះត្រង់បន្តិចសោះផ្ទុយទៅវិញថែមទាំងមានចិត្តអ្នកលេងសើចនឹងទៀតយ៉ាងលួនក្នុងចិត្តខឹងរហូតចង់តែហូរឈាមគឺច្បាស់ណាស់ថាចង់បញ្ជាក់ពីទំនាក់ទំនងឲ្យច្បាស់ឡាស់ហេតុអីបែរជាកន្លែងទៅជារឿងចង់បានកូនទៅវិញបើសម្រាប់នេះច្បាស់ជាកំពុងតែចែកអ្នកលេងសើចជាងនាងហើយក៏ដល់រឿងនេះហើយពិតជាខឹងមែនយ៉ាងលួនមិនចង់ចាញ់ច្រាបគេទេនឹងប្រើកម្លាំងបាយចាប់ទាញចង្ការរបស់គេយ៉ាងណែននិយាយបានដោយកលល្បិចទោះជាយ៉ាងណាពេលនេះក៏មានមនុស្សជាច្រើនទីដឹងពីទំនាក់ទំនងរបស់ពួកយើងអស់ទៅហើយបងកាត់យ៉ាងម៉េចដែរជាងយ៉ាងហាក់ដូចជាយល់ពីនៃរបស់នឹងរួចហើយតែនៅតែចង់សួរអូនចង់បានបែបណាដែរមនុស្សចាស់តែងតែនិយាយថាស្ដាប់ពាក្យប្រពន្ធរកបានដល់100ឆ្នាំហើយការលើកដំកើងប្រពន្ធក៏ជាវិធីសាស្ត្រនៃជីវិតអំដែលមិនអញ្ចឹងទោះអូនចង់បានបែបណាបងសុខចិត្តធ្វើតាមទាំងអស់ឡើយគឺត្រូវតែធ្វើបែបនេះហើយអូនគិតថាតាំងធ្វើទៅតាមនឹងចោះឃើញទឹកមុខដំងមករបស់នាងជាងចិញ្ញែនទប់សម្ដែងមិនបានក៏លេងសើចបន្ទាបធ្វើតាមនឹងគឺធ្វើតាមបែបណាទៅនឹងច្បាស់ពីបំណងរបស់នាងតែគេនៅតែចង់ឲ្យនាងនិយាយចេញមកដោយខ្លួននឹងអារម្មណ៍ដែលបានលេងសើចបែបនេះពិតជាមានមិត្តភាពមែនណាយ៉ាងលួនរដារដប់ធ្វើតាមក៏គឺនឹងច្បាស់ក្នុងចិត្តនឹងហើយ
ជាងយានម្នាក់នេះគឺច្បាស់ជាតាំងចិត្តធ្វើបែបនេះហើយតែពេលនេះនាងត្រូវបានគេកន់ជ្រុងហើយខ្លួនចេញពីធ្នូហើយក៏ត្រូវតែទៅតាមដែរគេតាំងចិត្តដឹកនាំឲ្យនាងនិយាយចេញមកស្លាប់ចុះមិនគិតគូរនឹងគេទៀតទេនាងសម្រេចចិត្តនិយាយត្រង់អញ្ចឹងយើងប្រកាសជាសាធារណៈទៅទោះជាយ៉ាងណាពួកគេក៏ទាទាំងអស់ហើយមិនចាំបាច់ឲ្យបងទៀតទេម្យ៉ាងទៀតរឿងនេះមានអីត្រូវលាក់បំទៅដាក់សញ្ញាសម្គាល់លើបងមួយសិនកាន់តែឆាប់កាន់តែល្អមិនអញ្ចឹងទេខ្លាចមានអ្នកណាមកជីកក់កាយគ្រួសារអូនយ៉ាងគីងងន់សើចឡើងយ៉ាងពេញចិត្តបើអញ្ចឹងធ្វើតាមចិត្តអូនទៅអូនចង់ធ្វើអ្វីក៏ធ្វើចុះនេះក៏ជារឿងដែលបងទន្ទឹងរង់ចាំយូរណាស់មកហើយដែរនាងភ្ញាក់ផ្អើលនឹងអរិយាបថតរបស់គេរួចសួរដោយស្ទាក់ស្ទើរថាពិតមែនឬបងមិនចំតោះស្ទើរមិននឹកស្មានថាវាស្រួលដូចចិត្តគេតម្លៃនាងថែមទាំងត្រៀមចិត្តនឹងនិយាយបញ្ចុះបញ្ចូលគេទៀតផងនៅយ៉ាងគីងងន់បញ្យល់ថាចាប់តាំងពីដើមមកមនុស្សដែលមិនចង់បើកចំហាក់រឿងនេះមិនមែនជាបងទេយើងទាំងពីររៀនផ្នែកសារព័ត៌មានដូចគ្នាបងដឹងច្បាស់ណាស់ថាការខ្លាយជាមនុស្សសាធារណៈនឹងមានរឿងរំខានច្រើនការធ្វើទស្សនៈក្តីម៉ូដក៏ចាត់ទុកថាបានឈានជើងចូលក្នុងពិភពកំសែអូនចង់ការពារគ្រួសារចង់ធ្វើការដោយស្ងៀមស្ងាត់បងមិនមានចំតោះអ្វីទាំងអស់តែបើអូនចង់ប្រកាសឲ្យពិភពលោកពីតំណែងរបស់យើងបងក៏មិនចំតោះស្ដាយបងស្ដាប់តាមផ្លូវទាំងអស់ដួងលាន់ឈើស្ងៀមសម្លឹងមើលគេតាមពិតទៅកាត់ទៅបានគេស្រឡាញ់វាមានអារម្មណ៍បែបនេះសោះតាមពិតទៅគេតែងតែកាត់គោពីនាងជានិច្ចគ្រាន់តែគេមិនសូវពួកគេបង្ហាញអារម្មណ៍ហើយនាងក៏មិនដែលសួរនាំតាមពិតទៅការឡាញ់អាចនិងអាត្មានិយមប៉ុន្តែការពេញចិត្តគឺការអត់ឲ្យគ្នានៅលើโลกនេះអ្នកខ្លះស្រឡាញ់គ្នាស្ទើរតែស្លាប់រស់ប៉ុន្តែក៏មិនអាចដើរលើផ្លូវតែមួយបានក៏មានអ្នកខ្លះទៀតរស់នៅដោយសន្តិភាពឆ្លងកាត់ជីវិតប្រចាំថ្ងៃរហូតដល់ចាស់ពិតថៃប្រហែលជាពេលនេះហើយដងលាន់ដឹងច្បាស់ថានាងជ្រើសរើសមនុស្សមិនខុសទេនាងរីករាយរហូតស្ទុះទៅអបគេរួចនិយាយថាបានបន្តមកនាងឲ្យមុខមើលគេដោយក្តីបានបំផុតគីងងន់អូនចង់តែជប់ក្រោពេគេប្រញាប់សួរអូនមានត្រង់ណាមិនស្រួលមែនទេនាងមិនទៀតប្រយោគភ្នែកចោះរួចឆ្លើយថាអូនចង់សួរថាតើមានប្រទេសណាដែលអាចរកឃើញការចង់ចាស់តែមកវិញបានឆាប់រហ័សដែរឬទេរយៈពេលនេះអូនតែនៅឃើញដល់អនុស្សាវរីយ៍ចាស់ស្អីខ្លះអូនខ្លាចខ្លួននៅក្នុងអតីតកាលដែលមិនស្គាល់នោះប៉ុន្តែពេលនេះអូនបែរជាចង់ដឹងតើខ្លួននៅម្នាក់នោះនឹងទៅជំនួសបែបណានាងម្នាក់នោះនឹងរូបអូនបញ្ចប់បនបានផ្ដល់ចម្រាប់ផ្សេងគ្នាជាច្រើនឧទាហរណ៍ដូចជារឿងរៀបការនេះអញ្ចឹងនាងម្នាក់ត្រូវសម្រាប់ការពារគ្រួសារដោយលាក់បាំងរឿងរៀបការតែអូនបែរជាចង់ប្រកាសឲ្យពិភពលោកបានដឹងថាបងគឺជាមនុស្សរបស់អូនចុងក្រោយអូននឹងនាងម្នាក់នោះមិនដូចគ្នាតតែសោះមែនទេយ៉ាងគីងងន់ឆ្លើយតបដោយស្រាលថាពួកគេមានចំណុចខ្លះដែលដូចគ្នាមានចំណុចខ្លះមិនដូចគ្នាទេអូនក៏គិតបែបនោះដែរមូលហេតុតែចម្បងគឺដោយសារអូននៅមិនទាន់ពេញវ័យនៅឡើយនាងសួរដេញដល់វិញថាមិនទាន់ពេញវ័យបងអកបាល់អូននៅតែជាក្មេងស្រី18ឆ្នាំម្នាក់ប៉ុណ្ណោះយ៉ាងហោចនៅក្នុងការចងចាំរបស់អូនគឺបែបនេះអូនការពីអាយុ18បើធៀបនឹងអូនពេល25ឆ្នាំពិតជាមិនខ្លាចអ្វីទាំងអស់អូនការពីអាយុ25ឆ្នាំមានភាពចាស់ទុំជាងមានការតាំងចិត្តការពីរាល់អ្វីដែលខ្លួនស្រឡាញ់ហើយអូនការពីអាយុ18ឆ្នាំវិញគឺមានចិត្តត្រង់ទៅត្រង់មកតែចង់បង្ហាញរាល់គ្រប់យ៉ាងរបស់ខ្លួននឹងចេញមកពិតមែននេះយ៉ាងលួនសួរដោយមានការប្រុងប្រយ័ត្នបងចង់ឲ្យអូននឹកឃើញដល់មនុស្សទាំងពីរនាក់ក្នុងខ្លួនអូនទោះបីជាស្រដៀងគ្នាប៉ុន្តែក៏មានចំណុចខុសគ្នាដែរតែសុទ្ធតែជាខ្លួនអូនទោះបីជានឹកឃើញយឺមិននឹកឃើញក៏ដោយអូនក៏នៅតែជាអូនដដែលចាងជីងអៀនតបបងមិននិយាយថាចង់ឬមិនចង់ចាំនោះទេបងព្រមទូយកគ្រប់យ៉ាងដែលជារូបអូនប្រសិនបើអូនបង្ខំឲ្យបងឆ្លើយនោះបងចង់ឃើញការរួមបញ្ចូលគ្នារវាងអូននាពេលបញ្ចប់បននិងអូនដែលត្រូវគេបំភ្លេចចោលអូនក្នុងសភាពបែបនោះប្រកាសជាស្រស់ស្អាតខ្លាំងណាស់យ៉ាងលួនស្ងើក្នុងចិត្តប្រកាសជាស្រស់ស្អាតខ្លាំងណាស់ចាងជីងអៀនញញឹមត្រូវហើយប្រកាសជាស្រស់ស្អាតខ្លាំងណាស់ប្រៀបដូចជាការដែល cosplay វេលាអញ្ចឹងបើវាអាចរិចព្រមគ្នាក្នុងពេលតែមួយការរួមបញ្ចូលគ្នារវាងភាពក្មេងខ្ចីរហូតដល់ភាពចាស់ទុំប្រកាសជាស្រស់ស្អាតខ្លាំងណាស់អង្គុយនៅលើកៅអីរងចាំខាងក្រៅមន្ទីរពេជ្រយ៉ាងលួនសម្លឹងមើលទៅលើអេក្រង់ទូរស័ព្ទមើលទៅព័ត៌មាននេះបានសាយភាយពេញទូទាំងប្រទេសយ៉ាងរហ័សប្រធានគណៈប្រឹក្សាភិបាលចាងជីងអៀននៃសម្ព័ន្ធចាងដេញនិងកញ្ញាយ៉ាងលួនប្រពន្ធធានាងនៃទស្សនៈដដីមួយអៃខនបានស្គាល់គ្នាចាប់តាំងពីសម័យរៀនមហាវិទ្យាល័យបន្ទាប់ពីបញ្ចប់ការសិក្សាក៏បានដឹកដៃគ្នាចូលរោងការអ្នកទាំងពីរពីមុនមកតែងតែចោះសម្រុងនឹងគ្នាទំនាក់ទំនងចិត្តស្និទ្ធអ្នកទាំងពីរសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលបានយកចិត្តទុកដាក់ហើយសង្ឃឹមថាចាប់ពីពេលនេះទៅមនុស្សគ្រប់គ្នានឹងចាប់អារម្មណ៍ទៅលើអាជីវកម្មការងាររបស់ពួកគេទាំងពីរឲ្យបានច្រើនជាងនេះសូមអរគុណដល់ក្តីគោរពគេឃើញត្រាប់តែក្រហមធំនៅលើអេក្រង់នាងមិនអាចទប់ចិត្តនឹងលន់ម៉ាត់សសើមិនបានស្នាមត្រាប់ក្រហមមនុស្សអំបិជាការរបស់ត្រាមែនប៉ុន្តែរឿងដែលកើតឡើងអំបញ្ញមិញត្រូវបានគេទាំងអស់រលែងទៅហើយអ្នកលេងបណ្ដាញសង្គមសម័យនេះពិតជាពូកែមែនអ្នកឈ្មោះហាលៀននោះពិតជាធ្វើអាក្រក់បានផលអាក្រក់មែនព្រាមនោះស្រាប់តែមានតែមួយពីខាងក្រោយមកដាក់លើស្មារបស់នាងសើចសប្បាយរីករាយម្លេះមានគេកាន់ទុកសស្ថានអូនយូរហើយនោះដោយសារបដិកម្មរហ័សនាងក៏ក្បាលទៅតាមតៃដែលចាងជីងយិនប្រាប់អ្នកដែលកំពុងកាន់ទូរស័ព្ទនោះភ្ញាក់ព្រើតែម្ដងឃើញបែបនេះយ៉ាងលួនក៏មិនបានភ័យស្លន់ស្លោអ្វីឡើយ
នាងចាប់ដៃគេទាញទៅមកខាងទៀតដល់ភ្លាមតែចោះយើងទៅខាងនេះវិញពេលឈរនៅមុខបន្ទប់ពេលនេះជំងឺចាងជីងយានក៏សួរឡើងភ្លាមស្ដាយក្រោយទេនាងផ្អៀងក្បាលស្ដាយក្រោយរឿងអីគេឆ្លើយថាស្ដាយក៏ដែលបានប្រកាសទំនាក់ទំនងរបស់យើងនៅពេលដែលកម្ដៅកំពុងតែផ្គញ្ជ្រោកខ្លាំងបែបនេះការប្រកាសពីទំនាក់ទំនងរបស់យើងនឹងគ្រាន់តែធ្វើឲ្យមនុស្សជាច្រើនទៀតចាប់អារម្មណ៍លើពួកយើងដូចជាមិញនេះអញ្ចឹងនិយាយមិនតាន់ផុតពីម៉ាក់ផងសម្លេងកែដៃនៅមន្ទីរពេទ្យក៏មិនលឺឡើងសូមអញ្ជើញអ្នកនាងយ៉ាងលួទៅកាន់បន្ទប់ពិនិត្យលេខសូមអញ្ជើញអ្នកនាងយ៉ាងលួនទៅកាន់បន្ទប់ពិនិត្យលេខឆាស្លាយមុនពេលដើរចូលទៅនាងក៏បាក់វិញថាអូនមិនស្ដាយក្រោយទេអូននឹងមិនស្ដាយក្រោយឡើយយើងក៏មិនជាតាមដើម្បីដែលត្រូវការឲ្យគេតាមដានគ្រប់ពេលនោះដែរអូខេមួយរយៈទៀតទៅចាំកដៅវាចុះយើងក៏នឹងមិនត្រូវបានគេចាប់អារម្មណ៍ខ្លាំងបែបនេះទៀតទេដល់ពេលនោះយើងនៅតែអាចរស់នៅបានដូចមុនគេញឹមក្នុងកែវ៉ាភ្នែកពោពេញទៅដោយរូបភាពរបស់នាងទោះបីជាមិនបាននិយាយអ្វីក៏ដោយប៉ុន្តែគេអាចមើលឃើញពីភាពរីករាយដែលលាក់នៅក្នុងនោះអ្នកទាំងពីរក៏ដើរចូលទៅខាងក្នុងបន្ទាប់ពីពិនិត្យនឹងធ្វើតែមួយសន្ទុះគ្រូពេទ្យក៏សន្និដ្ឋានថាអ្នកនាងចាំងបានពិនិត្យរួចរាល់ហើយតាមលក្ខណៈវិទ្យាសាស្ត្រអាចធានាបានថាខួរក្បាលរបស់អ្នកនាងមានសុខភាពល្អណាស់តែពេលណាទៅអាចចាំរឿងរ៉ាវបានវិញគឺបាក់អានឹងនិយាយណានៅតែត្រូវពឹងផ្អែកលើខ្លួនឯងផ្ទាល់យ៉ាងលួនជ្រួញចិញ្ចាំឲ្យរៀបរាប់ការពិតថ្មីនេះខ្ញុំតែនឹកឃើញនៅបំណែកនៃឧសសររីក្នុងអតីតកាលមានពេលខ្លះវាស្រពេចស្របែកខ្លាំងណាស់មានពេលខ្លះវាក៏ច្បាស់ឡាខ្ញុំស្មានតែខ្ញុំអាចចាំវាបានវិញអស់ទៅហើយលើបែកនោះគ្រូពេទ្យក៏ផ្ដាល់ដំបូន្មានដល់នាងភ្លាមអ្នកនឹងយ៉ាងមិនគួរកាច់ច្រើនពេកនោះទេមិនដោយឲ្យអ្វីវាទៅតាមធម្មជាតិគឺល្អបំផុតហើយកាគីងន់ឃើញថាមិនគួររំខានគ្រូពេទ្យទៀតទេក៏និយាយជំនួសស្នែងថាខ្ញុំយល់ហើយអរគុណលោកគ្រូពេទ្យបន្តមកក៏ได้ចេញពីបន្ទប់ពិនិត្យជំងឺទង្លិនធ្វើមុខស្រងួតស្រងាត់ដោយភាពកក់ចិត្តហើយដើរត្រឡប់ទៅជាមួយគេស្រាប់តែដើរទៅបុកនឹងមនុស្សម្នាក់ដែលដើរមកពីមុខនាងក៏ស្រែកឡើងថាអ្នកណាគេនឹងយ៉ាងគីងន់ដោយសារប្រតិកម្មរហ័សក៏ចាប់អបស្មាននាងចប់មើលថែដល់ប្រយ័ត្នឃើញនាងអារម្មណ៍មិនល្អគេក៏មានអារម្មណ៍ឈឺចាប់ក្នុងចិត្តហើយនិយាយលួងលោមនាងថាបើអូនពិតជាចង់ចាំរឿងទាំងអស់នោះឡើងវិញប្រហែលជាមិនទីដល់ពេលគ្មានវិធីជួយអូនបានទេប៉ុន្តែបងអាចជួយអូនបានបងអាចនាំអូនទៅកន្លែងដែលយើងធ្លាប់ទៅពីមុនសាកល្បងមើលថាតើអូនអាចរកឃើញការចងចាំទាំងនោះត្រឡប់មកវិញដែរឬទេមួយវិញទៀតក៏អាចសម្រាប់លំហែកាយបានខ្លះដែរប្រៀបដូចជាយើងកំពុងទៅលំហែក្រោយរៀបការសងវិញអញ្ចឹងលើគេនេះក៏មើលមុខគេរួចសួរថាកាលពីមុនយើងមិនបានទៅលំហែក្រោយរៀបការទៅយ៉ាងគីងន់ឆ្លើយថាអត់ទេពេលនោះជប់ចំពេលទស្សនៈដីចេញផ្សាយអបគមរាប់ទៀតដូច្នេះពួកយើងរបរខ្លាំងណាស់គង់លន់អានអមុខចោះបន្តិចរួចឆ្លើយថាមិនបាច់ទេលើនាងនិយាយបែបនេះក្នុងចិត្តគេក៏មិនសប្បាយចិត្តប៉ុន្មានដែរនៅក៏ស្មានថាអ្វីដែលគេរៀបចំនេះនឹងធ្វើឲ្យនាងសប្បាយចិត្តទងឡាននិយាយបន្ទាប់ថាគឺដោយសារអូនទៅរស់ចងចាំរឿងរ៉ាវអាកាលពីមុនវាគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះអូនប្រញាប់ពេកហើយដូចគ្នានឹងកាលពីមុនដែលអូនខ្លាចក្នុងការចងចាំរឿងទាំងនោះអញ្ចឹងដូច្នេះបណ្ដោយឲ្យវាទៅតាមពាក្យគ្រូពេទ្យចោះទោះបីជាឥឡូវនេះអូននៅមិនទាន់អាចគ្រប់គ្រងការងារទាំងអស់បានប៉ុន្តែក៏ប្រសើរជាងមុនច្រើនហើយដែរបើមិនបានទេបងអាចជួយអូនបានមែនទេយ៉ាងគីងន់ក្បាលឆ្លៃថាប្រកាសណាស់អ្នកទាំងពីរថែមទាំងហែនៅកណ្ដាលវេលកណ្ដាលតែតងថើបគ្នាយ៉ាងផ្អែមនៅស្មានមិនស្ដាល់ថាដងលន់ស្រាប់តែប្រតែឃើញអ្នកទាំងពីរគឺសុពុកកំដៅរបស់នាងកំពុងតែដើរស្ដារមកពីខាងមុខនាងប្រញាប់រុញគេចេញដោយមកស្រែកដោយភាពតក់ស្លុតថាអ្នកទាំងពីរមានរឿងអ្វីឬเปล่าនាងក៏ប្រញាប់ដើរចូលទៅសួរនំប៉ាម៉ាក់ហេតុអ្វីបានជាអ្នកទាំងពីរមកទីនេះមានរឿងអីเปล่าឃើញកូនស្រីខ្លួននឹងបង្ហាញខ្លួននៅអីមន្ទីរដល់ពេកដោយមិនខ្វល់ពីពាក្យសម្ដីរបស់នាងអ្នកម្ដាយក៏សួរទៅកាន់លានវិញថាចុះហេតុអ្វីបានជាកូនមកមន្ទីរពេកដែរយ៉ាងគីងូនក៏ចេញមកបញ្យល់ជំនួសអ្នកម៉ាក់ពួកកូនគ្រាន់តែចង់មកមើលថាអ្នកជំងឺអាចឆាប់ចងចាំរឿងរ៉ាវទាំងអស់បានវិញដល់តែប៉ុណ្ណោះទៅពួករបស់នាងក៏ដងហាមធំដោយធ្វើស្បាយបើអញ្ចឹងគឺអាកូនស្រីមិនគឺល្អបំផុតហើយគ្រួសារយើងពិតជាមិនអាចមាននរណាម្នាក់ជាបន្ថែមទៀតបានទេលើដោយនោះសឹងឡានក៏មានចិត្តអន្ទះសាហើយសួរឪពុកនាងថាតើវាមានរឿងអ្វីទៅវិញទៅមកលោកក៏នៅស្ងៀមហើយញែកទៅមើលអ្នកម្ដាយរបស់នាងអ្នកស្រីមានភាពតានតឹងរួចគ្រូវិក្បាលជាសញ្ញាប្រាប់កុំឲ្យគាត់និយាយប៉ុន្តែលោកក៏ចាប់តែនាងថ្នមអភ័យកូនស្រីអាយអ្នកម៉ាក់របស់កូនមិនឲ្យប៉ានិយាយប្រាប់កូនទេប៉ុន្តែប៉ាមិនអាចបន្លាក់កូនទៅទៀតបានឡើយភ្នែករបស់លោកចាប់តាមរលឹងរលោងអ្នកម៉ាក់កូនមានបញ្ហាបេះដូងគ្រូពេទ្យប្រាប់ថាត្រូវដាក់ឧបករណ៍ពង្រីកកសលសៃឈាមបេះដូងលើដំណឹងដែលក្រដល់ជាមានអន្ទះបាញ់ចំក្បាលនាងក៏មានភាពភ័យស្លន់ស្លោមិនបានជាបែបនេះទៅវិញរួចហើយនាងក៏ទប់ទឹកភ្នែកមិនបានដែលកំពុងតែហូរស្រក់ចុះមកតាមថ្ពៅមានតែយ៉ាងគីងន់ប៉ុណ្ណោះដែលនៅតែសភាពស្ងាត់ស្ងាត់ពីដើមមកគេក៏ប្រញាប់ចាប់ស្មារបស់នាងដើម្បីលងលំមិនអីទេមានបងនៅទីនេះហើយគេក៏ងាកទៅនិយាយជាមួយពុកកំដៅរបស់នាងថាប្រសិនបើគ្រូពេទ្យណែនាំឲ្យធ្វើការដាក់ឧបករណ៍នេះហើយត្រូវតែប្រញាប់សម្រាប់ព្យាបាលលើមន្ទីរពេទ្យដើម្បីវេះកាត់ឲ្យបានឆាប់កូននឹងរៀបចំនោះឲ្យទៅរៀបចំឯកសៀមនៅពេលដែលជួបគ្នានៅក្បែរដោះស្រាយរាល់បញ្ហាដោយភាពស្ងប់ស្ងាត់រៀបចំគ្រប់យ៉ាងបានយ៉ាងរហ័សនិងមានរបៀបរៀបរយពី13ថ្ងៃក្រោយមកការវេះកាត់ក៏បានចាប់ផ្ដើមឡើង
ទាំង3នាក់អង្គុយរងចាំនៅខាងក្រៅបន្ទប់វះកាត់លោកពុករបស់នាងតំបានក៏យកដៃទាំងពីរខ្ទប់មុខទឹកភ្នែកក៏ហូរមិនឈប់ឃើញដូច្នេះនាងក៏សួរឪពុកថាប៉ាកំពុងតែបានរំភើបពីអ្នកម៉ាក់មែនទេលោកក៏ស្អឺនិយាយមិនចេញជាភាកីប៉ាក្រនដែរនៅពេលនឹកឃើញថាអ្នកម៉ាក់កំពុងតែដេកនៅលើត្បះកាត់ធ្វើឲ្យគាត់មានអារម្មណ៍ល្អដែលមិនអាចថែរក្សាគាត់បានល្អនៅពេលឃើញឪពុកបែបនេះសឹងឡានក៏ព្យាយាមទប់ភាពបានបន្តក្នុងចិត្តរួចនិយាយលងលំគាត់ដោយសំឡេងថ្នមមកប៉ាកុំបារម្ភអីនៅមានកូនទីកូននឹងថែសារតាម៉ាក់នឹងប៉ាឲ្យបានល្អគឺកូននឹងមើលថែអ្នកទាំងពីរឲ្យបានល្អបំផុតយកចិត្តទុកដាក់ចំពោះអ្នកទាំងពីរប្រសិនបើឃើញជំងឺរបស់ម៉ាក់លឿនជាងនេះបន្តិចប្រហែលជាមិនចាំបាច់ដាក់ឧបករណ៍ជំនួយនោះទេសម្ដីទៅតែដាច់ពីមាត់អសរនៅលើផ្ទាំងផ្លាកសញ្ញាក៏ស្រាប់តែភ្លឺឡើងបណ្ដៃក្រោយមកធ្វើបន្ទប់ក៏បើកចេញឃើញដូច្នោះលោកក៏ស្ទុះក្រោកឈររួយស្ទុះទៅមុខយ៉ាងលឿនរួចពេលឆ្វេងទឹកមុខបានអំបត់របស់ប៉ាគាត់កំពុងចាប់ដែលម៉ាក់នាងដើរចេញពីបន្ទប់វះកាត់ជឿនតែចង់ដើរទៅក៏ស្រាប់តែឈប់ញ័រជាងជញ្ញិនសួរតែងឿងឆ្ងល់ថាហេតុអ្វីមិនដើរទៅទីនោះយ៉ាងលួញញញឹមតែចិត្តគ្រាន់តែឃើញតែភាពនេះស្រស់ស្អាតខ្លាំងណាស់ទៅមិនចង់រំខានវាទៅអូនយល់ស្របទេជីដូចចំហែនស្រាប់តែនាងបែរទៅសួរគាត់មួយខ្លះតែថ្ងៃមុខបងនឹងស្រឡាញ់អូនដោយដែលប៉ាស្រឡាញ់ម៉ាក់ដែរឬទេបើសិនជាអូនត្រូវវះកាត់បងក៏នឹងបានរំខានបែបនេះដែរឬបន្តមកនាងក៏ចាប់ដៃកជាប់រួចបញ្ជាក់ថាអូនជឿថាបងនឹងធ្វើបែបនោះជាងជញ្ញិនដល់យ៉ាងស្ងប់ស្ងាត់ថាអូននិយាយនឹងក៏មិនទាំងស្រុងដែរបងនឹងមិនស្រឡាញ់អូនដោយប៉ាស្រឡាញ់ម៉ាក់ទេតែបងនឹងស្រឡាញ់អូនលើពីនោះទៅទៀតហើយមួយទៀតកុំនិយាយលេងសើចបែបនេះទៀតដែលនឹងចាប់ក៏ច្បាច់ជាប់ដែលមិនដឹងខ្លួនចាក់ប្រទាក់5ដៃទាំង10ចូលគ្នានាងផ្អៀងខ្លួនអូនគ្រាន់តែលេងសើចទេតាហេតុអ្វីបងត្រជាក់ក្បាលម្លេះហាមលេងសើចបែបនេះទៀតយ៉ាងលួនចាញ់ចាំមកឡើងកំប្រឹងរួចមួយម៉ាត់បងកំបានអំអីអូនរឹងមាំខ្លាំងណាស់អូននឹងថែរក្សាសុខភាពដើម្បីនៅក្បែរបងយូវីបន្ទាប់ពីការវេះកាត់ធំមួយចប់ហើយភ្ញាក់ដឹងខ្លួនឡើងម៉ាក់នាងក៏ក្រោកឡើងរួចដើររកកុបទីស្ទីក្នុងបន្ទប់តែបាត់ទៅណាហើយឃើញដូច្នោះនាងក៏សួរដល់ចង់ដឹងថាម៉ាក់កំពុងរកអ្វីកអ្នកស្រីក៏ប្រញាប់តបថាអវរងាដែលមកប៉ាក់មុនពេលវេះកាត់នឹងណាតែឃើញនៅទីនេះសោះរារោគមួយសន្ទុះចុងក្រោយក៏ដល់ឃើញអ្នកស្រីលើកអវរងាមកស្វែងមើលឡើងបង្ហាញនៅគុកកត់សើចខ្ញុំមានរួចពោលថារកឃើញហើយដែលកំណត់ប៉ាក់របស់ម៉ាក់មិនអន់ទេមែនទេកូនប្រសាររកសាររូបរាងបានល្អប៉ុន្មានឆ្នាំមុខនេះមិនឃើញផុតឡើងសោះពាក់ទៅមើលប្រកាសជាសង្ហាហើយសំនឹងរូបរាងណាជាងជិញទៅអវរងាពីដៃអ្នកស្រីសើចបាត់មកមិនចិត្តអរគុណយ៉ាងលួនឈរមើលពីចំហៀងភ្នែកសម្លឹងមើលមិនដាក់ឡើយខ្ញុំពិតជាកត់សរសើរអ្នកណាមេឃមិនតន់តែចាក់ផងក៏មានអរងាថ្មីពាក់បាត់ទៅហើយឃើញកូនស្រីខ្លួនឯងដំណល់ថ្នាក់នេះហើយនៅមកឆ្លត់ដណ្ដើមអរងាជាមួយប្តីទៀតអ្នកម្ដាយក៏ពោលឡើងថាកូនអូស្អីនឹងអានេះម៉ាក់ឲ្យកូនទេពេលឃើញអរងាផ្សក់ដែលម៉ាក់កំពុងកាន់នៅក្នុងដៃភ្នែករបស់នាងស្រាប់តែភ្លឺថ្លាងភ្លាមហើយកូនមែនទេកូនក៏មានចំណែកដែរអីនឹងចោតចង្កេះឲ្យលើកចិញ្ចើមសួរកូនគឺជាកូនស្រីរបស់ម៉ាក់ទៅមិនក៏ម៉ាក់មិនរៀបចំទុកឲ្យកូនទៅម៉ាក់ប៉ាក់អោនេះឲ្យកូនរួចរាល់តាំងពីយូរណាស់មកហើយតើមកប៉ាក់ឲ្យឃីងគ្រាន់តាមក្រោយទេពិតជាមែនហើយតែមានអ្នកណាគេទៅប្រជែងដណ្ដើមរបស់ជាមួយដីខ្លួនឯងដូចជាកូនអញ្ចឹងមែនទេនាងសម្លឹងមើលអរងានៅក្នុងដៃទប់ចិត្តមិនបានកងអាយវាថ្មពី3ដងស្រាប់តែនៅក្នុងក្បាលរបស់នាងក៏ផុសឡើងនៅការចងចាំមួយប៉ាម៉ាក់បន្ទាប់ពីនេះយើងផ្លាស់ទៅរនៅយើងថែងទៅរួចយើងទាំង3នាក់នឹងទៅលេងដនយ៉ាងជាមួយគ្នាសួស្ដីតែទេសមារបស់នាងតិចបានហើយយើងត្រឡប់ទៅមុនចោះគុំរំខានពេលសម្រាប់របស់ប៉ាម៉ាក់ទៀតអីម៉ាក់ទៅតែវះកាត់រួចត្រូវរក្សាអារម្មណ៍ឲ្យបានល្អបើកូនធ្វើបែបនេះនឹងធ្វើឲ្យម៉ាក់បានបំផុសអត្ថប្រយោជន៍ទេអ្នកទាំងពីរចុះមកដល់កន្លែងចតឡានទៅតែអង្គុយលើឡានទងលាន់ស្រាប់តែនិយាយឡើងថាប្តីឲ្យយើងមានកូនម្នាក់ទៅដៃដែលកំពុងទាញខ្សែក្រវ៉ាត់សុវត្ថិភាពរបស់គេស្រាប់តែជប់ញក់មួយផ្លែតគេងាកក៏មកសួរមិនក៏ស្រាប់តែនិយាយរឿងនេះដងលាន់ជ្រួញចិញ្ចាមហើយទម្លាក់ភ្នែកចោះជំងឺរបស់ម៉ាក់ធ្វើឲ្យមានកំណត់មួយនេះគ្មាននរណាម្នាក់អាចនៅក្បែរគូជីវិតរបស់ខ្លួនបានរហូតពេញមួយជីវិតនោះទេគ្មានណាដឹងថាអ្នកណានឹងចាក់ចេញមុនអ្នកណាឡើយបើមានកូនម្នាក់ប្រសិនបើមានភាគីម្ខាងត្រូវចាក់ចេញមុនអ្នកដែលនៅសេសសល់ក៏នៅមានកន្លែងផាយចិត្តដែរនៅមានអ្នកនៅរលឹកឃើញគេហៀបនឹងមកនិយាយអ្វីមួយនាងក៏ប្រញាប់ខាត់ទុកស្ដាប់ឯនិយាយឲ្យចប់សិនអធិនាបានតែថាខ្លួននឹងរឹងមាំសុខភាពល្អរហូតទៅដូច្នេះហើយemសង្កឹមថាយើងអាចមានកូនជាចំណងដៃរបស់យើងរងចាំកូនធំឡើងគាត់នឹងក្លាយជាទីពឹងខាងផ្លូវចិត្តសង្កឹមថាថ្ងៃណាមួយក្នុងពេលអនាគតទោះបីជាយើងអ្នកណាម្នាក់ត្រូវចាក់ចេញមុនក៏ដោយនោះអ្នកដែលនៅសល់ក៏នឹងមិនដេកក៏តែម្នាក់អឹងឡើយយ៉ាងគីងន់ពិតជាអស់វិធីនឹងណាបានត្រឹមតែដកដងហើមធំរួចហើយក៏នាងចុះក្នុងរង្វង់ដៃនិយាយពីណាគឺធ្វើបានពីហ្នឹង2-3ខែក្រោយមកអ្នកទាំងពីរក៏ដឹកតែគ្នាទៅជួបឪពុកម្ដាយរបស់នាងក្នុងថ្ងៃដែលមានពន្លឺថ្ងៃស្រស់បំព្រងទឹកមុខពោពេញដោយការទន្ទឹងរង់ចាំនិងភាពរីករាយយ៉ាងខ្លាំងជាងជញ្ញៀនក៏និយាយឡើងថាប៉ាម៉ាក់កូនទាំងពីរមានរឿងចង់ប្រកាសប្រាប់ឃើញកូនទាំងពីរមើលទៅហាក់ដូចជាមានការអ្វីធ្ងន់ធ្ងរខ្លាំងណាស់ធ្វើឲ្យចាស់ទាំងពីរនាក់នេះចាប់ផ្ដើមបារម្ភតាមអ្នកកម្ដាយរបស់នាងក៏សួរជញ្ញៀនថាលួនមានរឿងអីមែនទេចំណែកឯលោកប៉ាវិញក៏សួរថា
លួនមិនស្រុកខ្លួនមែនទេអ្នកទាំងពីរក៏មិននិយាយអ្វីបានតែមើលមុខគ្នាសើចចិញ្ចឹមបន្ទាប់មកគេក៏ស្មាននាងហើយផ្អែកក្បាលទៅចិត្តនាងកូនចិត្តបានធ្វើជាបាគេហើយបានរឿងភាគនេះក៏ចប់ត្រឹមនេះហើយបើចូលចិត្តសូមជួយចុច like និង share ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីបន្ថែមទៀតណាកុំភ្លេចចុច follow រងចាំទស្សនភាពបន្តទៀតសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានថ្ងៃដ៏ស្រស់ស្រាយនិងពោរពេញថាមពល